សួស្តីអ្នកគ្នាសួស្តីកុំការភេទទី1នៃរឿងវិធីធ្វើឲ្យស្វាមីរបស់ខ្ញុំនៅខាងខ្ញុំមុននឹងចាប់ផ្ដើមសាច់រឿងខ្ញុំសូមពឹងឲ្យអ្នកគ្នាជួយចុច like subscribe រួច comment រូបបេះដូងអ្នកមួយផងបើធ្វើឲ្យតើយើងចាប់ផ្ដើមសាច់រឿងរបស់យើងទាំងអស់គ្នាផ្ដើមសាច់រឿងមកមានសម្លេងមួយបាននិយាយថាឪពុកម្នាក់នេះបានរកឃើញកូនកំឡោះដែលស័ក្តិសមសម្រាប់កូនហើយទីបំផុតគ្រាន់តែលើបែបនេះភ្លាមនាងមានការប្រែប្រួលទឹកមុខទៅជាមិនសប្បាយចិត្តភ្លាមហើយសាច់រឿងក៏បានបង្ហាញថាពួកគេកំពុងតែអង្គុយញ៉ាំបាយជុំគ្នានៅឯតុអាហារបុរសម្នាក់នេះមានឈ្មោះថាប៉ាបូហ្គាហើយភ្លាមនោះក៏មានបុរសម្នាក់ទៀតបាននិយាយទាំងភ្ញាក់ផ្អើលថាតែទៀតហើយមែនទេមិនទាន់បាន3ខែផងគិតចាប់តាំងពីការភ្ជាប់ពាក្យបានរំសាយចោលម្នាក់ប្រុសនេះគេមានឈ្មោះថា Enzo de Bogia គេគឺជាកូនប្រុសទី2នៅក្នុងគ្រួសារហើយសម្ដេចប៉ាបក៏បានហៅឈ្មោះ Enzo ដែលជាសញ្ញាដើម្បីឲ្យគេឈប់បញ្ចេញអរិយាប័ត្របែបនឹងទៀត Enzo និយាយទោះបីជាការភ្ជាប់សាច់ឈាមគ្នារបស់ពួកគេមានប្រយោជន៍យ៉ាងណាក៏ដោយតើប៉ាមិនគិតពីអារម្មណ៍របស់នាងផងទេឬប៉ាមិនអាចសាំនឹងរឿងបែបនេះដោយសារតែការងារថ្មីភ្លាមរបស់ប៉ាដូច្នេះតើប៉ានឹងកម្ចាត់ពួកព្រៃផ្សៃទាំងនោះជំនួសការគ្រប់គ្រងព្រីធីណាទេតើមានអ្វីដែលខ្ញុំមិនអាចធ្វើបានទេឬពួកព្រៃផ្សៃដែលគ្មានអរិយធម៌ទាំងនោះគឺជាណៃដែលល្អបំផុតនៅឯភាគខាងត្បូងបន្ទាប់មកលោកប៉ាក៏បាននិយាយថាលំមហើយជាមួយនឹងល្បិចកលរបស់ឯងអ្វីដែលគួរកើតឡើងបានកើតឡើងរួចហើយនាងក៏បានសម្ដែងទៅជាសួរឪពុករបស់នាងយ៉ាងសប្បាយចិត្តថាអញ្ចឹងពុកតើគាត់គឺជាមនុស្សបែបណាទៅពុកនាងតបគាត់គឺជាអាវុធដ៏ខ្លាំងបំផុតរបស់ Fritina គាត់គឺជាក្មួយប្រុសរបស់ស្ដេចហើយល្បីថាគឺជាណៃដែលល្អបំផុតនៅឯភាគខាងជើងពុកប្រកាសថាឯងនឹងចូលចិត្តគាត់ព្រោះគាត់សង្ហាណាស់ស្អីគេតែពុកគេឈ្មោះរបស់មនុស្សចង្រៃនោះស្អុយរលួយយ៉ាងណាទៅហើយគាត់ក៏បានសួរនាងថាតើឯងនឹងនៅម្នាក់ឯងទេនាងក៏បានស្ងាត់វិញនាងបានគិតថាណៃម្នាក់ដែលសង្ហាណាស់មកពីភាគខាងជើងអ្នកមិនដឹងទេថាបុរសម្នាក់នោះនឹងបំផ្លាញគ្រួសារនេះយ៉ាងណាពេលនោះស្រាប់តែមានបុរសម្នាក់បានចូលមកពីក្រោយនាងរួចបានហៅឈ្មោះនាងថា Ruby នាងបានគិតទាំងភ័យថាគាត់មានរឿងអីគាត់បានធ្វើឲ្យខ្ញុំព្រឺសម្បុរគាត់មិនចាំបាច់មើលខ្ញុំតែក៏ខ្ញុំដឹងរួចទៅហើយបុរសម្នាក់នេះគឺជាកូនប្រុសច្បងមានឈ្មោះថា Cesare de Bogia ហើយកូនទី2ក៏បានដកដង្ហើមធំទាំងមិនពេញចិត្តរីឯម្ដាយនិងឪពុកវិញក៏បានញញឹមនឹងកូនរបស់ពួកគាត់ចំណែកឯ Ruby នាងបានត្រឹមតែក្តាប់ដៃនឹងសម្ពុតរបស់នាងរួចនាងក៏បានសម្ដែងធ្វើជាសប្បាយចិត្តហើយនិយាយថាអរគុណប៉ាខ្ញុំពិតជាសប្បាយណាស់ដែលខ្ញុំអាចជួយប៉ាបានពេលលើកូននិយាយបែបនេះគាត់ក៏បានសប្បាយចិត្តរួចក៏បានសើចឡើងហើយនាងក៏បានសើចសប្បាយជាមួយនឹងពួកគាត់ផងដែរភ្លាមនោះបងប្រុសរបស់នាងក៏បានថើបថ្ងាសនាងហើយគាត់ក៏បាននិយាយថាអញគឺជាក្មេងស្រីដែលចិត្តល្អណាស់រូប៊ីនាងក៏បានញញឹមតបហើយបានគិតនៅក្នុងចិត្តថាមិនអីទេយើងគិតអំពីយុទ្ធសាស្ត្រពេលក្រោយបន្តពីក្អួតឲ្យអស់ពីចិត្តសិននៅក្នុងជីវប្រវត្តិរបស់ណៃដែលខ្លាំងបំផុតនៅភាគខាងជើងក៏មានរៀបរាប់ពីខ្ញុំដែរដោយសារតែឧបទ្ទវហេតុធ្លាក់អធម្មភេទជ្ជៈភ្លាមដែលបានធ្វើឲ្យខ្ញុំបាត់បង់ជីវិតដ៏គួរឲ្យធន់ទ្រាំរបស់ខ្ញុំគិតថាខ្ញុំនឹងបានរកឃើញសន្តិភាពនៅទីបំផុតប៉ុន្តែហេតុអ្វីបានជាខ្ញុំខ្លាចជាស្ត្រីអភិជនម្នាក់មកពីសម័យប្រវត្តិសាស្ត្រនាងថែមទាំងជាតួអង្គនៅក្នុងរឿងប្រឡោមលោកដែលខ្ញុំកំពុងអានមុនពេលស្លាប់ទៀតផងលើសពីនេះទៅទៀតនាងក៏បានរស់នៅក្នុងជីវិតដែររំខានស្រដៀងគ្នានេះដែរពិតជាអាក្រក់ខ្លាំងណាស់មែនទេនៅឯបន្ទប់នាងបានក្អួតជាខ្លាំងនាងបាននិយាយថារស់នៅក្នុងជីវិតថ្មីក្នុងនាមជាតួអង្គនៅក្នុងសៀវភៅកន្លែងដែលអ្នកចង់មានគ្រួសារសមរម្យខ្ញុំសំណាងណាស់ដែលគ្មាននរណាម្នាក់បានដឹងរឿងខ្ញុំក្អួតប៉ុន្តែការឈឺចាប់នៅតែដូចដើមរឿងមួយទៀតដែលខ្ញុំមានដូចទៅនឹងខ្លួនខ្ញុំកាលពីមុននោះគឺជំងឺអាឡែស៊ីមុនពេលខ្ញុំខ្លាចជារូបបេកាដេបូហ្គាមុនពេលខ្ញុំស្លាប់ខ្ញុំបានកើតនៅឯប្រទេសកូរ៉េត្រូវបានគេយកទៅចិញ្ចឹមនៅក្នុងគ្រួសារជនជាតិអេស្ប៉ាញដែលមានវណ្ណៈខ្ពស់ហើយត្រូវបានគេចាត់ទុកថាជាកូនសុំទានខ្ញុំអាចចូលរៀននៅឯសាលាដែលមានកិត្យានុភាពរៀនរបាំបាឡេវាយ tennis និងរស់នៅក្នុងជីវិតដែលពោរពេញទៅដោយការជិះសេះពិធីជប់លៀងសប្បុរសធម៌និងភាពប្រណិតដោយសារតែពួកគេបន្តមកនៅថ្ងៃមួយពេលមាននរណាម្នាក់បានចំអកឲ្យខ្ញុំមានភាពភ័ន្តច្រឡំហើយខ្ញុំមិនដឹងថាវាមានន័យយ៉ាងណានៅពេលនោះដូច្នេះខ្ញុំក៏បានសើចជាមួយពួកគេដែរខ្ញុំមិនដែលគិតសោះថាខ្ញុំកំពុងតែធ្វើត្រាប់តាមការសើចរបស់ខ្លួនឯងការគំរាមកំហែងគឺអាចទ្រាំបានយ៉ាងហោចណាស់ការពេលកន្លងទៅសមាជិកគ្រួសារដែលបានយកខ្ញុំទៅចិញ្ចឹមហាក់ដូចជាមានភាពរាក់ទាក់បងស្រីតែម្នាក់គត់ដែលល្អចំពោះខ្ញុំពីមួយពេលទៅមួយពេលបានសម្រេចចិត្តចាកចេញពីលោកនេះនៅអាយុទៅតែ21ឆ្នាំសូម្បីតែកូនប្រុសច្បងដែលខ្ញុំគិតថាធម្មតាក៏ជាបិសាចដូចជាឪពុករបស់ខ្ញុំដែរភាពឆ្លាតវៃរីករាយឆ្លាតនិងស្ដាប់បង្គាប់វាខ្លាចទៅជារឿងធម្មតាសម្រាប់ខ្ញុំក្នុងការសម្ដែងជាកូនស្រីដ៏ល្អឥតខ្ចោះដូច្នេះយូរទៅវាក៏បានខ្លាចទៅជាទម្លាប់ប្រសិនបើខ្ញុំធ្វើអ្វីខុសខ្ញុំត្រូវតែទទួលទោសប៉ុន្តែវានៅតែដូចជាវាឥឡូវនេះដែរនៅពេលដែលខ្ញុំមានអាយុប្រហែល16ឆ្នាំខ្ញុំបាន
បានអានសៀវភៅប្រឡំលោកបែប Fantasy នៅលើគេហទំព័រសម្រាប់ស្នាដៃប្រឌិតដែលមានចំណងជើងថាសុខដុមនិង Holy Grail ខ្ញុំបានខ្លាចជាតួអង្គកំណាចស្រីនៅក្នុងរឿងប្រឡំលោករឿងរ៉ាវគឺវាផ្អែកទៅលើពួកបូជាចារ្យដែលពុករលួយពីសម័យកាលមួយដែលអំណាចនយោបាយរបស់សម្ដេចប៉ាបគឺឡើងដល់កំពូលជាមួយនឹងពួកបព្វជិតល្អៗគ្រួសារទាំងឡាយនៅភាគខាងជើងបានរួបរวมគ្នាឲ្យបានដាក់ទោសសម្ដេចប៉ាបនិងពូជពងរបស់គាត់គឺត្រកូលបូជាចំពោះទង្វើអាក្រក់និងពុករលួយរបស់គាត់វាគឺជារឿងប្រឡំលោកបែបអប់រំឲ្យខ្ញុំនៅទីនេះរូបេកាកូនស្រីរបស់សម្ដេចប៉ាបត្រូវស្លាប់ក្នុងពេលឆាប់នេះហើយខ្ញុំនឹងត្រូវស្លាប់ក្រោមដៃរបស់បុរសដែលខ្ញុំនឹងរៀបការជាមួយហើយភាគទី1របស់យើងក៏សូមស្លាប់ត្រឹមតែប៉ុណ្ណេះអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបាយសួស្តីអ្នកនរគ្នាសូមស្វាគមន៍ការភេទទី2នៃរឿងវិធីធ្វើស្វាមីរបស់ខ្ញុំនៅខាងខ្ញុំតែមុននឹងចាប់ផ្ដើមសាច់រឿងខ្ញុំសូមពឹងឲ្យអ្នកទាំងអស់គ្នាចូលចុច like subscribe ឬ comment រូបបេះដូងម្នាក់មួយផងបើធ្វើឲ្យតើយើងចាប់ផ្ដើមសាច់រឿងរបស់យើងទាំងអស់គ្នារូបបេកាដែលបានរៀបការដោយសារតែហេតុផលនយោបាយនាងបានរៀបការចំនួន4ដងមកហើយអ៊ីសាកវ៉ាន់អូមេតានៃអាណាចាក់ព្រិនតានីគាត់បានបម្រើការជា Holy Knight តាំងពីគាត់មានអាយុ15ឆ្នាំហើយនៅពេលដែលគាត់មានអាយុ17ឆ្នាំគាត់បានចូលរួមក្នុងសង្គ្រាមដ៏រ៉ាំរ៉ៃមួយប្រឆាំងនឹងពួក Melmul គាត់គឺជាមនុស្សក្មេងជាងគេបំផុតដែលធ្លាប់បានឈ្នះសង្គ្រាមចាប់តាំងពីពេលនោះមកគាត់បានចាប់ផ្ដើមបង្ហាញពីភាពថ្លៃថ្នូររបស់គាត់ក្នុងនាមជាទាហានគាត់មានសមត្ថភាពដែលអាចធ្វើឲ្យបេះដូងរបស់ស្ត្រីគ្រប់រូបរង្គើគាត់ក៏បានទទូចថានឹងមិនរៀបការដែលធ្វើឲ្យឪពុករបស់គាត់ព្រួយចិត្តយ៉ាងខ្លាំងក្នុងចំណោមស្ត្រីដែលគាត់មានភាពជិតស្និទ្ធបំផុតមានតែបងស្រីខ្ញុំនិងមិត្តភក្តិកុមារភាពរបស់ខ្ញុំឈ្មោះ Freya ប៉ុណ្ណោះពេលក្រឡេកមើលទៅក្រោយវិញទង្វើរបស់គាត់ទំនងបណ្ដាលមកពីការស្លាប់របស់ម្ដាយគាត់ម្ចាស់ក្សត្រីនៃអូម៉ាតាដែលបានលងស្នេហ៍ជាមួយនឹងអុកញ៉ាវ័យក្មេងបានសម្លាប់ខ្លួនហេតុការណ៍នៅថ្ងៃនោះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតបងប្អូនទាំងពីរនេះជារឿងហាម5មួយនៅក្នុងពិភពលោកនេះព្រោះព្រះនាងដែលជាបុត្រីរបស់អធិរាជដែលបានសោយទីវង្គតមានការមាក់ងាយពីសង្គមការមាក់ងាយនេះចែងថាអ្នកដែលបានធ្វើអត្តឃាតនឹងត្រូវបណ្ដាសារបស់ព្រះហើយត្រូវបានចោទបណ្ដាសាឲ្យខ្លាយទៅជាគូលនាងបានគិតថារឿងរ៉ាវនៃរឿងទាំងនោះមានភាពមិនច្បាស់លាស់ព្រោះថានេះគឺជារឿងប្រឡំលោកដែលខ្ញុំបានអានយូរណាស់មកហើយសូម្បីតែព្រះមហាក្សត្រដែលមិនហ៊ានសូម្បីតែហាមមាត់ក៏អាចឆ្លើយតបដោយភាពទន់ភ្លន់តាមរយៈអាពាហ៍ពិពាហ៍របស់រូបេកាដែរប្រសិនបើអ៊ីសាកបានបណ្ដេញខ្ញុំចេញនោះបងស្រីរបស់ខ្ញុំនឹងក្លាយទៅជាអ្នកដែលរៀបការជាមួយនឹងអេនសូតើអ្នកកំពុងនិយាយថាខ្ញុំសុខចិត្តធ្វើរឿងបែបនេះជាជាងរៀបការជាមួយមនុស្សអាក្រក់ម្នាក់មែនទេបច្ចុប្បន្នព្រះភិយាបានដាក់ទាហានទាំងអស់របស់ខ្លួននៅតាមជំរំប្រយុទ្ធដូច្នេះពួកគេមិនអាចដោះស្រាយជាមួយនឹងពួកព្រៃផ្សៃដែលគម្រាមកំហែងឈ្លានពានព្រំដែនបានទេដូច្នេះតម្លៃនៃការទទួលបានការគ្រប់គ្រងពីព្រះធីណាដែលមានតប60ឆ្នាំគឺអាពាហ៍ពិពាហ៍នេះឯងប៉ុន្តែហេតុអ្វីបានជាគាត់សម្លាប់ក្រុមគ្រួសារឪពុកក្មេងរបស់គាត់នោះគឺដោយសារតែរូបេកាបានបំពល់បងស្រីរបស់គាត់ច្បាស់ជាខឹងសម្ដែងនឹងប្រពន្ធរបស់គាត់ដែលបានចាក់គាត់ពីក្រោយខ្នងទោះបីជានាងត្រូវបង្ខំចិត្តធ្វើរឿងបែបនេះដោយសេសារីក៏ដោយរូបេកាក៏មានពាក្យចចាមរាមថាជាចោរកម្មរបស់សម្ដេចប៉ាបនិងជានារីដែលបណ្ដោយខ្លួនតាមកាមគុណនិងអាក្រក់ប៉ុន្តែបុគ្គលិកលក្ខណៈរបស់នាងពិតជាមិនមែនជារឿងដែលគួរឲ្យអស់សំណើចនោះទេមិនថាបងស្រីរបស់អ៊ីសាកឬមិត្តភក្តិល្អបំផុតរបស់គាត់ទេពួកគេទាំងអស់បានប្រព្រឹត្តចំពោះនាងដូចជាអ្នកបម្រើទោះជាយ៉ាងណាក៏ដោយ3ឆ្នាំបន្ទាប់ពីខ្ញុំបានចូលមកក្នុងរឿងប្រឡំលោកនេះខ្ញុំអាចយល់បានខ្លះៗថាហេតុអ្វីបានជាបុគ្គលិកលក្ខណៈរបស់នាងខ្លាយទៅជាទន់ខ្សោយបែបនេះព្រះនាងនៃរ៉ូមេណាដែលត្រូវបានគ្រួសារស្រឡាញ់នឹងជាលេខនៃស៊ីស្ទីណានោះគ្រាន់តែជាល្ខោនដែលតុបតែងយ៉ាងល្អមួយប៉ុណ្ណោះវាពិតជាដូចទៅនឹងជីវិតមុនរបស់ខ្ញុំប៉ុន្តែប្រសិនបើវាជារូប៊ីខ្ញុំនឹងមើលថែអ្នកពេលនោះបងប្រុសរបស់នាងក៏បានបើកទ្វារចូលមកហៅឈ្មោះនាងពេលឃើញបងប្រុសរបស់នាងចូលមកដូចនេះនាងក៏បាននិយាយបងប្រុសនាងបានគិតនៅក្នុងចិត្តថាខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់បងរបស់នាងបាននិយាយថាទឹកមុខរបស់ឯងមើលទៅមិនល្អសោះតាំងពីពេលមុនមកម្លេះបងគ្រាន់តែឈៀងចូលមកមើលព្រោះតែបងបារម្ភនាងបានតបដូចជាការរំពឹងទុករបស់ខ្ញុំបងពិតជាស្គាល់ខ្ញុំបានច្បាស់ណាស់នាងបានគិតទាំងខឹងថាហេតុអ្វីបានជាអ្នកធ្វើពុតដូចជាបងប្រុសដែលរស់រាយរាក់ទាស់ម្លេះសេស្រីបានសួរនាងថាតើឯងមិនចូលចិត្តអាពាហ៍ពិពាហ៍របស់ឯងទេឬឯងអាចនិយាយតាមត្រង់ប្រាប់បងបាននាងបានគិតទាំងខឹងថាគួរឲ្យអស់សំណើចណាស់ប្រសិនបើខ្ញុំប្រាប់សេស្រីការពិតសេស្រីប្រហែលជានឹងវាយគាត់ហើយបោះចោលរូបចម្លាក់អណ្ដើកដ៏គួរឲ្យស្អប់ខ្ពើមទាំងនោះចោលទៅខ្ញុំមិនចូលចិត្តអណ្ដើកទេគិតរួចនាងក៏តបវាមិនមែនជាបែបនោះទាំងស្រុងទេខ្ញុំពិតជាមិនប្រកាសខ្ញុំគ្រាន់តែមានអារម្មណ៍ថាភាគខាងជើងគឺនៅឆ្ងាយខ្លាំងណាស់ខ្ញុំគិតថាខ្ញុំមិនអាចជួបបងបានញឹកញាប់នៅភាគខាងជើងទេដូច្នេះខ្ញុំច្បាស់ជាមានអារម្មណ៍ថាឯកាសេស្រីតបឯងនឹងមិនឯកាទេឯ
ឯងមានស្វាមីរបស់ឯងហើយនាងបាននិយាយធ្វើដូចជាកូនក្មេងថាហេតុអ្វីបានជារឿងនោះសំខាន់ខ្ញុំគ្រាន់តែចង់រស់នៅជាមួយបងជារៀងរហូតសេះស្រីពេលដែលឃើញនាងធ្វើចរិតបែបហ្នឹងគេក៏បានអង្អែលក្បែរនាងតិចៗហើយនិយាយថានោះគឺជាកិត្តិយសរបស់ខ្ញុំមិនជឿសោះថាសម្រស់ដ៏អស្ចារ្យបំផុតរបស់រាមាណាចង់បានខ្ញុំនាងបានគិតថាអ្នកមិនអាចដឹងទេថាពេលណាគាត់នឹងក្លាយជាមនុស្សហិង្សារបាំងសុវត្ថិភាពនិងការពារដែលធ្លាប់ហុំព័ទ្ធខ្ញុំបានដួលរលំមួយរំពេចហើយភាគទី2របស់យើងក៏សូមស្លេះត្រឹមតែប៉ុណ្ណឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាបាយបាយសួស្តីអ្នកនរគ្នាសួស្តីកុំកាំភាគទី3នៃរឿងវិធីធ្វើស្វាមីរបស់ខ្ញុំនៅខាងខ្ញុំតែមុននឹងចាប់ផ្ដើមសាច់រឿងខ្ញុំសូមពឹងឲ្យអ្នកនរគ្នាជួយចុច like subscribe ឬ comment រូបបេះដូងអ្នកមួយផងមកធ្វើឲ្យតែយើងចាប់ផ្ដើមសាច់រឿងរបស់យើងទាំងអស់គ្នាខ្ញុំគឺព្រឺសម្បល់ណាស់សំឡេងរំពាត់បានលឺឡើងសូរឆ្វាច់ឆ្វៃគាត់តែងប់ងល់នឹងខ្ញុំប៉ុន្តែគាត់មិនដែលស្ទាក់ស្ទើរនៅក្នុងការប្រើប្រាស់អំពើហិង្សាឬធ្វើបាបខ្ញុំឡើយនៅអាយុ15ឆ្នាំពេលដែលខ្ញុំទម្លាប់នឹងការរស់នៅទីនោះខ្ញុំត្រូវបានរៀបអភិសេកជាមួយនឹងអង្គញានៃនគរ Rembrandt នៅក្នុងរឿងប្រឡំលោកគាត់គឺជាតួអង្គបន្តបន្សំតែប៉ុណ្ណោះគេថាគាត់គឺមានបញ្ហាប្រដាប់ភេទហើយគាត់បានបដិសេធថាគាត់មិនមែនបែបនោះទេគាត់បានចោទពាក់ព័ន្ធនឹងការដួលរលំនៃគ្រួសាររបស់យើងនៅពេលក្រោយខ្ញុំចាប់ផ្ដើមស្រឡាញ់គ្រួសារថ្មីរបស់ខ្ញុំខ្លាំងណាស់រហូតដល់ខ្ញុំបដិសេធមិនព្រមរៀបការជាមួយពួកគេដើម្បីកុំឲ្យពួកគេអូសទាញទៅរកសេចក្តីវិនិច្ឆ័យជាមួយនឹងយើងពេលនោះហើយដែលខ្ញុំចាប់បានក្រសែភ្នែកដ៏ត្រជាក់របស់សម្ដេចប៉ាបខ្ញុំព្រឺសម្បល់ម្ដងទៀតកន្លែងនោះក៏មិនមែនខុសគ្នាដែរល្ងាចនេះខេសរាបានវាយខ្ញុំរហូតដល់ខ្ញុំអង្វរកតឲ្យឈប់នៅពេលនោះខ្ញុំក៏បានយល់ច្បាស់ពីស្ថានភាពដែលខ្ញុំកំពុងស្ថិតនៅខ្ញុំសន្និដ្ឋានថាខ្ញុំរូបេកាមិនមែនជាកូនស្រីបង្កើតរបស់សម្ដេចប៉ាបទេហើយខាមែនដែលជានារីដែលស្លាប់ភ្លាមក្រោយពេលដែលសម្រាប់ខ្ញុំរួចគឺបានពោពោះរួចទៅហើយមុនពេលដែលនាងបានតាក់ទងជាមួយនឹងសម្ដេចប៉ាបវាស្រដៀងទៅនឹងជីវិតរបស់ខ្ញុំផ្ទាល់ដូច្នេះខ្ញុំងាយស្រួលក្នុងការសម្របខ្លួននៅក្នុងការរស់នៅដោយការកុហកទោះបីជាទំនាក់ទំនងជាមិនសូវជិតស្និទ្ធក៏ដោយក៏រឿងនេះហាក់ដូចជាខុសពេកហើយរួចនាងក៏បានធ្វើពុតជាយំទោះជាយ៉ាងណាគ្មានប្រុសដ៏ឈួតនេះពេលនោះសេស្រីក៏និយាយថាខ្ញុំពិតជាពិបាកចិត្តណាស់ដែលត្រូវអនុញ្ញាតឲ្យឯងទៅនាងបានកាត់នៅក្នុងចិត្តថាដូចជាឯងទៅវិញតែដែលជាមនុស្សដ៏អាក្រក់នាងក៏បានចាប់កាន់ទឹកតែរួចនិយាយថាខ្ញុំឮថាមានបិសាចជាច្រើននៅទីនោះគេបានអង្អែលសក់នាងហើយនិយាយថាតើឯងបារម្ភអ្វីទៅពេលដែលមានតបសេះដល់ឆ្នាំជាច្រើនសុកចិត្តលះបង់ខ្លួនដើម្បីការពារឯងបងនឹងមកលេងឯងឲ្យបានញឹកញាប់តាមដែលបងអាចធ្វើបានវាមិនអាក្រក់ប៉ុន្មានទេវាជាកន្លែងដ៏សប្បាយមួយបងគិតថាបងនឹងត្រូវចាកចេញសម្រាប់ដំណើរកម្សាន្តមួយរយៈពេលកន្លះឆ្នាំនាងសួរកន្លះឆ្នាំតើបងពិតជាបាត់មករយៈពេលកន្លះឆ្នាំមែនទេគេបានអោបថើបសក់នាងរួចបានតបថាបាទឯងគ្រាន់តែត្រូវទ្រាំនឹងវាប៉ុណ្ណោះសម្រាប់រយៈពេលដ៏យូរបែបនេះកុំបារម្ភអីគាត់នឹងមិនហ៊ានប៉ះពាល់ឯងទេនាងនិយាយនៅក្នុងចិត្តថាចាក់ចេញទៅវានឹងមានភាពឆ្កាមឆ្គងទោះបីជាយ៉ាងណាក៏ដោយនោះមិនមែនជារឿងដែលខ្ញុំបារម្ភបំផុតនោះទេរួចនាងក៏និយាយថាបងនឹងសន្យាថាបងនឹងមកជួបខ្ញុំឲ្យបានញឹកញាប់មែនទេគេក៏បានតបថាបាទអូនរួចគេក៏បានអង្អែលមកនាងបានញញឹមហើយក៏នៅក្នុងចិត្តថាខ្ញុំកំពុងតែអង្វរអ្នកកុំមកឲ្យខ្ញុំពិបាកចិត្តណាស់គ្រាន់តែព្យាយាមរកវិធីរស់រានមានជីវិតខ្ញុំគិតថាវាមិនអីទេប្រសិនបើខ្ញុំជៀសវាងការបំពល់បងថ្លៃស្រីរបស់ខ្ញុំប៉ុន្តែវាច្បាស់ណាស់ថាសេសារ៉េជាអ្នកប្រព្រឹត្តណាក៏ដោយគ្មាននរណាម្នាក់ជឿថាខ្ញុំគ្មានទោសកំហុសតែខ្ញុំត្រូវតែការពារបងថ្លៃស្រីរបស់ខ្ញុំពីការធ្វើឃាតយ៉ាងហោចណាស់សម្រាប់រយៈពេលកន្លះឆ្នាំហើយធ្វើឲ្យអ្នករាល់គ្នាជឿជាក់ថាខ្ញុំគ្មានកំហុសតាំងពីដំបូងមកប្រហែលជាពេលនេះវានឹងខុសពីមុនហើយនាងបានដើរចូលមកជាមួយនឹងសម្លៀកបំពាក់កងក្រមុំដ៏ស្រស់ស្អាតពេលនោះនាងក៏បានងាកទៅមើលឪពុករបស់នាងសម្លាញ់ប៉ាបានដកដង្ហើមធំរួចនិយាយទាំងសប្បាយចិត្តថាអូកូនស្រីរបស់ខ្ញុំស្អាតណាស់កូនជាកូនក្រមុំដ៏ស្រស់ស្អាតបំផុតភាគខាងជើងទាំងមូលនឹងលងស្នេហ៍កូនហើយនាងបានសាយតបទៅកាន់គាត់រួចក៏បាននិយាយថាប៉ារួចសម្ដេចប៉ាក៏បាននិយាយកាត់ទាំងយំថាប៉ាស្មានតែកូនក្រៀមក្រំកុំយំអីណាកូនសំណប់ចិត្តវាមិនមែនជារឿងដែលយើងត្រូវនឹងចែកផ្លូវគ្នារហូតនោះទេនាងបានធ្វើជាយំនៅចំពោះមុខគាត់ហើយគិតនៅក្នុងចិត្តថាខ្ញុំចង់ឲ្យពេលនេះជាការជួបលើកចុងក្រោយរបស់ពួកយើងហើយនាងក៏បាននិយាយទៅកាន់គាត់ថាខ្ញុំនឹងនឹកប៉ាខ្លាំងណាស់រួចគាត់ក៏និយាយថាពួកយើងក៏នឹងនឹកកូនដូចគ្នាក្មេងល្ងងអើយវាពិតជាល្អប្រសើរបើកូនត្រូវបានអំដំណើរដោយបងប្រុសរបស់កូនប៉ុន្តែវាមិនមែនជាការប្រសើរទេនៅពេលនេះនាងបានគិតថាអ្នកមិនដឹងថាខ្ញុំជាមនុស្សសំណាងអាក្រក់ប៉ុណ្ណាទេមានពាក្យចចាមរាមអំពីសេសារ៉េនឹងខ្ញុំតែអ្នកមិនឃើញទេឬថាពួកអ្នកស្រុកខាងជើងមើងងាយខ្ញុំនឹងបងប្អូនរបស់ខ្ញុំតើគាត់ពិតជាមិនដឹងទេមែនទេឬក៏គាត់កំពុងតែធ្វើពតដូចជាមិនដឹងអេនសូនិយាយទាំងខឹងថាខ្ញុំពិតជាតានតឹងណាស់តើមានតែខ្ញុំទេឬដែលពិបាកចិត្តហើយ
បានជាអ្នកទាំងអស់គ្នាស្ងប់ស្ងៀមពេលនោះសម្ដេចប៉ាបក៏បានឈប់គេឲ្យឈប់និយាយគេបានម៉ែមុខចេញទាំងមិនពេញចិត្តហើយរូបបេក៏បានដើរចូលទៅលួងលោមគេឲ្យបាត់ខឹងនាងបានអោបគេឲ្យគេនៅក្នុងចិត្តថាទោះបីជាភាពក្រអឹកក្រទមរបស់គាត់ឡើងដល់កម្រិតខ្ពស់ហើយគាត់គឺជាអ្នកបង្កបញ្ហាដោយមិនគិតមុខគិតក្រោយក៏ដោយក៏យ៉ាងហោចណាស់អេនសូមិនទាន់បានធ្វើបែបខ្ញុំនៅឡើយទេយ៉ាងហោចណាស់គាត់នៅតែធម្មតាចំពោះខ្ញុំរួចនាងក៏បាននិយាយថាចាខ្ញុំនឹងនឹកបងហើយគេក៏បានយំអោបនាងយ៉ាងខ្លាំងរួចនិយាយថាបងនឹងមិននឹកឯងទេគ្មានល្ងងឃើញបែបនេះសេសារ៉េក៏បាននិយាយថាកុំអោបនាងខ្លាំងពេកនាងនឹងថប់ដង្ហើមលឺអញ្ចឹងនាងក៏ធ្វើមុខជ្រេញនឹងគេរួចគេក៏បានដើរមករកនាងហើយបានហៅឈ្មោះនាងបាននិយាយថាបងប្រុសបងតតែមកលេងអូនណាយល់ទេហើយគេក៏បានតបថាប្រកាសលេងភ្លាមនោះនាងស្រាប់តែដឹងថាសភាវគតិនៃការរស់រានមានជីវិតរបស់នាងវាខ្លាំងប៉ុណ្ណាបន្ទាប់ពីការស្លាប់ដែលនាងបានសម្រេចបន្ទាប់ពីចង់ស្លាប់យ៉ាងខ្លាំងតើវាកំប្លែងប៉ុណ្ណាទៅដែលឥឡូវនេះនាងកំពុងតែព្យាយាមរស់ឡើងវិញទោះបីជាជីវិតទី2នេះហាក់ដូចជាមិនខុសពីជីវិតទី1ក៏ដោយហើយភាគទី3របស់យើងក៏សូមស្លេះត្រឹមតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបាយបាយសួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់ភាគទី4នៃរឿងវិធីធ្វើស្វាមីរបស់ខ្ញុំនៅខាងខ្ញុំតែមុននឹងចាប់ផ្ដើមសាច់រឿងខ្ញុំសូមអរគុណដល់កាន់គ្នាយើងពីរនាក់ដែលគាត់បាន support admin តាមរយៈ QR code ពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការចូលចិត្តការសម្រេចរបស់ admin ហើយសម្រាប់គ្នាយើងដែលចង់ support admin ក៏អាច support បានតាម QR ឬក៏ជួយចុច like subscribe ឬ comment រូបបេះដូងម្នាក់មួយផងតោះកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមសាច់រឿងរបស់យើងទាំងអស់គ្នាដើមភាគទី4នៅឯកន្លែងរបស់ Isaac ឯនេះវិញយើងឃើញថាមានតែហ៊ានកំពុងតែអស់កម្លាំងខ្លះរបួសខ្លះក៏ស្លាប់ពេលនោះក៏មានតែហ៊ានម្នាក់គេបាននិយាយថាខ្ញុំឃើញថាគ្រប់ខ្លះកំពុងតែត្រូវរបួសនឹងស្លាប់តោះនិយាយគ្នាមួយផ្លែត Isaac ពេលលើដូចនេះ Isaac គេក៏បានដោះនៅមួកការពាររបស់គេចេញហើយក៏បានបង្ហាញនៅមុខដ៏សង្ហានិងកែវភ្នែកដ៏ក្រហមរបស់គេរួចគេក៏បានបដិសេធទៅកាន់តាហ៊ានម្នាក់នោះតាហ៊ាននោះបានខឹងនឹង Isaac ជាខ្លាំងហើយនិយាយថាស្អីគេហ្នឹងគេនិយាយទាំងញញឹមនិងខឹងថាតើមានអ្វីខុសឥឡូវនេះហេតុអ្វីបានជាមិនបាន Isaac គេក៏បានតបថាអេឡែនគឺសូមខ្ញុំកុំឲ្យធ្វើវាបន្ទាប់មកតាហ៊ានសក់លឿងនោះគេក៏បាននិយាយថាម៉េចក៏ឯងនៅតែបែបនេះទៀតបើឯងដឹងរឿងអស់ហើយនោះម៉េចក៏ខ្ញុំត្រូវតែខ្វល់រាល់ពេលដែលឯងធ្វើបែបនេះIsaacគេក៏បានសួរទៅកាន់តាហ៊ាននោះថាតើជាកំហុសរបស់ខ្ញុំទេដែលអ្នកខ្សោយចំពោះបងស្រីរបស់ខ្ញុំហើយពាក្យសម្ដីដែលថាមនុស្សល្ងងដែលមិនដឹងរឿងអីក៏បានចាត់ទម្លុះបេះដូងរបស់តាហ៊ានម្នាក់នោះគេបានប្រាប់ខ្លួនឯងថាទប់អារម្មណ៍តែគេកំពុងតែខឹងយ៉ាងខ្លាំងនឹងIsaacគេបាននិយាយថាពេលដែលឯងកំពុងតែធ្វើបែបនេះគេរាយការណ៍ថាគោលដណ្ដឹងរបស់ឯងបានមកដល់ហើយខ្ញុំដឹងថាឯងមិនចង់ទទួលនាងទេប៉ុន្តែខ្ញុំសង្ឃឹមថាឯងយ៉ាងហោចណាស់ក៏ព្យាយាមញ៉ាំបាយជាមួយនាងដែរព្រោះមើលទៅមានពាក្យចចាមរាមច្រើនណាស់Isaacគេក៏បានតបថាទំនងជាមេមនុស្សមិនតិចទេដែលបានទៅជួបនាងជំនួសខ្ញុំមិនមែនទេឬគេក៏បានតបទៅកាន់ Isaacថាគេគឺជាទាហានសេះដែលស្មោះត្រង់នឹងភាគខាងជើងIsaacគេក៏បាននិយាយកាត់កុំនិយាយរឿងអត់ប្រយោជន៍ច្រើនពេកពេលលើIsaacនិយាយបែបនេះទាហាននោះគេក៏បានស្រែកយ៉ាងខ្លាំងផ្អើគេផ្អើឯងថាត្រូវហើយខ្ញុំចង់ដឹងតើខ្ញុំទៅមើលមិនបានតែមែនលើពាក្យទាំងអស់នេះហើយដែលធ្វើឲ្យIsaacគេកាំងនៅមួយកន្លែងហើយគេបន្តនិយាយទៀតថាខ្ញុំគ្រាន់តែឆ្ងល់ថាកូនស្រីរបស់សម្ដេចប៉ាបដល់ល្បីល្បាញមើលទៅខាងក្រៅដោយម្ដេចទៅIsaacគេនិយាយតើនេះគឺជាកំហុសរបស់ខ្ញុំដោយរបៀបណាអញ្ចឹងមិនទៅជួបនាងដោយខ្លួនឯងទៅបើចង់ដឹងខ្លាំងម្ល៉េះហើយគេក៏បានស្រែកទាំងខឹងថាតើអ្នកណាថាជាសំណាងទៅវាមកពីចរិតដ៏លេវរបស់ឯងទេតាហើយពួកតាហានតូចក៏បានគិតនៅក្នុងចិត្តថាពួកគេកំពុងចាប់ផ្ដើមទៀតហើយនៅក្នុងពិភពលោកតូចមួយរបស់ពួកគេIsaacគេបានឈរស្ងៀមដោយមិននិយាយអ្វីទាំងអស់ដែលធ្វើឲ្យតាហានសក់លឹងនោះកាន់តែខឹងនឹងគេជាខ្លាំងហើយតាហាននោះគេក៏បាននិយាយថាខ្ញុំសុំទោសខ្ញុំនិយាយខុសទៀតហើយអាយ៉ាឯងមិនសួរខ្ញុំទេឬIsaacគេក៏បានសួរគេថាសួរពីរឿងអីសួរថាតើនាងដូចរូបថតទេចរិតរបស់នាងយ៉ាងម៉េចដែរឬរឿងបែបនេះឯងមិនចង់ដឹងទេឬហើយIsaacគេក៏បានតបយ៉ាងខ្លីថាតែហ៊ាននោះគេក៏បានបន្តថាតាមពិតនឹងល្អប្រសើរបើឯងទៅជួបនាងដោយផ្ទាល់ព្រោះនាងគឺជាភរិយារបស់ឯងដូច្នេះសូមប្រញាប់ឡើងហើយបំពេញកាតព្វកិច្ចជាប្តីរបស់ឯងទៅតើឯងចាំរ៉ែមប្រេនទេបរិះម្នាក់នោះយ៉ាងណាក៏ដោយខ្ញុំមិនអាចសម័យថាឯងនឹងត្រូវបានគេចំអកដូចគាត់ទេតើឯងគិតថាទង្វើទាំងអស់នេះនឹងបន្តបានយូរប៉ុណ្ណាទៅដោយការស្មោះត្រង់គ្មាននរណាម្នាក់ជឿថាអាពាហ៍ពិពាហ៍នេះនឹងស្ថិតស្ថេរជារៀងរហូតនោះទេកលៈទេសៈរបស់កូនក្រមុំក៏បែបនោះដែរប៉ុន្តែឯងក៏ជាមនុស្សដែលគួរឲ្យខ្លាចពេកហើយឯងគួរតែទៅជាមួយ Freya ទៅណាហើយបំភ្លេចវាទៅគេបានគិតថាទោះខ្ញុំប្រាប់មនុស្សល្ងងនេះក៏គេមិនយល់ដែរមុននេះខ្ញុំបានលើថាកូនក្រមុំត្រូវបាននាំយកទៅកាន់ប្រាសាទអូមេតាយកទៅតាមលោកអ៊ីវ៉ាន់ដែលបានចូលរួមពិធីមង្គលការជំនួសលោកIsaacបានឲ្យដឹងថាកូនក្រមុំបានឈឺវិលមកដោយសារពរលោកសមុទ្រអស់រយៈពេលពេញមួយដំណើរទោះបីជាយ៉ាងណាក៏ដោយនារីម្នាក់នោះដែលបានញញឹមយ៉ាងស្រស់បំព្រោះគឺស្រស់ស្អាតដូចជាពាក្យចចាមរាមដែលគេបាននិយាយមែននៅពេលនោះអ្វីៗគ្រប់យ៉ាងហាក់ដូចជាមិនច្បាស់លាស់ទាហានសក់លឿងនោះគេក៏បានថា
នាងគឺតូចហើយអាយសាគេក៏បានសួរថាស្អីគេហ្នឹងតែហេននោះគេក៏បានថាទៀតនាងតូចប៉ុណ្ណេះមែនតែហើយគេក៏បានធ្វើជាសញ្ញាវាស់នៅកម្ពស់របស់នាងអាយសាគេក៏បានសួរថាតើឯងហៅនាងថាជាមនុស្សទឿឬហើយគេក៏បានសម្លឹងមើលទៅតាហេនម្នាក់នោះទាំងខ្សែភ្នែកពិឃាតរួចតាហេននោះគេក៏បាននិយាយថាបើសម្លឹងបែបនេះនោះវាហាក់ដូចជាឯងកំពុងប្រាប់ខ្ញុំថាឲ្យខ្ញុំទៅស្លាប់អីចឹងឯងប្រហែលជាមិនចូលចិត្តអាពាហ៍ពិពាហ៍នេះតែប៉ុន្តែសូមគិតពីឋានៈរបស់នាងផងតើនាងនឹងមានអារម្មណ៍ភ័យខ្លាចនឹងឯកាប៉ុណ្ណាទៅនៅពេលដែលនាងត្រូវបានគេចាត់ទុកដូចជាចំណាត់ខ្មាំងនៅទីនេះហើយឯងសាក៏បានសួរថាឯងមិនក៏ឯងស្រាប់តែបែបនេះគេក៏បានតបថាតើឯងមានន័យដូចម្ដេចខ្ញុំគឺជាតាហ៊ានចឹងសេះនៃភាគខាងជើងខ្ញុំបានលើថាតែវតានៃវិហារស៊ីស្ទីននឹងខ្លាចទៅជាកូនក្រមុំរបស់តាហ៊ានរបស់យើងដូច្នេះខ្ញុំត្រូវតែមើលថែនាងឯងសាក៏បាននិយាយថាតើឯងមិនបាននិយាយថាឯងចង់សម្លាប់សម្ដេចបាបទេឬគេក៏បានតបថាបាទអ្វីដែលខ្ញុំកំពុងនិយាយគឺនិយាយមិនតបបានចប់ផងក៏មានតាហ៊ានម្នាក់ទៀតបានដើរចូលមកដល់ហើយគេបាននិយាយឡើងថាបូគៀថានាងគឺជាមនុស្សទន់ភ្លន់ឯងនៅទីនេះក៏តែពីរឿងនាងខណៈពេលដែលយើងចិត្តលក់ប្រទេសរបស់យើងទៅហើយពេលលើអញ្ចឹងគេក៏បានងាកទៅមើលភ្លាមនោះស្រាប់តែមានដាវមួយបានភ្ជង់កគេហើយម្នាក់ដែលបានភ្ជង់ដាវហ្នឹងគេគឺជាមិត្តភក្តិតាហ៊ានរបស់ពួកគេពេលឃើញអញ្ចឹងតាហ៊ានសក់លឿងគេក៏បានវាយឆ្លោះប្រកាសគ្នាជាមួយតាហ៊ានសក់សតាហ៊ានសក់លឿងនិយាយលោកអើយឯងចេះតែគិតលើពីការពិតទៅទៀតតាហ៊ានលើកដាវចង្អុលដាក់មេតបចាស់ទៀតហើយតាហ៊ានសក់សគេក៏បានតបអូនខ្ញុំមិនដឹងសោះថាឯងសកម្មខ្លាំងបែបនេះតាហ៊ានសក់លឿងបន្តទៀតថាត្រង់ចំណុចនេះខ្ញុំត្រូវតែកាត់ត្រជាឯងហើយខ្ញុំសុំទោសឯសេះគឺបាននិយាយថាហេតុអ្វីបានជាឯងធ្វើរឿងរញ៉េរញ៉ៃម្លេះ Lorenzo ពេលនោះយើងឃើញថាឯសេះគេគឺបានបញ្ចេញនៅចំហាយពិឃាតទៅកាន់អ្នកទាំងពីរហើយ Lorenzo គេក៏បាននិយាយថាលោកឯសេះបន្តពីលេងលេះជាមួយនឹងនារីបូគៀនោះហើយខ្ញុំចង់ឲ្យឯងនឹងរៀបការជាមួយនឹងបងស្រីរបស់ខ្ញុំហើយរហូតដល់ពេលនោះសូមធ្វើពតដូចជាមិនស្គាល់នាងសិនទៅពេលលើបែបនេះតាហ៊ានសក់លឿងគេក៏បានកាំងយ៉ាងខ្លាំងរហូតបានខ្លាចទៅជាដុំថ្មចំណែកឯសេះវិញគេក៏គ្មានយោបល់តបទៅវិញទេបានត្រឹមតែឈរកាំងភ្លាមនេះតាហ៊ានសក់លឿងគេក៏បានទៅវាយក្បាលរបស់ Lorenzo ទាំងខឹងនឹងគេរួចក៏និយាយថាសូមនិយាយឲ្យបានត្រឹមត្រូវដើម្បីឲ្យពួកយើងអាចយល់បានក្មេងសម័យនេះហើយ Lorenzo គេក៏បានឲ្យក្បាលគេដែលត្រូវបានតាហ៊ានសក់លឿងនោះវាយរួចគេក៏បានតបថាខ្ញុំសុំទោសអ្វីដែលខ្ញុំចង់មានន័យនោះគឺខ្ញុំចង់ឲ្យលោកឯសេះនៅឆ្ងាយពីបងស្រីរបស់ខ្ញុំមួយរយៈសិនបើមិនដូច្នេះទេនារីបូគីនោះឯងនឹងធ្វើបាបបងស្រីរបស់ខ្ញុំរហូតដល់ស្លាប់តាហ៊ានសក់លឿងគេក៏បានចង្អុល Lorenzo ហើយក៏និយាយថាហេតុអ្វីបានជាឯងមិនចេះប្រយ័ត្នមាត់ក្មេងចិត្តក្តៅនេះក្បាលពោពេញទៅដល់គំនិតអគតិហើយ Lorenzo គេក៏បានតបនោះមិនមែនជាការរើសអើងទេតែឯងទៅរួចយ៉ាងម៉េចតើបងស្រីរបស់អ្នកមិនបានយំនៅក្នុងបន្ទប់របស់នាងទេឬបន្ទាប់ពីបានមកដល់ប្រាសាទអូម៉ឺតាតាហ៊ានសក់លឿងនោះគេបានសួរទៅកាន់ Lorenzo ថា Freya ទៅណាហើយ Lorenzo ក៏បានឆ្លើយថាទៅប្រាសាទអូម៉ឺតានាងគឺជាមេធ្មប់ពេលដែលលោកស្រី Rebecca មកដល់ប្រាសាទព្រះនាង Elena និងបងស្រីរបស់ឯងកំពុងតែរៀបចំពិធីជប់លៀងញ៉ាំតែតាហ៊ានសក់លឿងនោះគេបានគិតនៅក្នុងចិត្តថាខ្ញុំបានជួបកូនក្រមុំរបស់ឯងសេកដោយផ្ទាល់ហើយហេតុអ្វីបានជាបងស្រីរបស់ឯងយំតើពួកគេមានន័យយ៉ាងណាមេធ្មប់ពួកនេះមានគំនិតមិនល្អទេហើយ Lorenzo គេក៏បានស្រែកសួរទៅកាន់ឯសេកថាលោកម្ចាស់តើលោកកំពុងតែទៅណាណាខ្ញុំមិនតន់និយាយចប់ទេហើយតាហ៊ានសក់លឿងគេឃើញដូចនេះគេក៏បានចាប់ញើសស្លឹកត្រចៀករបស់ Lorenzo ហើយនិយាយថាហេមុននេះឯសេកគេក៏បាននិយាយថាខ្ញុំទៅងូតទឹកអញ្ចឹងខ្ញុំទួញហើយគេនិយាយទាំងខឹងថាអញចេះស្ដាប់តែពេលដែលឯងចង់ស្ដាប់ទេមិត្តរួមតរបស់យើងធ្វើឲ្យឯងខ្លាចទៅជាបែបនេះតាហ៊ានទាំងអស់ពួកគេក៏បានគិតនៅក្នុងចិត្តថាធ្វើដូចជាមិនលឺទៅហើយតាហ៊ានសក់លឿងគេក៏បានដល់ដង្ហើមធំរួចសម្លឹងមើលទៅឯសេកដែលបានដើរចាក់ចេញទៅហើយសូមអធិស្ឋានអ្នកទាំងអស់គ្នាដោយសារតែខ្ញុំផ្ដាសាយអញ្ចឹងសំឡេងរបស់ខ្ញុំប្រែប្រួលអញ្ចឹងសូមឲ្យអ្នកគ្នាអធិស្ឋានផងហើយភាគទី4របស់យើងក៏សូមស្លេះត្រឹមតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបាយបាយសួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់ភាគទី5នៃរឿងវិធីធ្វើស្វាមីរបស់ខ្ញុំនៅខាងខ្ញុំតែមុននឹងចាប់តាមសាច់រឿងខ្ញុំសូមអរគុណទៅកាន់គ្នាយើងដែលគាត់បាន support ខ្ញុំតាមរយៈ QR code ពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការចូលចិត្តការសម្ដែងរបស់ខ្ញុំហើយសម្រាប់គ្នាយើងនៅតែដែលចង់ support ខ្ញុំក៏អាច support បានតាមរយៈ QR code ឬក៏ជួយចុច like subscribe ឬ comment រូបបេះដូងម្នាក់មួយផងតោះកុំឲ្យខាតពេលយូរយើងចាប់តាមសាច់រឿងរបស់យើងទាំងអស់គ្នាខ្ញុំបានលើថាអ្នកនាងពណ៌រលកសមុទ្រ Ruby នាងក៏បានតទៅវិញថានេះគឺជាលើកទី1របស់ខ្ញុំហើយដែលធ្វើដំណើរបានចម្ងាយឆ្ងាយបែបនេះវាគឺជារឿងដ៏គួរឲ្យខ្មាស់អៀនបន្តិចតែខ្ញុំមិនសូវបានចេញទៅក្រៅតំបន់ខាងត្បូងប៉ុន្មានទេហើយអ្នកនាងដែលមានសក់សហ្នឹងក៏និយាយទាំងមុខស្មើថាគ្មានអ្វីដែលគួរឲ្យខ្មាស់អៀនទេខ្ញុំក៏មិនដែលបានចេញពី Arendelle ដែរ Ruby នាងបានសម្លឹងទៅមើលម៉ូរបស់ Elena Van Ometa ដែលជាប្អូនស្រីរបស់ Isaac ហើយនាងបានភ្ញាក់ផ្អើលនឹងសម្រស់របស់នាង Ruby នាងបានគិតថាវាគឺជារឿងដែលគួរឲ្យសោកស្ដាយណាស់ដែលអនុញ្ញាតឲ្យមនុស្សដ៏ស្រស់ស្អាតបែបនេះស្លាប់ Elena នាងបានសួរទៅកាន់ Ruby ថាតើអ្នកនាងចូលចិត្តម្ហូបអាហារនេះទេខ្ញុំបានប្រាប់ចង់ផឲ្យធ្វើម្ហូបស្រាលៗដើម្បីកុំឲ្យអ្នកនាងមានអារម្មណ៍ថាមិនស្រួលខ្លួន Ruby នាងក៏តបថាមិនអីទេខ្ញុំចូលចិត្ត
ចិត្តពូវាខ្លាំងណាស់ខ្ញុំប្រហែលជាមានអារម្មណ៍ខ្លាំងពេកហើយសូមអរគុណសម្រាប់ការយកចិត្តទុកដាក់របស់អ្នកនាង Ruby នាងបានញញឹមឲ្យគិតនៅក្នុងចិត្តថាលទ្ធផលនឹងនៅតែដូចគ្នាដដែលមិនថាស្ថិតក្នុងករណីណាក៏ដោយហើយ Ellen នាងក៏បាននិយាយទៅកាន់ Ruby ថាសត្វចម្លែកដែលមានរូបរាងដូចជាពេញពាងឈ្មោះអារ៉ាកំពុងតែរាតត្បាតរត់រដូវក្តៅបងប្រុសរបស់ខ្ញុំសុំការយោគយល់ពីអ្នកនាងព្រោះគាត់អាចនឹងត្រឡប់មកវិញយឺតអំពើរបស់ខ្ញុំក៏នឹងមិនត្រឡប់មកវិញរហូតដល់ចុងខែដែរដោយសារតែមានបញ្ហាជាមួយនឹងដីធ្លីខ្ញុំសូមអធិស្ឋានចំពោះការបដិសណ្ឋារកិច្ចមិនគ្រប់គ្រាន់នេះផង Ruby នាងក៏បានតទៅវិញតែញញឹមថាខ្ញុំមិនប្រកាន់ទេមិនអីទេណាហើយ Ellen នាងក៏បានបន្តនិយាយទៀតថាក្រោយពេលដែលម្ដាយរបស់ខ្ញុំទទួលមរណភាពខ្ញុំទទួលបន្ទុកគ្រប់គ្រងផ្ទះនេះប៉ុន្តែឥឡូវនេះខ្ញុំនឹងផ្លាស់ប្ដូរវាទៅតាមអ្វីដែលលោកស្រីចង់បានវិញប្រសិនបើលោកស្រីមិនពេញចិត្តឬមានអារម្មណ៍មិនស្រួលទេលោកស្រីអាចកំងអ្វីមួយតាមរយៈផ្នែកអ្នកបម្រើបាន Ruby នាងបានគិតថាលោកស្រីគឺមានន័យដូចម្ដេចជាឋានៈមួយដែលចម្លែកណាស់ដោយ Ruby ក៏បានតបទៅនាងថាអរគុណសម្រាប់ការកាត់កោរបស់អ្នកនាងប៉ុន្តែខ្ញុំចង់នៅបែបនេះសិនខ្ញុំមិនទាន់សាមនឹងទំនៀមទម្លាប់នៅទីនេះនៅឡើយទេខ្ញុំបារម្ភថាខ្ញុំនឹងអាចបង្កនៅបញ្ហាព្រោះខ្ញុំមិនទាន់មានបទពិសោធន៍ច្រើនទេពេលលើបែបនេះ Ellen នាងក៏នៅគាំងមួយផ្លែតរួចក៏បាននិយាយថាគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេគ្មាននរណាម្នាក់ហ៊ានគិតអាក្រក់ពីលោកស្រីឡើយ Ruby នាងបានកាត់ទាំងភ្ញាក់ផ្អើលថាវាពិតជាផ្លូវការពេកហើយតែមិនមែនជាបែបនេះទេរួចនាងក៏បាននិយាយទាំងសុភាពរំទុំវិញថាតាមពិតខ្ញុំចង់សួរអ្នកនាងអ្វីមួយ Ellen ក៏បានតបថាចាសួរមកតាមសប្បាយ Ruby នាងក៏បាននិយាយថាសម្រាប់ពេលនេះតើអ្នកនាងអាចហៅខ្ញុំថា Ruby បានទេនាងបន្តនិយាយទៀតថានៅទីនេះមានតែមនុស្សប្លែកមកស្ដាប់ទៅដូចជាអាក្រក់បន្តិចតែតាមត្រង់ទៅខ្ញុំមិនប្រកាសថាខ្ញុំនឹងចាននឹងការរស់នៅទីនេះទេដូច្នេះខ្ញុំខ្លាចវាពិតជាការលើកទឹកចិត្តខ្ញុំណាស់ប្រសិនបើអ្នកនាងមានអាកប្បកិរិយារះតែជាមួយនឹងខ្ញុំបន្តិចព្រោះ Ellen នាងក៏បានយល់ព្រមនឹងការស្នើសុំរបស់ Ruby ហើយ Ruby នាងក៏បានកែនៅពេលដែលឮថា Ellen នាងបានយល់ព្រមនាងបានសុំបញ្ជាក់ថាតើវាពិតមែនឬហើយ Ellen នាងក៏បាននិយាយថាចា៎ Ruby នាងបានសប្បាយចិត្តខ្លាំងពេកក៏បានទៅចាប់ដៃរបស់ Ellen នាងបានអរគុណទៅកាន់ Ellen ទាំងសប្បាយចិត្តបន្តមកនាងក៏បានដឹងខ្លួនថានាងបានចាប់ដៃរបស់ Ellen ហើយនាងក៏បានប្រញាប់ដកដៃចេញយ៉ាងលឿនរួចក៏បានសុំទោសទៅកាន់ Ellen នាងក៏បាននិយាយថាវាមិនអីទេ Ruby នាងបាននិយាយទាំងមុខក្រហមថាអញ្ចឹងតើខ្ញុំអាចហៅអ្នកនាងថា Ellen បានទេ Ellen តបចាស់វាប្រសើរជាងបើយើងមានភាពសុខស្រួលជាមួយនឹងគ្នាបន្តមកនាងក៏បានដកដង្ហើមធំហើយនិយាយថាវាមិនមែនជាគំនិតល្អទេដែលត្រូវឃ្លាតឆ្ងាយពីខ្ញុំបែបនេះភាពរាបសារខ្លាំងពេកក៏អាចនាំឲ្យមានការយល់ច្រឡំដែរ Ruby នាងបានកាត់នៅក្នុងចិត្តថាអាចបង្កឲ្យមានការយល់ច្រឡំឬតើអ្នកកំពុងប្រាប់ខ្ញុំថាឲ្យខ្ញុំបង្ហាញពីភាពពិតរបស់ខ្ញុំជំនួសឲ្យការសុភាពរាបសារឬក៏ទៅគាត់ប្រហែលជាភ្ញាក់ផ្អើលដោយសារតែការបង្ហាញខ្លួនភ្លាមៗរបស់ខ្ញុំហើយក៏បំណងរបស់ខ្ញុំមិនមែនដើម្បីឲ្យមនុស្សចូលចិត្តខ្ញុំទេតែវាគឺដើម្បីឲ្យគេកំណត់ថាខ្ញុំគ្មានគ្រោះថ្នាក់តាមអ្វីដែលអាចធ្វើទៅបានដោយពីពាក្យចចាមរាមខ្ញុំនឹងខ្លាចទៅជាមនុស្សល្ងងខ្លៅបានហើយស្ងប់អារម្មណ៍សិនរួចនាងក៏បាននិយាយថាខ្ញុំធ្លាប់បានត្រូវគេយល់ច្រឡំហើយនាងក៏បានបន្តនិយាយទៀតថាខ្ញុំនឹងព្យាយាមមិនបង្កបញ្ហាដល់នរណាម្នាក់ឡើយហើយ Ellen នាងក៏បានឲ្យស្ងៀមរួចនាងក៏បាននិយាយថាបើអ្នកនាងរួចរាល់ហើយខ្ញុំនឹងនាំអ្នកនាងទៅកាន់បន្ទប់ដែលអ្នកនាងត្រូវប្រើចាប់ពីពេលនេះតទៅហើយពួកគេមកដល់បន្ទប់ Ruby នាងបានរំភើបនឹងបន្ទប់របស់នាងព្រោះវាស្អាតខ្លាំងណាស់នាងបានសួរទៅកាន់ Ellen ថាតើនេះពិតជាបន្ទប់របស់ខ្ញុំឬ Ellen នាងនិយាយថាខ្ញុំបានតុបតែងវាបានយ៉ាងល្អប៉ុន្តែខ្ញុំមិនប្រកាសថាវាត្រូវចិត្តអ្នកនាងឬអត់នោះទេ Ruby តបខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ខ្ញុំតែងតែចង់បានបន្ទប់ដែលមានទិដ្ឋភាពមើលឃើញសមុទ្រ Ellen នាងនិយាយទៀតថាអ្នកនាងប្រកាសជាហត់ហើយថ្ងៃនេះអ្នកនាងគួរតែចូលសម្រាប់ឲ្យបានលឿនបងប្រុសរបស់ខ្ញុំគឺយឺតដូចជាការរំពឹងទុកមែនហើយ Ruby នាងក៏បានតបវិញថាកុំបារម្ភអី Ellen ខ្ញុំទៅតែនឹងគេងដែរនឹង Ruby នាងបានកាត់នៅក្នុងចិត្តថាខ្ញុំធូរចិត្តហើយក៏បំណងរបស់ខ្ញុំមិនមានដើម្បីយកឈ្នះសេចក្តីស្រឡាញ់របស់ស្វាមីខ្ញុំទេខ្ញុំមិនដឹងទេថាវាជាការអាណិតឬក៏អីនោះទេពេលនោះយើងក៏ឃើញថាអ្នកបម្រើដែលឈរក្បែរនោះគឺមានទឹកមុខមិនស្រួលនោះទេពេលយប់មកដល់ Ruby នាងបានក្រដាស់ជាខ្លាំងនាងបានគិតថាវាពិតជាត្រជាក់ខ្លាំងណាស់នាងគិតទៀតថាមិនថាភ័ក្រខាងជើងយ៉ាងណាក៏ដោយបន្តមកនាងក៏បានក្រឡេកទៅឃើញថាឡោះកម្ដៅគឺមិនមានភ្លើងនោះទេនាងគិតថាតើភ្លើងរលត់ឬនៅភ័ក្រខាងជើងនៃប្រទេសមានប្រាសាទជាច្រើនដូច្នេះហើយគេតែងតែអុតភ្លើងជារៀងរាល់យប់លុះត្រាតែមាននរណាម្នាក់ពន្លត់វាដោយចេតនាទៅវាមិនអាចរលត់ទៅវិញដោយខ្លួនឯងបាននាងបានដើរទៅពិនិត្យមើលឡោះកម្ដៅនោះរួចបាននិយាយថាតើគ្មានប្រភពពន្លឺផ្សេងទៀតទេឬតើអ្នកណាទៅដែលហ៊ានធ្វើរឿងដូចជាកូនក្មេងបែបនេះហើយនាងក៏បានគិតទៅដល់អ្នកបម្រើម្នាក់នោះតើនេះគឺជាទង្វើរបស់អ្នកបម្រើឬបន្តមកនាងក៏បានលើសំឡេងវែងយ៉ាងពីខាងក្រៅរួចនាងក៏បានក្រឡេកទៅមើលប្រភពសំឡេងនោះហើយនាងក៏បានឃើញនៅបិសាចដ៏ធំមួយក្បាលកំពុងតែសម្លឹងមើលមកនាងពីខាងក្រៅមកហើយភាគទី5របស់យើងក៏សូមសារតាមបែបប៉ុណ្ណឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាបាយបាយ
សួស្តីអ្នកគ្នាសូមស្វាគមន៍ការភាគទី6នៃរឿងវិធីធ្វើស្វាមីរបស់ខ្ញុំនៅខាងខ្ញុំតែមុននឹងចាប់ផ្ដើមសាច់រឿងខ្ញុំសូមអរគុណទៅកាន់គ្នាយើងម្នាក់ដែលគាត់បានsupportខ្ញុំតាមរយៈ QR code ពីអរគុណខ្លាំងទៅសម្រាប់ការចូលចិត្តការសម្រេចរបស់ខ្ញុំហើយសម្រាប់គ្នាយើងដែលចង់ support ខ្ញុំអាច support បានតាមរយៈ QR code ឬក៏ជួយចុច like subscribe ឬ comment រូបបេះដូងម្នាក់មួយផងតោះកុំអរខានពេលយូរយើងចាប់ផ្ដើមសាច់រឿងរបស់យើងទាំងអស់គ្នា Ruby នាងភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលឃើញបិសាចដ៏ធំនៅចំពោះមុខនាងដូចនេះភ្លាមៗនោះបិសាចវាក៏បានចូលមកក្នុងបន្ទប់របស់នាងបានទន់ចង្កង់ដួលនៅលើអត់ហើយនិយាយទៅកាន់បិសាចទាំងផាត់ភ័យថាកុំឲ្យវាចូលមកចិត្តនាងទៀតតែវាស្ដាប់មិនបាននៅអ្វីដែលនាងបាននិយាយសោះវានៅតែបន្តទៅចិត្តនាងទៅនាងបានគិតថានាងក៏តែរត់កែកតែរាងកាយរបស់នាងមិនអាចកម្រើតបាននោះទេនាងបានស្រែកយ៉ាងខ្លាំងថាកុំចូលមកទីនេះអីពេលនោះអ្នកបម្រើគេក៏បានដើរចូលមកហើយគេបានសួរនាងថាតែនាងក្រោះហើយមែនទេហើយអ្នកបម្រើនោះគេក៏ស្រាប់តែបានឃើញនោះបិសាចដ៏ធំនោះនាងបានស្រែកយ៉ាងខ្លាំងទាំងទឹកស្លុតបន្ទាប់មកអេឡែននាងក៏បានចូលមករួចហៅឈ្មោះ Ruby យ៉ាងខ្លាំងទាំងបារម្ភហើយ Ruby នាងក៏បានបិទភ្នែកភ្លាមៗនោះស្រាប់តែមានដាវមួយបានកាប់បិសាចនោះដាច់ជាពីរជំរាករួច Ruby នាងក៏បានយកដៃរបស់នាងរងនៅចំហាយដែលនៅសល់ពីការវាយប្រហារយ៉ាងខ្លាំងនោះពេលដែលនាងបានបើកភ្នែកឡើងអ្វីដែលនាងបានឃើញមុនគេនោះគឺ Isaac ដែលគេបានចូលនៅចំពោះមុខរបស់នាងបានសម្លឹងមើលទៅគេទាំងភ្ញាក់ផ្អើលបន្ទាប់មកគេក៏បានសួរនាងថាតើអ្វីទៅគឺជាមូលហេតុហើយនាងក៏បានឆ្ងល់នឹងសំណួររបស់គេយ៉ាងខ្លាំងគេបានសួរនាងទៀតថាហេតុអ្វីបានជានាងពន្លត់ភ្លើងហើយនាងក៏បានគិតទាំងភ្ញាក់ផ្អើលថាអ្វីហ្នឹងតើគេមានន័យថាម៉េចតើគេគិតថាខ្ញុំគឺជាអ្នកពន្លត់វាមែនទេរួចនាងក៏បានឆ្លើយទៅគេវិញថាខ្ញុំមិនបានធ្វើវានោះទេគេបាននិយាយថាខ្ញុំគិតថានាងកំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សរួចទៅហើយដោយមិនចាំបាច់ធ្វើបែបនេះទេឬក៏ហើយគេក៏បានសម្លឹងមើលទៅនាងទាំងក្រសែភ្នែកដែលគួរឲ្យខ្លាចរួចក៏បានបន្តនិយាយទៀតថាតើនេះគឺជាមូលហេតុដែលនាងកំពុងតែធ្វើវាឬនាងគិតក្នុងចិត្តទាំងព្រឺរោមថាខ្ញុំរំពឹងថាលោកនឹងស្អប់ខ្ញុំតែខ្ញុំមិននឹកស្មានថាវាជាចំណាប់អារម្មណ៍របស់លោកមកលើខ្ញុំទេតើខ្ញុំនឹងមិនអីទេឬហើយអេឡែននាងក៏បាននិយាយទៅកាន់បងប្រុសរបស់នាងថាបងប្រុសកុំប្រញាប់ពេកយើងនៅតែមិនដឹងថាអ្នកណាគឺជាអ្នកធ្វើវាទោះបីជា Ruby ជាអ្នកធ្វើក៏ដោយនាងក៏មិនមានវិធីដឹងដែរព្រោះនៅក្នុងរមណាមិនមានហេតុការណ៍សម្រាប់អស់ចន្លោះនោះទេនៅពេលដែលលើអេឡែននាងនិយាយការពារខ្លួនដូចនេះ Ruby នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងគិតទាំងរំជួលចិត្តថាខ្ញុំស្រឡាញ់អ្នកណាអេឡែនខ្ញុំនឹងជួយសង្គ្រោះអ្នកទោះបីជាបាត់បង់ជីវិតរបស់ខ្ញុំក៏ដោយព្រោះហើយនាងក៏បានរត់ទៅតោងអេឡែនពីក្រោយហើយបាននិយាយថារឿងនេះគឺខ្ញុំរងានណាស់ឯសាគេបានសួរនាងថាហេតុអ្វីក៏អ្នកនាងមិននិយាយឲ្យខ្លាំងជាងនេះ Ruby នាងបានតទៅវិញថាខ្ញុំមានន័យថាពេលដែលខ្ញុំភ្ញាក់ឡើងភ្លើងបានរលត់អស់ទៅហើយឯសាគេក៏បាននិយាយថាអញ្ចឹងមានអ្នកផ្សេងជាអ្នកធ្វើវាហើយតើអាចជាអ្នកណាទៅប្អូនរបស់ខ្ញុំឬក៏ខ្ញុំបន្តមកអេឡែននាងក៏បានខាត់បងប្រុសរបស់នាងកុំឲ្យនិយាយបន្តទៀត Ruby នាងបាននិយាយទាំងផាត់ភ័យថាឲ្យខ្ញុំសុំទោសខ្ញុំមិនមានន័យបែបនោះទេនាងនិយាយសារភាពថាខ្ញុំបានពន្លត់វាព្រោះពេលដែលខ្ញុំកំពុងតែកេងវាកំពុងតែចាប់ផ្ដើមក្តៅខ្ញុំសុំទោសដែលបានបង្កភាពរំខានខ្ញុំមិនបានគិតគូរឲ្យបានអត់អន់ទេនាងនិយាយទាំងយំទៀតថាខ្ញុំនឹងធានាថារឿងនេះនឹងក្លាយជាលើកចុងក្រោយហើយអេឡែននាងក៏បាននិយាយលង Ruby កុំឲ្យនាងមានអារម្មណ៍ថាខុសទៀតរួចឯសាគេក៏បានដកដង្ហើមធន់ទាំងធន់ទ្រាន់គេបាននិយាយទៅកាន់នាងថាមានរឿងមួយដែលខ្ញុំចង់សួរហើយ Ruby នាងក៏ឆ្លើយវិញថាចាគេបានខំថ្មីរួចក៏ដើរចេញហើយនិយាយថាតែវាគ្មានស្អីទេនាងក៏ឆ្ងល់នាងបានគិតនៅក្នុងចិត្តថាមានរឿងអីហ្នឹងគាត់ចង់សួរអ្វីទៅបើមិនព្រមសួរសោះហេតុអ្វីក៏លើកវាយកមកនិយាយថ្ងៃថ្មីបានមកដល់ Ruby នាងកំពុងតែអង្គុយញ៉ាំបាយជាមួយនឹង Ellen នាងបានគិតនៅក្នុងចិត្តថាខ្ញុំញ៉ាំអីមិនចូលទេទោះបីជាញ៉ាំក៏ដោយក៏ខ្ញុំក្អួតចេញវិញទាំងអស់ខ្ញុំចង់ក្អួតដោយសារតែរឿងដែលបានកើតឡើងមុននេះនរណាម្នាក់ជួយប្រាប់ខ្ញុំផងថារឿងទាំងអស់នេះគ្រាន់តែជាសបិនប៉ុណ្ណោះហើយ Ellen នាងក៏បាននឹកឃើញរឿងមួយនាងក៏បានសម្លឹងមើលទៅ Ruby រួចក៏បាននិយាយឡើងថារឿងដែលបានកើតឡើងមុននេះនឹងមិនកើតឡើងម្ដងទៀតទេ Ruby នាងក៏ភ្ញាក់ផ្អើលហើយក៏បានសួរថាអ្វីណាហើយ Ellen នាងក៏បានឆ្លើយថាភ្ញាក់ពីកេងព្រោះតែការត្រជាក់ Ruby នាងបានគិតនៅក្នុងចិត្តថាអ្នកដឹងហើយថាអ្នកផ្សេងគឺជាអ្នកបង្ករួច Ruby នាងក៏បានតបទៅវិញទាំងញញឹមថាសុំកុំបារម្ភអីហើយ Ellen នាងបាននិយាយថាណាមួយអ្នកនាងនឹងត្រូវចូលរួមពិធីជប់លៀងនៅក្នុងព្រះបរមរាជវាំងដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល4ថ្ងៃទៀតកុំខ្វល់ខ្វាយប្រាប់ខ្ញុំមកប្រសិនបើអ្នកនាងត្រូវការអ្វីមួយនៅក្នុងរយៈពេលនោះ Ruby នាងបានគិតថាប៉ាត់ហើយពិធីជប់លៀងនឹងប្រារព្ធធ្វើឡើងឆាប់ៗនេះហើយពេលពីពេលនេះត្រូវបានឧបត្ថម្ភដោយរាជវង្សានុវង្សហើយក្នុងពេលជាមួយគ្នានេះដែរពិធីជប់លៀងគឺដើម្បីអបអរសាទរខួបអាពាហ៍ពិពាហ៍របស់ព្រះមហាក្សត្រនិងព្រះមហាក្សត្រីហើយ Ruby នាងក៏បាននិយាយទៅកាន់ Ellen ថា Ellen បើមិនអីទេតើអ្នកនាងអាចណែនាំជាងកាត់ដេរឲ្យខ្ញុំបានទេ Ellen នាងក៏ឆ្ងល់ហើយសួរទៅកាន់ Ruby វិញថាជាងកាត់ដេរឬ Ruby នាងតបចាស់សម្លៀកបំពាក់ទាំងអស់ដែលខ្ញុំបានយកមកជាម៉ូដទាន់សម័យនៅឯភាគខាងត្បូងដូច្នេះខ្ញុំគិតថាពួកវាស្រស់ស្អាតប៉ុន្តែខ្ញុំឮថារដូវក្តៅនៅទីនេះគឺខ្លីណាស់ Ellen នាងក៏និយាយថាវាប៉ាត់មែនហើយ Ruby នាងបាននិយាយថាខ្ញុំត្រូវតែរៀបចំរ៉ូបរបស់ខ្ញុំជាមុនប៉ុន្តែខ្ញុំពិតជាខ្មាស់អៀននឹងវាណាស់ដូច្នេះហើយខ្ញុំគិតថាខ្ញុំនឹងជួលជាងកាត់ដេរឯកជនម្នាក់វិញខ្ញុំគិតថាប៉ាត់ណាស់វាអាចទៅរួចខណៈពេលដែលគ្រប់គ្នាកំពុងតែរវល់ភ្នែកគ្នាថាតើខ្ញុំនឹងលុបចោលអាពាហ៍ពិពាហ៍នៅពេលណាហើយ Ruby នាងក៏បានអរគុណទៅកាន់ Ellen ទាំងសប្បាយចិត្តចំណែកឯអ្នកបម្រើវិញពេលឃើញដូចនេះពួកគេក៏បាន
សឹកសៀវគ្នាព្រោះវានាងបានកាត់តែសប្បាយចិត្តថានៅថ្ងៃនោះខ្ញុំត្រូវតែប្រកាសថាខ្ញុំនឹងបង្កើតចំណាប់អារម្មណ៍ល្អចំពោះអ្នកដែលនឹងចូលរួមទាំងអស់តែអ្វីដែលសំខាន់បំផុតគឺខ្ញុំបានបន្សល់ទុកចំណាប់អារម្មណ៍មិនល្អនៅលើស្វាមីរបស់ខ្ញុំរួចទៅហើយខ្ញុំនៅមានផ្លូវវិញឆ្ងាយណាស់ដែលត្រូវទៅទៀតហើយភាគទី6របស់យើងក៏សូមស្លាស់ត្រឹមតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបាយបាយសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ភាគទី7នៃរឿងវិធីធ្វើស្វាមីរបស់ខ្ញុំនៅខាងខ្ញុំតែមុននឹងចាប់ផ្ដើមសាច់រឿងខ្ញុំសូមពឹងឲ្យអ្នកនរគ្នាចុច like subscribe ឬ comment រូបបេះដូងមួយផងតោះកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមសាច់រឿងរបស់យើងទាំងអស់គ្នាថ្ងៃថ្មីបានមកដល់តាំងពីខ្ញុំមកដល់ទីនេះអ្នកមិនស្ដីបន្តខ្ញុំទេមែនទេមានតែហេតុផលមួយប៉ុណ្ណោះដែលខ្ញុំមកព្រះវិហារតាមការណែនាំរបស់ Ellen នោះគឺដើម្បីស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់ស្វាមីខ្ញុំគោលដៅចុងក្រោយរបស់ខ្ញុំគឺដើម្បីកុំឲ្យស្លាប់ដោយសារតែស្នាដៃរបស់ស្វាមីខ្ញុំផ្ទាល់ហើយដើម្បីសម្រេចគោលដៅនោះខ្ញុំត្រូវតែមើលទៅឲ្យគ្មានគ្រោះថ្នាក់តាមអ្វីដែលអាចធ្វើទៅបានដូច្នេះទោះបីជាខ្ញុំបរាជ័យក្នុងការទប់ស្កាត់ការស្លាប់របស់ Ellen ក៏ដោយនេះនឹងក្លាយជាផែនការបម្រុងរបស់ខ្ញុំ Ellen ត្រូវបានគេបំពល់នេះគឺដោយសារតែនាងបានភ្ជាប់ពាក្យជាមួយព្រះអង្គម្ចាស់នៃនគរ Doria សម្ដេចប៉ាបមិនចុះសម្រុងជាមួយនឹងព្រះអង្គម្ចាស់ទេប្រវត្តិសាស្ត្រនៃការធ្វើឃាតរបស់គ្រួសារ Borgia គឺជាអាថ៌កំបាំងដែលគេដឹងឮគ្រប់គ្នាមិនមែនចម្រើអ្វីក្រៅពីសង្ស័យពួកយើងទេព្រោះវាជារឿងឈួតលីលាណាស់ក្នុងការបំពល់នរណាម្នាក់យ៉ាងប្រហើនបែបនេះទោះបីជាគ្រួសារយើងឈួតយ៉ាងណាក៏ដោយក៏វាមិនទំនងទេដែរយ៉ាងណាមិញតើអ្នកណាទៅជឿខ្ញុំដែលជាព្រះនាងរបស់ Borgia បើខ្ញុំទូទារឿងការបំពល់របស់ Ellen ជាមុនទៅពួកចារ៉ាបរោះរបស់ឪពុកខ្ញុំនឹងនៅទូទាំង Ellen ដែរហើយសូម្បីតែខ្ញុំនិយាយលេងក៏មិនបានដែរប្រសិនបើខ្ញុំត្រូវបានគេចាប់បានខ្ញុំនឹងត្រូវនាំត្រឡប់ទៅផ្ទះវិញភ្លាមឬតើនឹងមានអ្វីកើតឡើងតែពេលនោះក៏មានទាហានសក់លឺម្នាក់គេបានសួរនាងពីក្រោយថាតើអ្នកនាងកំពុងរត់នរណាគេក្រោយតែលឺបែបនេះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងបានរត់លេះតបទៅគេទាំងភ័យថាខ្ញុំគឺថាពេលនោះគេក៏បានឃើញមុខនាងហើយគេក៏បានចាំថានាងគឺជារូបេកាហើយគេក៏បានប្រាប់នាងថាគេគឺជាណែម្នាក់ដែលបានអមដំណើរនាងនៅកំពង់ផែអែលមកកាលពីម្សិលមិញហើយនាងក៏បាននិយាយឡើងថាដូច្នេះមែនឬខ្ញុំសុំតវាគឺជាទង្វើដែលមិនសមរម្យរបស់ខ្ញុំគេក៏បានតទៅនាងវិញថាជាការប៉ັດណាស់អ្នកនាងមិនស្គាល់ខ្ញុំទេណាមួយតើអ្នកនាងមកទីនេះដើម្បីអ្វីហើយនាងក៏បានឆ្លើយថាគឺថាខ្ញុំលើថាស្វាមីរបស់ខ្ញុំនៅទីនេះគ្រាន់តែលើបែបនេះគេក៏បានងាកមកគិតក្នុងចិត្តទាំងភ្ញាក់ផ្អើលថាស្អីគេស្អីនាងមកទីនេះដើម្បីជួបអាយសាកមែនទេខាញ់ទង្វើប្លែកៗរបស់គេដូចនេះនាងក៏ឆ្ងល់នឹងគេជាខ្លាំងហើយគេក៏បានងាកមកនិយាយជាមួយនាងវិញថាបរិសម្នាក់នេះអត់ទេមិនមែនទេអ្នកនាងមកទីនេះដើម្បីជួបអាយសាកនាងបានឆ្លើយថាមែនហើយគេបាននិយាយប្រាប់នាងថាអញ្ចឹងសូមលោកស្រីរងចាំនៅទីនេះមួយផ្លែតរួចគេក៏បានរត់ទៅរកអាយសាកហើយបានស្រែកយ៉ាងលឺថាអាយសាកប្រពន្ធរបស់ឯងនៅទីនេះមិនលឺខ្ញុំទេឬប្រពន្ធរបស់ឯងនៅទីនេះនៅពេលដែលលឺគេស្រែកបែបនេះនាងភ័យឡើងបាសសោះហើយនាងបានគិតទាំងភ័យខ្លាចនៅក្រោយសសរថាប្រពន្ធលោកស្រីរូបបេកាគេនិយាយថាទៅឲ្យឆ្ងាយទៅខ្ញុំប្រាប់ឲ្យថាទប់អារម្មណ៍របស់ខ្លួនឯងបន្តិចទៅនាងបានបន្តគិតទៀតថាទឹកមុខនិងពាក្យសម្ដីរបស់គាត់មិនដូចគ្នាទេបន្ទាប់មកក៏មានជើងមួយបានដើរមកពីក្រោយនាងហើយបានសួរនាងថាតើនាងកំពុងធ្វើអីនៅទីនេះហើយនាងក៏បានងាកមកតាមភ្ញាក់ផ្អើលនៅពេលដែលឃើញអាយសាកដូចនេះនាងបានតបវិញថាគឺថាហើយនាងក៏បានគិតនៅក្នុងចិត្តថាពួកគាត់ហើយបានជាតែងតែលេចមុខមកពីក្រោយបែបនេះក៏រួចហើយនាងក៏បាននិយាយឡើងថារឿងបែបព្រឹកមិញខ្ញុំបារម្ភព្រោះថាហាក់ដូចជាលោកបានអន់ចិត្តនឹងខ្ញុំឬដូចនេះគេក៏បានដើរចេញហើយនិយាយថាឥឡូវនេះអ្នកនាងបានឃើញខ្ញុំហើយដឹងថាខ្ញុំមិនអីទេត្រឡប់ទៅវិញតែឃើញគេដើរចេញទៅបែបនេះនាងក៏បានប្រញាប់រត់ទៅចាប់ដៃអាវគេហើយបាននិយាយខត់គេឲ្យចាំបន្តិចពេលនោះវាក៏បានធ្វើឲ្យកន្ត្រកផ្លែឈើដែលនៅក្នុងដៃរបស់នាងនឹងជ្រុះទៅលើដីអស់ទៅពេលឃើញវាជ្រុះទៅលើដីអស់ទៅនាងបានគិតនៅក្នុងចិត្តទាំងតក់ស្លុតថាតែបន្ទូរបស់ខ្ញុំអេឡែននិយាយថាវាគឺជារបស់មានតម្លៃហើយបន្ទូកន្លែងនេះនឹងគឺសំដៅទៅលើប្រព័ន្ធនៅក្នុងហ្គេមប្រភេទអូតូម៉េនាងបានព្យាយាមយកចិត្តគាត់ដើម្បីឲ្យគាត់នៅខាងនាងដូច្នេះនាងនឹងមិនស្លាប់ទេប៉ុន្តែនាងបានជាបាត់បង់បន្ទូទៅវិញព្រោះគាត់មានអារម្មណ៍ថាធន់ទ្រាំនឹងទង្វើរបស់នាងហើយនាងក៏បានឆ្លេឆ្លាប្រញាប់រើសវាឡើងយ៉ាងលឿននៅក្នុងរយៈពេល3វិនាទីគេបានសួរនាងថាតើនាងកំពុងតែធ្វើអ្វីណានាងបានគិតនៅក្នុងចិត្តទាំងខឹងនឹងគេថាតើវាគួរតែជាពាក្យសម្ដីរបស់ខ្ញុំទេឬខ្ញុំស្មានថាគាត់ពិតជាគ្មានអ្វីដែលល្អជាងនេះទេមើលទៅមនុស្សល្ងងម្នាក់នេះហើយនាងក៏បាននិយាយទៅកាន់គេថាខ្ញុំសុំទោសខ្ញុំបានទិញពួកវាសម្រាប់ឲ្យលោកយកទៅញ៉ាំគេបានសួរនាងថាអ្នកណាបានសួរនាងអំពីរឿងនោះហើយហេតុអ្វីបានជានាងរើសរបស់ដែលធ្លាក់នៅលើអត់រួចទៅហើយនោះនាងបានគិតទាំងខឹងនឹងគេថាអញ្ចឹងរើសវាដោយខ្លួនឯងទៅល្អហើយបន្តមកនាងក៏បានយំហើយនិយាយថាខ្ញុំសូមអធិស្ឋានដែលបានធ្វើឲ្យលោកមានអារម្មណ៍មិនស្រួលខ្ញុំគ្រាន់តែមកទីនេះដើម្បីដោះស្រាយការយល់ច្រឡំតែប៉ុណ្ណោះនាងបានគិតថាខ្ញុំមិនធ្លាប់ដឹងសោះថាខ្ញុំមានតែកុសលខាងសម្ដែងខ្ញុំគិតថាខ្ញុំនឹងត្រូវបានគេតែងតាំងសម្រាប់ពានរង្វាន់តារាសម្ដែងស្រីឆ្នាំបំផុតរបស់ Academy គេសួរនាងថាតើការយល់ច្រឡំអ្វីហើយនាងក៏បានឆ្លើយទាំងបង្ហូរទឹកភ្នែកថាលោកកំពុងតែពិចារណារឿងលែងលេះរួចហើយខ្ញុំគិតអីហ្នឹងប៉ុន្តែវាគឺជាអ្វីដែលនៅក្នុងចិត្តរបស់លោកខ្ញុំដឹងថាលោកក៏ស្អប់ខ្ញុំដែរប៉ុន្តែហើយគេក៏បានសួរកាត់តើអ្នកណាប្រាប់នាងដូចនេះតើអ្នកណាប្រាប់នាងថាខ្ញុំស្អប់នាងតបគឺថាហាក់ដូចជាលោកមិនចូលចិត្តខ្ញុំ
អត់ទេខ្ញុំមិនមានអារម្មណ៍បែបនោះចំពោះអ្នកនាងទេនាងបានសួរកែបញ្ជាក់តាំងរំភើបថាតើវាប៉ាត់មែនឬនាងបានគិតនៅក្នុងចិត្តថាកាយខ្ញុំគឺគ្មានប្រសិទ្ធភាពទេដល់ពេលត្រូវប្រើយុទ្ធសាស្ត្រផ្សេងទៀតហើយគេក៏បានតទៅនាងវិញថាប៉ាត់មែនហើយគ្រាន់តែលើបែបនេះនាងមានការរំភើបនិងការភ្នែកពោពេញទៅដោយពន្លឺនៅពេលដែលមើលទៅកាន់គេនាងបានគិតថានាងគឺរំភើបខ្លាំងពេកហើយគេក៏បាននិយាយថាអូនតើខ្ញុំកំពុងតែធ្វើស្អីនេះពេលឃើញដូចនេះនាងក៏បានប្រញាប់សុំទោសគេសម្បកក្រៅរបស់នាងមើលទៅកំសត់តែនៅក្នុងចិត្តរបស់នាងវិញកំពុងតែសប្បាយខ្ញុំត្រៀមខ្លួនស្លាប់ហើយប៉ុន្តែខ្ញុំមានសំណាងណាស់ដែលបានទទួលការឆ្លើយតបបែបនេះពេលនោះគេក៏បានជួយនាងនៅក្នុងការរើសផ្លែឈើគេបាននិយាយថាខ្ញុំមិនត្រូវការអនុគ្រោះដែលអត់ប្រយោជន៍ទាំងនេះទេដូច្នេះចាប់ពីពេលនេះតទៅអ្នកនាងមិនចាំបាច់ធ្វើអ្វីសម្រាប់ខ្ញុំទៀតទេហើយនាងក៏បាននិយាយថាប៉ុន្តែហើយគេក៏បានបន្តនិយាយទៀតថាខ្ញុំប្រាប់អ្នកនាងជាមុនក្រែងលោអ្នកនាងចាប់ផ្ដើមយកច្រឡំនឹងខ្ញុំត្រូវដឹងថាខ្ញុំមិនខ្វល់ថាអ្វីនឹងកើតឡើងលើអ្នកនាងនោះទេខ្ញុំមិនប្រស័យតែតជាមួយនឹងមនុស្សល្ងងទេដូច្នេះសូមកុំសំបីតែគិតនឹងម្លេងសើចជាមួយនឹងខ្ញុំតាមប៉ាត់ទៅហេតុអ្វីបានជាអ្នកនាងមិនសរសេរសំណើសម្បត្តិត្រឡប់ទៅផ្ទះវិញទៅហើយនាងក៏បានមើលគេដើរចេញទៅទាំងឆ្ងល់នឹងគេនាងបានគិតនៅក្នុងចិត្តថាអញ្ចឹងមានន័យថាការធ្វើជាគួរឲ្យអាណិតនឹងមិនមានប្រសិទ្ធភាពចំពោះគាត់ទេមែនទេគាត់មិនមែនជាប្រភេទមនុស្សដែលនឹងលេចលែងតឲ្យនរណាម្នាក់ទោះបីជាពួកគេយំសោកយ៉ាងណាក៏ដោយប៉ុន្តែអ្វីដែលខ្ញុំបានឃើញពីមុនមកខ្ញុំគិតថាគាត់នឹងមានចរិតដូចជាកូនក្មេងដោយការឆ្លោះប្រកែកជាមួយនឹងខ្ញុំឬក៏វាគ្រាន់តែជាបញ្ហាផ្លូវចិត្តប៉ុណ្ណោះដូច្នេះទោះបីជាខ្ញុំធ្វើរឿងតូចតាចឬគួរឲ្យសង្ស័យក៏ដោយគេនឹងមិនមានអារម្មណ៍ចង់សង្ស័យខ្ញុំទេហើយនាងក៏បានសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់មកនាងក៏បានស្រែកប្រាប់ទៅគេថាប៉ុន្តែខ្ញុំមិនចង់ធ្វើវេននោះទេវាគឺពីព្រោះតែឥឡូវនេះខ្ញុំបានលងស្រឡាញ់លោកហើយភាគទី7របស់យើងក៏សូមស្រេចត្រឹមតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបាយបាយសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ភាគទី8នៃរឿងវិធីធ្វើស្វាមីរបស់ខ្ញុំនៅខាងខ្ញុំតែមុននឹងចាប់ផ្ដើមសាច់រឿងខ្ញុំសូមពឹងឲ្យអ្នកនរគ្នាជួយចុច like subscribe ឬ comment រូបវីដេអូម្នាក់មួយផងតោះកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមសាច់រឿងរបស់យើងទាំងអស់គ្នានៅពេលដែលនាងស្រែកប្រាប់Isaacថានាងស្រឡាញ់គេនោះគឺបានធ្វើឲ្យពួកតាហ៊ានណៃទាំងអស់នោះបានលឺនិងបានភ្ញាក់ផ្អើលគ្រប់គ្នាហើយនាងបានគិតនៅក្នុងចិត្តទាំងមានមោទនភាពថាតែកសោសម្ដែងរបស់ខ្ញុំពិតជាលំណាប់កំពូលមែនពេលនោះIsaacគេក៏បានងាកមកឲ្យសួរបញ្ជាក់នាងថាអ្វីនេះនាងបាននិយាយសារភាពពីអារម្មណ៍របស់ខ្លួនទាំងភ័យបន្តិចថាខ្ញុំដឹងថាលោកប្រហែលជាទទួលបានការសារភាពច្រើនមកហើយប៉ុន្តែខ្ញុំទប់ចិត្តខ្លួនឯងមិនបានទេនាងបានអង្វរគេនៅក្នុងចិត្តថាសូមបន្ថយក្រសែភ្នែកដ៏ម៉ឺងម៉ាត់របស់លោកទៅហើយនាងក៏បានប្រាប់ខ្លួនឯងឲ្យតស៊ូឡើងប៉ុន្តែកាលពីម្សិលមិញលោកគឺជាអ្នកទី1ដែលបានជួយសង្គ្រោះខ្ញុំពីគ្រោះថ្នាក់នាងបាននិយាយថាលោកមិនចាំបាច់ឆ្លើយតបនឹងការសារភាពរបស់ខ្ញុំទេគឺថាលោកជួយខ្ញុំមែនទេទោះបីជាបន្តិចបន្តួចក៏ដោយលោកថាលោកមិនស្អប់ខ្ញុំទេនាងបានគិតថាត្រូវហើយតាមពិតទៅខ្ញុំគឺជាអ្នកគ្រប់គ្រងរបស់លោកគឺថាមិនមែនជាអ្នកគ្រប់គ្រងពិតប្រាកដទេប៉ុន្តែប្រសិនបើលោកចាត់ទុកខ្ញុំគឺជាមនុស្សដែលធម្មតាបំផុតនិងមិនសំខាន់បំផុតនៅក្នុងជីវិតរបស់លោកខ្ញុំនឹងអាចមើលឃើញក្តីសង្ឃឹមចំណែកឯណៃទាំងអស់នោះវិញពួកគេបាននាំគ្នាស្រែកហូនិងឲ្យកម្លាំងចិត្តដល់នាងហើយនាងក៏បានក្រឡេកទៅឃើញគេគាត់មកដល់មាត់ទ្វារតាំងពីពេលណារួចនាងក៏បានស្រែកយ៉ាងខ្លាំងថាខ្ញុំនឹងមិនធ្វើឲ្យរំខានទេវាគឺជាការពិតហើយនាងក៏បានគិតនៅក្នុងចិត្តទាំងខ្លាំងនឹងគេថាមនុស្សចិត្តអាក្រក់ខ្ញុំនឹងបញ្ឈប់កលល្បិចរបស់ខ្ញុំសម្រាប់ថ្ងៃនេះខ្ញុំនឹងមិនធូរដៃឲ្យលោកសិនប៉ុន្តែលោកគួរតែប្រយ័ត្នឲ្យមែនទែនអ្នកបម្រើបាននិយាយថាវាគឺរួចរាល់អស់ហើយលោកស្រីហើយគេក៏បានបង្ហាញឲ្យឃើញថា Ruby នាងគឺបានតែងខ្លួនយ៉ាងស្រស់ស្អាតសម្រាប់ពិធីជប់លៀងយប់នេះទីបំផុតខ្ញុំមិនបានជួប Isaac ទេតាំងពីការសារភាពនោះមកគឺថា Ellen នាងបាននិយាយថាគាត់រវល់រៀបចំសម្រាប់រដូវក្តៅនេះហើយនាងបានដើរចុះពីកាមចណ្ដើរមក Ellen នាងបាននិយាយទៅកាន់ Ruby ថា Ruby ហាក់ដូចជាអ្នកនាងបានត្រៀមខ្លួនរួចរាល់សម្រាប់ពិធីជប់លៀងនេះហើយ Ruby នាងបានគិតថាខ្ញុំមិនជឿទេថាព្រះនាងដូចជាគាត់រៀបការជាមួយនឹងមនុស្សល្ងងបែបនេះនៅក្នុងរឿងប្រឡោមលោកនោះទោះបីជាមិនរលំក៏ដោយក៏ខ្ញុំមិនអនុញ្ញាតឲ្យរឿងនោះបានកើតឡើងឡើយគាត់ថែមទាំងបានហៅខ្ញុំតាមឈ្មោះក្រៅរបស់ខ្ញុំដោយដែលបានសន្យាទៀតផងហើយនាងក៏បាននិយាយទៅកាន់ Ellen វិញថាចាប៉ុន្តែអ្នកណាដែលនៅក្បែរអ្នកនាងនេះរួច Ellen នាងក៏បាននិយាយថាសូមជម្រាបសួរគាត់ទៅនាងគឺជាមិត្តភក្តិចាស់របស់ខ្ញុំម្នាក់ Freya Van Furina Freya នាងក៏បាននិយាយឡើងថាសួស្តីអ្នកនាង Rebecca ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានជួបអ្នកនាង Ruby នាងបានក៏ទាំងភ្ញាក់ផ្អើលថានាងនៅទីនេះហើយមិត្តភក្តិដែលគួរឲ្យអាម៉ាស់មុខនោះ Freya ហើយអ្នកបម្រើពួកគេក៏បានខ្សឹកខ្សៀវគ្នាទៀត Ruby នាងបានគិតថា Freya នាងត្រូវបានគេធ្វើខុសពីខ្ញុំណាស់ប៉ុន្តែនៅពេលដែលពួកគេសម្លឹងមក Ruby ខ្លួននាងវិញក្រសែភ្នែកទាំងនោះប្រែជាពោពេញទៅដោយការមើលងាយហើយ Ruby នាងក៏បាននិយាយទាំងទឹកមុខញញឹមស្គូស្គីថារីករាយណាស់ដែលបានស្គាល់អ្នកនាង Furina ពេលនោះ Freya នាងក៏បានភ្ញាក់ផ្អើលនឹងទង្វើដ៏ទន់ភ្លន់របស់ Ruby នាងបានបកទៅនិយាយដាក់ Ellen ថា Ellen ឯងមិនបានប្រាប់ខ្ញុំទេថាប្រពន្ធរបស់ Isaac គឺជាមនុស្សដ៏គួរឲ្យស្រឡាញ់បែបនេះ Ellen តបឯងនឹងនិយាយថាវាគឺជារឿងចម្លែកនៅក្នុងការនិយាយពេលនោះ Freya នាងក៏បានងាកមករក Ruby វិញនៅពេលឃើញបែបនេះ Ruby នាងបានគិតទាំងឆ្ងល់ថាហ៎មានអ្វីខុសប្លែកជាមួយនឹងរូបរបស់ខ្ញុំមែនទេបន្ទាប់មក Ellen នាងបានប្រាប់ Ruby ថា Ruby បងប្រុស Isaac ប្រហែលជាមកយឺតហើយដូច្នេះខ្ញុំសូមការអធិស្ឋានពីអ្នកនាងផងវាកើតឡើងញឹកញាប់ប៉ុន្តែពេលនោះ Ruby នាងក៏បាននិយាយកាត់ថា
អញ្ចឹងឬខ្ញុំមិនអីទេដូច្នេះក៏មករំពីខ្ញុំអីអេឡែននាងបានក៏នៅក្នុងចិត្តថាការអត់ធ្មត់ស្អីអាយសាច់មិនមែនជាប្រភេទមនុស្សដែលបោះបង់ដៃគូរបស់គាត់ទេហើយខ្ញុំថែមទាំងមិនបានរំពឹងអ្វីពីគាត់ទៀតផងប៉ុន្តែខ្ញុំចង់ឃើញគាត់នៅទីនោះទោះបីជាគាត់មកយឺតក៏ដោយសំណាងរបស់ខ្ញុំទៅណាបាត់ហើយតើពេលណាទៅខ្ញុំបានកែប្រែរូបភាពរបស់ខ្ញុំហើយពេលយកបានមកដល់រទេះសាច់របស់ពួកគេបានធ្វើដំណើរមកដល់ព្រះរាជវាំង Anna Ben ហើយពួកគេទាំង3នាក់ក៏បានដើរចូលមកនៅក្នុងកម្មវិធីជប់លៀងនោះនៅក្នុងកម្មវិធីជប់លៀងនេះមានអភិជននិងអ្នកមានមុខមាត់ជាច្រើនបានចូលរួមហើយពួកគេទាំងអស់នោះក៏បានចូលមករាក់ទាក់ជាមួយនឹងពួកនាងមិនដឹងហេតុអ្វីទេពិធីជប់លៀងនៅទីនេះនៅក្នុងរ៉ូមេណារំលឹកខ្ញុំពីហេតុផលដែលគ្មានតម្លៃដែលមនុស្សហ៊ានរវល់ជាមួយនឹងខ្ញុំដើម្បីបង្កើតទំនាក់ទំនងជាមួយនឹងឪពុកបងប្រុសរបស់ខ្ញុំហើយ Julia ដែលជាស្រីកំណានរបស់ពុកជាញឹកញាប់ណាស់ដែលចង់បានចំណែកនៃអំណាចរបស់ពួកគេត្រូវតែធ្វើកិច្ចការផ្សេងៗឲ្យពួកគេដោយធម្មជាតិខ្ញុំនឹងបានខ្លាចជាគោលដៅនៃការគោរពនិងការច្រណែនសម្រាប់មនុស្សគ្រប់គ្នាប៉ុន្តែប្រសិនបើការពិតដ៏សោកសៅរបស់ខ្ញុំត្រូវបានលាតត្រដាងដោយអ្វីដែលបានកើតឡើងនៅក្នុងជីវិតមុនរបស់ខ្ញុំតើគ្រប់គ្នានឹងគិតយ៉ាងណាចំពោះខ្ញុំតើពេលនេះខ្ញុំនឹងត្រូវបានគេទម្លាក់ចោលដោយរបៀបណាការបរាជ័យដោយគ្មានទីពឹងគឺជាអ្វីដែលខ្ញុំខ្លាចបំផុត Ruby នេះបានគិតថានិយាយអញ្ចឹងខ្ញុំត្រូវបានចោទការនៅក្នុងហ្វូមមនុស្សដែលជាបុគ្គលដែលមានចរិតលក្ខណៈថ្លៃថ្នូរខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាកូនក្មេងខ្ញុំមិនជឿតែថាខ្ញុំនៅតែតូចសូម្បីតែនៅទីនេះបន្ទាប់មកក៏មានសម្លេងមួយបាននិយាយមកកាន់នាងថាសួស្ដីលោកស្រី Rebecca តើសម្ដេចប៉ាសុខសប្បាយជាទេពេលនោះអ្នកគ្រប់គ្នាក៏បានសម្លឹងមកម្នាងហើយបានសួរនាងនៅសំណួរជាច្រើននៅពេលដែលលើពួកគេបានសួរច្រើនបែបនេះនាងក៏បានញញឹមហើយក៏នៅក្នុងចិត្តថាខ្ញុំក៏មិនដឹងដែរអ្នករាល់គ្នាបន្តមក Ellen នាងក៏បាននិយាយថាមនុស្សទាំងនេះពិតជាហើយ Ruby នាងក៏បានឆ្ងល់នឹងអ្វីដែល Ellen នាងកំពុងតែនិយាយរួច Ruby នាងក៏បានភ្ញាក់ផ្អើលស្ទើរតែមិនជឿថាតើពេលសម្ដីនោះពិតជាចេញពីមាត់របស់ Ellen មែនឬបន្តមក Freya នាងក៏បានឃើញ Isaac ហើយនាងក៏បានស្រែកហៅគេគ្រាន់តែឃើញបែបនេះ Ruby នាងភ័យឡើងចំហមកពេលនោះ Isaac គេក៏បានងាកមក Ruby នាងបានលើកដៃរាក់ទាក់គេហើយបានគិតនៅក្នុងចិត្តថាគាត់មានរឿងអីលោកថាលោកមកយឺតហើយលោកក៏ហត់ថាលោកមកយឺតដោយសារតែលោកមិនចង់ជួបខ្ញុំមែនទេពេលនោះ Isaac គេក៏មិនអើពើនឹងនាងហើយគេក៏បានងាកទៅនិយាយជាមួយនឹងណៃផ្សេងទៀតនាងបានបន្តគិតទៀតថាខ្ញុំដឹងថាគាត់នឹងធ្វើបែបនេះ Freya នាងបាននិយាយថានិយាយអញ្ចឹងលោកស្រីតែយើងគួរតែទៅស្ដីបន្តគាត់ទេហើយ Ellen នាងក៏បាននិយាយថាខ្ញុំនឹងទៅចាប់ត្រជាគាត់ដើម្បីឲ្យគាត់ដឹងខុសត្រូវ Ruby នាងនៅកាំងបន្តមកនាងក៏បានក្តាប់ដែរហើយបានដើរសំដៅទៅរក Isaac នាងបានគិតថាការប៉ះដែលខ្ញុំប្រញាប់ប្រញាល់តាំងពីដំបូងការប៉ះដែល Isaac មិនមកខ្ញុំនឹងការប៉ះដែលពាក្យចចាមរាបានរីករាលដាលពេញកន្លែងនេះទៅហើយមិនថាខ្ញុំព្យាយាមធ្វើអ្វីនៅទីនេះទេខ្ញុំនឹងខ្លាចជាអ្នកដែលត្រូវបានគេធ្វើឲ្យអាម៉ាស់មុខនៅទីបំផុតពេលនោះអ្នកគ្រប់គ្នានឹង Isaac ពួកគេក៏បានងាកមកមើលនាងហើយនាងបន្តគិតទៀតថាដូច្នេះខ្ញុំនឹងធ្វើវាឲ្យល្អបំផុតហើយខ្ញុំនឹងមិនបោះបង់ចោលនោះទេហើយភាគទី8របស់យើងក៏សូមស្លេះត្រឹមតែប៉ុណ្ណឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាបាយបាយសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ភាគទី9នៃរឿងវិធីធ្វើស្វាមីរបស់ខ្ញុំនៅខាងខ្ញុំតែមុននឹងចាប់ផ្ដើមសាច់រឿងខ្ញុំសូមពឹងឲ្យអ្នកនរគ្នាជួយចុច like subscribe ឬ comment រូបបេះដូងអ្នកមួយផងតោះកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមសាច់រឿងរបស់យើងទាំងអស់គ្នាតពីភាគមុនអ្នកគ្រប់គ្នាពេលឃើញដូចនេះពួកគេនាំគ្នាភ័យតក់ស្លុតគ្រប់គ្នា Ruby នាងបានដល់ដង្ហើមធំទាំងធុញថប់រួចនាងក៏បាននិយាយឡើងទាំងញញឹមថាខ្ញុំពិតជារីករាយណាស់ដែលបានជួបលោកម្ដងទៀតថ្ងៃនេះលោកមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់នាងបានញញឹមទាំងសុភាពហើយក៏នៅក្នុងចិត្តថាអេលោកគិតថាខ្ញុំនឹងប្រងើយកន្តើយឬទោះបីជាមានភ្លើងនៅក្នុងខ្លួនរបស់ខ្ញុំក៏ក៏ខ្ញុំមិនអាចធ្វើបែបនោះបានទេជាមួយនឹងគំនិតនៃអ្នកគាំទ្រស្រីពេលនោះគេក៏បានសម្លឹងមើលមុខនាងទាំងងឹងឆ្ងល់រួចគេក៏បាននិយាយទាំងដើរបែរមុខចេញពីនាងថាលោកស្រីហាក់ដូចជាមិនសូវខ្វល់ខ្វាយអំពីការរក្សាមុខមាត់ប៉ុន្មានទេ Ruby នាងតទាំងសម្លេងកំសត់ថាគឺថាខ្ញុំសុំទោសដែលបានរំខានប៉ុន្តែប្រសិនបើខ្ញុំមិនធ្វើបែបនោះទេ Isaac គេក៏បាននិយាយថាអ្នកនាងប្រកាសជាមិនបាននិយាយថាអ្នកនាងអាចនឹងរំខានខ្ញុំនោះទេលើបែបនេះនាងរំភើបចិត្តជាខ្លាំងហើយបាននិយាយថាអូលោកចង់ចាំអញ្ចឹងលោកបានលើអ្វីដែលខ្ញុំបាននិយាយមែនទេពេលនោះគេក៏ឈប់ហើយក៏បកមកសួរនាងថាអ្វីហ្នឹងហើយនាងក៏បានបន្តនិយាយទាំងសប្បាយចិត្តថាអរគុណខ្ញុំនឹងមិនរំខានលោកទៀតទេចាប់ពីពេលនេះតទៅខ្ញុំគ្រាន់តែលបលួចមើលលោកពីចម្ងាយតែប៉ុណ្ណោះពេលលឺនាងនិយាយបែបនេះអាយសាគេក៏បានភ្ញាក់ផ្អើលនឹងនាងបានគិតថាប៉ុណ្ណឹងបានហើយមែនទេតោះកិច្ចចេញឲ្យលឿនទៅរួចនាងក៏បាននិយាយថាអញ្ចឹងលាហើយពេលនោះអាយសាគេក៏បានចាត់ស្មានាងឲ្យឈប់រួចគេក៏បានសួរនាងម្ដងទៀតថាត្រឹមតែអ្វីហើយនាងក៏បានតទៅគេទាំងផាត់ភ័យថាខ្ញុំគ្រាន់តែលបលួចមើលលោកពីចម្ងាយតែប៉ុណ្ណោះខ្ញុំមិនធ្វើឲ្យលោកដឹងថាខ្ញុំតាមដានលោកទេពេលលឺបែបនេះគេក៏បានសួរនាងថាតើនាងចង់ស្លាប់មែនទេនាងបានតទៅគេទាំងផាត់ភ័យថានោះវាមិនមែនបែបនេះទេនាងក៏នៅក្នុងចិត្តថាអីគេតើខ្ញុំគ្រាន់តែដើរជន់មានឬយ៉ាងម៉េចហើយគេក៏បានសួរនាងទៀតថាហេតុអ្វីបានជាអ្នកនាងចាំបាច់ធ្វើបែបនោះនាងក៏បានតទាំងផាត់ភ័យថានោះគឺដោយសារតែខ្ញុំចង់ឃើញលោកប៉ុន្តែខ្ញុំមិនហ៊ានរំខានទេហើយនាងបានកាយឈឺចាប់ជាខ្លាំងនៅពេលដែលគេចាស់ស្មាននាងយ៉ាងខ្លាំងបែបនេះហើយនាងបានគិតថាតើគាត់គិតថាខ្ញុំចង់ធ្វើឃាតគាត់ឬតើគាត់អាចគិតបែបនោះបានយ៉ាងដូចម្ដេចទៅគេបានគិតថានោះពិតជាការធ្វើអត្តឃាតហើយពេលនោះគេក៏បានដាក់អារម្មណ៍របស់ខ្លួនឯងវិញតែហ៊ានសក់លឿងគេក៏បានក្រហាមហើយនិយាយឡើងថាលោកស្រី Rebecca នោះគឺជាទង្វើដែលធ្វើប្រហែសខ្លាំងណាស់ហើយ Ruby នាងក៏ឆ្ងល់នឹងអ្វីដែលគេបាននិយាយគេនិយាយបន្តទៀតថាខ្ញុំមានន័យថាខ្ញុំមិនបាននិយាយថាគាត់នឹងច្រឡំប្រពន្ធរបស់គាត់ជាមួយ
នឹងឃាតករនោះទេភាគខាងជើងគឺជាកន្លែងគ្រោះថ្នាក់ដូច្នេះលក្ខណៈរបស់យើងមានភាពខុសប្លែកពីគ្នាបន្តិចបន្តួចពីណៃដទៃទៀតខណៈពេលកំពុងដេញតាមសត្វចម្លែកយើងនឹងប្រើប្រាស់ដាវនិងអំណាចទេវៈរបស់យើងឲ្យអស់ពីលទ្ធភាពប្រសិនបើអ្នកនាងនៅក្បែរនោះយើងនឹងមិនអាចបែងចែកមនុស្សពីសត្វចម្លែកបានទេហើយពួកយើងក៏អាចនឹងសម្លាប់អ្នកនាងទៀតផងនាងបានគិតថាខ្ញុំយល់ហើយនៅពេលដែលដាវនិងអំណាចទេវៈរបស់ណៃឈានដល់កម្រិតកំពូលពួកគេនឹងចូលទៅក្នុងស្ថានភាពមួយដែលហៅថាភាពរំភើបខ្លាំងជ្រុលវាពិតជាពិសេសណាស់តែប៉ុន្តែខ្ញុំគ្មានបំណងតាមគាត់ទៅកន្លែងគ្រោះថ្នាក់ទេគាត់រួចនាងក៏បាននិយាយទាំងភ័យស្លន់ស្លោថាខ្ញុំសឹកតែមានបញ្ហាហើយខ្ញុំសុំទៅដោយសារតែខ្ញុំមកពីភូមិភាគខាងត្បូងដែលហ៊ានសក់លឹងនោះគេក៏បានប្រញាប់ទៅកាន់នាងថាចាំបន្តិចកុំនិយាយបែបនោះប៉ុន្តែអ្នកនាងមិនដឹងអំពីរឿងនោះទេមែនទេហើយគេក៏បានប្រាប់ទៅកាន់ឯសែកទាំងខឹងថានិយាយអីមួយទៅនាងបានកាន់នៅក្នុងចិត្តឲ្យឯសែកគេលេងនាងទៅពេលនោះឯលេងនាងក៏បាននិយាយថាកុំបារម្ភខ្ញុំមិនធ្វើឲ្យអ្នកនាងមានបញ្ហាទៀតទេប្រសិនបើការវិភាគផ្លាស់ប្ដូរខ្ញុំនឹងប្រាប់អ្នកនាងជាមុនហើយហ្វ្រីយ៉ានាងក៏បានបន្ថែមទៀតថាត្រូវហើយពួកយើងក៏អាចចូលទៅលេងផ្ទះរបស់អ្នកនាងផងដែរហើយហ្វ្រីយ៉ានាងក៏បាននិយាយទៅកាន់ឯសែកថាតើឯងដឹងទេថាឯងគួរតែដឹងកូនប៉ុណ្ណាសម្រាប់នារីដែលមានសម្រស់ស្រស់ស្អាតទាំងនេះដែលកំពុងតែរងចាំឯងហើយឯសែកពេលនោះគេក៏បាននៅស្ងៀមរូប៊ីពេលឃើញបែបនេះនាងក៏បានគិតថាបរិយាកាសនេះយ៉ាងម៉េចសូមឈប់ទៅយ៉ាងណាក៏ដោយប្រតិកម្មរបស់គាត់ពេលនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំគិតថាគាត់នឹងមិនអើពើនឹងខ្ញុំហើយដើរចេញទៅដោយការពីលើកមុនពេលនោះឯសែកគេរៀបនឹងនិយាយអ្វីមួយក៏ស្រាប់តែមានសម្លេងមួយបានបន្លឺឡើងប្រាប់អ្នករាល់គ្នាថាសូមអញ្ជើញក្រោកឈរឡើងអ្នកទាំងអស់គ្នាសម្រាប់ព្រះចៅអធិរាជហើយអ្នកភ្លេងពួកគេក៏បានបង្កប់តន្ត្រីឡើងសម្រាប់ស្វាគមន៍ការយាងមកដល់របស់ស្ដេចនេះគឺជាស្ដេចគាត់មានឈ្មោះថា Britannia Final ពេលខាងត្រង់យាងមកដល់ដូចនេះអ្នកគ្រប់គ្នាក៏បានអង្គគោរពទ្រង់ស្ដេចនិងភរិយារបស់ទ្រង់ក៏បានយាងមកនិយាយជាមួយនឹង Ruby ស្ដេចទ្រង់បាននិយាយឡើងថាលោកស្រី Rebecca ប្រហែលជាពិបាកហើយសម្រាប់លោកស្រីនៅក្នុងការមកផ្លូវឆ្ងាយបែបនេះអរគុណលោកស្រីដែលបានមកទីនេះហើយនាងក៏បានតទៅស្ដេចវិញថាអរគុណសម្រាប់ការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ព្រះចៅអធិរាជហើយស្ដេចក៏បានសើចគាត់បាននិយាយថាវាគឺជារឿងកម្រណាស់ដែលក្មួយប្រុសរបស់ខ្ញុំមកចូលរួមពិធីជប់លៀងបែបនេះបើពិចារណាទៅហាក់ដូចជាមនុស្សប្រុសពិតជាធំពេញវ័យនៅពេលដែលពួកគេបានរៀបការតែវាប៉ាត់រើលោកអុកញ៉ាឯសែកគេក៏បានតនឹងស្ដេចថាយ៉ាងណាមិញឪពុករបស់ខ្ញុំជាកូនប្រុសរបស់ទ្រង់ហើយស្ដេចទ្រង់ក៏បាននិយាយថាតើឯងញាប់ញ័រខ្លាំងរហូតដល់មិនលឺសូម្បីតែអ្វីដែលយើងបាននិយាយឬឯសែកគេនិយាយបន្តទៀតថាអញ្ចឹងតើទ្រង់មិនទោសនរណាក៏មិនទោសខ្ញុំដែររៀងអីគ្រាន់តែគិតថាវាគឺជាជោគវាសនាទៅរួចគេក៏បានសម្លក់មុខនាងហើយក៏បានដើរចេញទៅនាងបានគិតនៅក្នុងចិត្តថាគាត់បានធ្វើបែបនោះទៀតហើយគាត់ពិតជាមានអារម្មណ៍ប្រែប្រួលមាននាងគិតនៅក្នុងចិត្តថាឲ្យពួកគេគ្រាន់តែសើចតាមចិត្តចោះខ្ញុំគឺជាមនុស្សល្ងីល្ងើដែលប្តីបោះបង់ចោលនោះស្ដេចក៏បាននិយាយទាំងខឹងថាប្រសិនបើអាចចិត្តអាក្រក់នោះមិនមែនជាកូនប្រុសរបស់ឯស៊ីទេនោះហើយម្ចាស់ស្ត្រីក៏បាននិយាយសម្រួលថាសូមព្រះអង្គស្ងប់ចិត្តសិនទៅព្រះចៅអធិរាជលោកស្រីប្រហែលជានឹងភ្ញាក់ផ្អើលហើយពេលនោះក៏មានក្មេងស្រីម្នាក់បានលេចមុខចេញមកពីក្រោយខ្នងរបស់ព្រះមហាក្សត្រីក្មេងស្រីនេះគឺនាងពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ពេលនោះម្ចាស់ស្ត្រីក៏បានទាញនាងតូចឲ្យមកមុខគាត់ហើយបាននិយាយថាព្រះនាងវាគឺជាការមិនគួរសមបន្តិចទេដែលសម្លឹងមើលមុខអ្នកដទៃបែបនោះទ្រង់ត្រូវតែស្វាគមន៍គាត់ដោយការគួរសមបន្ទាប់មកព្រះនាងតូចក៏បាននិយាយឡើងថាសូមស្វាគមន៍មកកាន់អង្គបានដែលជាព្រះបរមរាជវាំងលោកស្រី Rebecca នាងតូចគឺជាព្រះនាងមានឈ្មោះថា Erin Ruby នាងក៏បានតតែញញឹមវិញថាអរគុណណាស់ព្រះនាងម្ចាស់ Erin Ruby នាងបាននៅក្នុងចិត្តទាំងរំភើបថាគួរឲ្យស្រឡាញ់ខ្លាំងណាស់មិនសូវមានអ្វីដែលអាចព្យាបាលចិត្តបាននៅក្នុងโลกនេះទៀតទេហើយព្រះនាង Erin ក៏បានប្រញាប់រត់ទម្លាក់ខ្លួននៅក្រោយខ្នងរបស់ម្ចាស់ស្ត្រីវិញបានឃើញនាងផ្ទាល់ខ្ញុំគិតថាខ្ញុំអាចយល់បានថាហេតុអ្វីបានជាវត្តមានរបស់ព្រះនាងនៅក្នុងរឿងដើមគឺកម្រខ្លាំងណាស់ម្ចាស់ស្ត្រីបានមកពីទាសកលខាងកើតព្រះចៅអធិរាជរៀនស្រឡាញ់ម្ចាស់ស្ត្រីនិងព្រះនាងយ៉ាងខ្លាំងស្រីតូចដែលមានលក្ខណៈជានាងគោរពបូជាព្រះមិនមែនជាព្រះពិតនោះលើពីនេះទៅទៀតក្នុងនាមជាបងប្អូនជីដូនមួយរបស់ឯសែកអារៀនប្រកាសជាមនុស្សចម្លែកនៅក្នុងសង្គមពួកអភិជននៃចក្រភព Britannia ជារៀងរហូតនៅក្នុងโลกនេះឬនៅក្នុងโลกផ្សេងទៀតខ្ញុំមិនមានឋានៈដែលអាចអាណិតអាសូរដល់នរណាម្នាក់បានទេហើយភាគទី9របស់យើងក៏សូមស្លេះតាមតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបាយសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ភាគទី10និងទី11នៃរឿងវិធីធ្វើស្វាមីរបស់ខ្ញុំនៅខាងខ្ញុំតែមុននឹងចាប់ផ្ដើមសាច់រឿងខ្ញុំសូមពឹងឲ្យអ្នកនរគ្នាជួយចុច like subscribe ឬ comment រូបបេះដូងម្នាក់មួយផងដល់កុំឲ្យខាតពេលយូរយើងចាប់ផ្ដើមសាច់រឿងរបស់យើងទាំងអស់គ្នាដើមសាច់រឿងនៅតុញ៉ាំអាហារពេលនោះ Freya នាងក៏បានចូលមកកន្លែងអង្គុយរបស់នាងវិញពេលឃើញដូចនេះ Ellen នាងក៏បានសួរថា Freya តើអញត្រឡប់មកពីណាហើយ Ruby នាងក៏បានសម្លឹងទៅមើលពួកគេរួច Freya នាងក៏បានតបថាតែគឺថាខ្ញុំបានព្យាយាមនាំឯសាច់ត្រឡប់មកវិញប៉ុន្តែឥឡូវនេះគាត់មិនព្រមស្ដាប់ខ្ញុំសូម្បីតែបន្តិចយ៉ាងណាក៏ដោយក្រុមណៃក៏បានចេញទៅហើយដូច្នេះពេលនោះ Ellen នាងក៏បាននិយាយឡើងថាឯងមិនចាំបាច់ធ្វើបែបនោះទេហេតុអ្វីបានជាឯងគិតថាគាត់នឹងមកទីនេះហើយស្ដាប់ពួកយើង Freya នាងតបអញ្ចឹងឬហើយនាងក៏បានបន្តសួរទៅកាន់ Ruby ថានិយាយអញ្ចឹងលោកស្រីតើលោកស្រីចូលចិត្តការជិះសេះទេ Ruby នាងក៏បានតបថាខ្ញុំជិះមិនសូវបានល្អទេប៉ុន្តែខ្ញុំចូលចិត្តវា Freya នាងប្រាប់ Ruby ថាកុំឲ្យបារម្ភអីឲ្យតែអ្នកនាងចូលចិត្តនោះមិនមែនជារឿងសំខាន់ទេលើដូចនេះ Ruby នាងក៏បានសើចហើយគិតនៅក្នុងចិត្តថានោះគឺជាការកុហកនៅក្នុងជីវិតមុនរបស់ខ្ញុំបានរៀនកីឡារបស់ពួកអភិជន
ជនទាំងអស់ប៉ុន្តែគ្មានមួយណាដែលជាការចងចាំល្អនោះទេពេលនោះក៏មាននារីម្នាក់ទៀតនាងបាននិយាយឡើងថាជំនាញរបស់លោកស្រីទាំងពីរពិតជាពិបាកតាមទាន់ណាស់សំណាងល្អលោកអាចសើបានជួបពួកគេផ្ទាល់ហើយដើម្បីបានជាលោកស្រីមិនសូមឲ្យស្វាមីលោកស្រីជួយលោកស្រីវិញទៅហើយហ្វ្រីយ៉ានាងក៏បាននិយាយថានោះគឺការពីយើងនៅក្មេងលោកស្រីខុនសូឡូហើយវាគឺជាតែកសលដែលខ្ញុំមានតាំងពីកំណើតរួចខុនសូឡូនាងក៏បានតបវិញថាពិតណាស់សូមកុំយល់ច្រឡំលោកស្រីហ្វូរីណានៃរបស់គាត់កំពុងតែប្រាប់ខ្ញុំថាគាត់រីករាយជាមួយនឹងរឿងនេះខ្លាំងណាស់ទំនាក់ទំនងរវាងខ្ញុំនិងលោកស្រីហ្វ្រីយ៉ាប្រហែលជាគួរអស់សំណើចហើយរូប៊ីនាងក៏បានគិតថាមិនមែនថាខ្ញុំខ្វល់ទេអ្វីដែលខ្ញុំត្រូវធ្វើគឺមើលទៅដូចជាមនុស្សងងដែលគ្មានគ្រោះថ្នាក់បំផុតនៅក្នុងលោកបន្តមករូប៊ីនាងក៏បាននិយាយឡើងទាំងញញឹមថាអរគុណសម្រាប់ការព្រួយបារម្ភរបស់លោកស្រីប៉ុន្តែខ្ញុំមិនអាចខ្ជះខ្ជាយពេលវេលារបស់នរណាម្នាក់ជាមួយនឹងរឿងតូចតាចបែបនេះនោះទេតែលើរូប៊ីនាងនិយាយបែបនេះខុនសូឡូនាងក៏បានសួរបញ្ជាក់ថាដូច្នេះឬដែលធ្វើឲ្យអ្នកផ្សេងទៀតមានការភ្ញាក់ផ្អើលបន្តមកពួកនាងក៏បាននិយាយថានិយាយអញ្ចឹងរដូវក្តៅចិត្តដល់ទីបញ្ចប់ហើយតើលោកឯងសាច់នឹងចូលរួមការប្រកួត Gladiator នៅឆ្នាំនេះទេវានឹងចាប់ផ្ដើមឡើងជាមុននៅឆ្នាំនេះមែនទេខ្ញុំពិតជាទន្ទឹងរង់ចាំវាណាស់ប៉ុន្តែប្រសិនបើលោកឯងសាច់ចូលរួមវាច្បាស់ណាស់ថាអ្នកណានឹងក្លាយទៅជាអ្នកឈ្នះខ្ញុំមិនដឹងថាឆ្នាំនេះវានឹងទៅជាយ៉ាងណាទេម្យ៉ាងវិញទៀតខ្ញុំឆ្ងល់ថាអ្នកណានឹងក្លាយទៅជាបុប្ផានៃជ័យជំនះនៅឆ្នាំនេះពេលលើពួកគេនិយាយដូចនេះរូប៊ីនាងបានក្តាប់ដែរហើយក៏នៅក្នុងចិត្តថានៅក្នុងអំឡុងការប្រកួត Gladiator នៅឆ្នាំនេះសេរីគេនឹងមកលេងការប្រកួត Gladiator នៅ Arena ត្រូវបានប្រារព្ធឡើងជារៀងរាល់3ឆ្នាំម្ដងវាគឺជាព្រឹត្តិការណ៍ដ៏ធំបំផុតនិងចំណាស់បំផុតនៅលើទ្វីបនេះអ្នកទស្សនានិងអ្នកចូលរួមរាប់មិនអស់បានមកពីជុំវិញពិភពលោកការប្រយុទ្ធដ៏សាហាវរហូតដល់ស្លាប់ត្រូវបានប្រយុទ្ធជាមួយនឹងសត្វសាហាវទោះបីវាគឺជាការប្រកួតដ៏គួរឲ្យខ្លាចក៏ដោយក៏មានតែពួកអភិជនប៉ុណ្ណោះដែលអាចចូលរួមបានក៏មានគណៈកម្មាធិការមួយត្រូវបានបង្កើតឡើងដើម្បីការពារគ្រោះថ្នាក់ផងដែរពួកគេទាំងអស់សុទ្ធតែជាបព្វជិតសិស្សសេរីមកទីនេះនៅក្នុងនាមជាសមាជិកគណៈកម្មាធិការគាត់មកទីនេះគឺដើម្បីជួបខ្ញុំគ្រាន់តែការអំពីរឿងទាំងនេះហើយនាងក៏បានសាច់យំយ៉ាងខ្លាំងនៅក្នុងចិត្តហើយនាងបានថាស្វាមីរបស់ខ្ញុំក៏នឹងមានអារម្មណ៍ហួសចិត្តដែរសាច់រឿងក៏បានកាន់មកដល់នៅពេលដែលនាងដើរចេញមកក្រៅនាងបាននិយាយទាំងឈឺក្បាលថាខ្ញុំស្រវឹងបន្តិចហើយដោយសារតែខ្ញុំបានផឹកទាំងពោះទៅទេខ្ញុំមិនអាចក្អួតបានទេនៅពេលដែលមានភ្នែកជាច្រើនកំពុងតែសម្លឹងមកខ្ញុំបែបនេះហើយនាងក៏បានបន្តដើរទៅមុខទៀតពេលនោះនាងក៏បានបុកគ្នាជាមួយនឹងទាហានណៃម្នាក់ហើយគេក៏បាននិយាយថាអូខ្ញុំសូមអភ័យទោសផងនាងបានគិតថាហេតុអ្វីបានជាស្មារបស់បរិសម្នាក់នេះរឹងម្ល៉េះនៅថ្ងៃនេះគេបានសួរនាងថាតើនាងមិនអីទេឬនាងក៏បានតបថាវាមិនអីទេប៉ុន្តែហើយគេក៏បានណែនាំខ្លួនឯងថាខ្ញុំគឺជា Lorenzo von Furina អ្នកនាងនៅជាមួយនឹងបងស្រីរបស់ខ្ញុំអាម៉ាញ់មិញនេះមែនទេតើអ្នកនាងប្រកាសថាអ្នកនាងមិនអីទេឬនាងបានញញឹមហើយក៏នៅក្នុងចិត្តថាគាត់គឺជាប្អូនប្រុសរបស់ Freya មិនឆ្ងល់ទេដែលគាត់មើលទៅដូចជានាងហើយគេក៏បានបន្តនិយាយទៀតថាតើអ្នកនាងចង់ឲ្យខ្ញុំជួយអ្នកនាងចូលទៅក្នុងសារជួបលៀងទេព្រោះនាងក៏បានតទៅកាន់គេវិញថាខ្ញុំពិតជាមិនអីទេខ្ញុំគ្រាន់តែចេញមកខាងក្រៅនេះដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធតែប៉ុណ្ណោះហើយនាងក៏បានសួរគេថាតើលោកក៏ជា Paladin ដែរឬពេលលើនាងសួរបែបនេះគេក៏បានប្រញាប់តទៅកាន់នាងថាតែប៉ុន្តែលោកអាចសាច់នឹងសាយប្រសិនបើគាត់លើរឿងនេះពន្យល់ពាក្យ Paladin នឹងមានន័យថាគឺជាមនុស្សដែលមានអំណាចច្រើននៅក្នុងប្រទេសជាច្រើននៅក្នុងមជ្ឈិមសម័យតសាច់រឿងយ៉ាងទៀតខ្ញុំគ្រាន់តែជាកូនចៅរបស់គាត់តែប៉ុណ្ណោះនាងបានគិតថាហេតុអ្វីបានជាគាត់មកខ្ញុំបែបនោះខ្ញុំមិនគួរជឿសោះថាមាននរណាម្នាក់បង្ហាញភាពជាសត្រូវយ៉ាងមកចំហបែបនេះវាហាក់ដូចជាពិបាកដល់នឹងហាមខ្លាំងណាស់វាមិនដូចនេះទេជាមួយនឹងឯងស្រែកទឹកមុខរបស់គេមើលទៅដូចជាបានជួបនរណាម្នាក់ដែលគេបានស្អប់ខ្ពើមតែយើងធ្លាប់ជួបគ្នាពីមុនទេហើយគេក៏បានតទៅនាងថាខ្ញុំសូមអភ័យទោសខ្ញុំមិនគួរជឿសោះថាខ្ញុំបានជួបលោកស្រីផ្ទាល់នាងក៏បាននិយាយថាស្ដាប់ទៅដូចជាខ្ញុំគឺជាមនុស្សល្បីនៅទីនេះអញ្ចឹងគេក៏បានតបថាតើនរណានៅទីនេះដែលមិនស្គាល់លោកស្រីគឺជាបុត្រីតែមួយគត់របស់សម្ដេចប៉ាមដ៏បរិសុទ្ធនាងក៏បានសាយហើយនិយាយថាអញ្ចឹងឬខ្ញុំភ្ញាក់ផ្អើលបន្តិចហើយព្រោះខ្ញុំមិនសូវល្បីដូចជាបងប្រុសរបស់ខ្ញុំតែហើយគេក៏បាននិយាយទៀតថាតាមប៉ាត់ទៅមានមកចម្រៀងដ៏ល្បីមួយដែលបានច្រៀងផ្សាយអំពីអ្នកនាងនៅថ្មីនេះនាងក៏បានភ្ញាក់ផ្អើលថាអូប៉ាត់មែនឬគេបាននិយាយថានេះប្រហែលជាលើកទី1ហើយដែលលោកស្រីបានលើរឿងនេះតែលោកស្រីចង់ស្ដាប់បទចម្រៀងនោះទេនាងក៏បានតបខ្ញុំចង់ដឹងសូមប្រាប់ខ្ញុំមកហើយគេក៏បានចាប់ផ្ដើមក្រហមបន្តិចហើយគេក៏បានច្រៀងចម្រៀងនោះឲ្យនាងស្ដាប់និយាយឲ្យខ្លីទៅចម្រៀងនេះនិយាយបែបលេងសើចអំពី Sistine និងការពេញចិត្តរបស់នាងចំពោះបុរសវាលេងសើចលើពាក្យដែលថាបងប្រុសរបស់នាងគ្រប់គ្រាន់ដើម្បីបំពេញចំណង់របស់នាងដែលមានន័យទាំងម្ហូបអាហារនិងចំណង់ចំណូលចិត្តរបស់នាងចំពោះមនុស្សប្រុសពេលនោះអៃវ៉ាន់គេក៏បានមកញ៉ាំស្លឹកត្រចៀករបស់ Lorenzo ដែលធ្វើឲ្យ Lorenzo គេឈឺជាខ្លាំងអៃវ៉ាន់គេនិយាយទាំងខ្លាំងថាផែនការឈួតអីគេនេះខ្ញុំប្រាប់ឯងថាមិនឲ្យដើរម្នាក់ឯងទេមែនទេ Lorenzo គេក៏បានតទាំងយំថាចាំបន្តិចសិនអៃវ៉ាន់គេក៏បានប្រាប់ Lorenzo ថាសុំតើឥឡូវនេះទៅមុនពេលដែលខ្ញុំហែកត្រចៀករបស់ឯង Lorenzo គេក៏បាននិយាយថាប៉ុន្តែអៃវ៉ាន់គេក៏បានសួរថាប៉ុន្តែអីហេតុអ្វីបានជាឯងនិយាយតមកជាមួយនឹងរៀមច្បងរបស់ឯងហើយ Lorenzo គេក៏បាននិយាយសុំទោសទៅកាន់ Ruby ទាំងបង្ខំអៃវ៉ាន់គេបានស្រែកដាក់ Lorenzo ថាឲ្យលើជាងនេះតើឲ្យខ្ញុំបង្ខំអញឲ្យនិយាយឲ្យលើជាងនេះទេពេលនោះ Ruby នាងក៏បាននិយាយថាវាមិនអីទេដូច្នេះឲ្យគាត់ទៅនាងបានគិតថាខ្ញុំពិតជាមិនចង់ស្ដាប់ការសុំទោសទេពេលលើនាងនិយាយបែបនេះគេក៏បានដោះលែង Lorenzo ទៅហើយ Lorenzo គេក៏បានប្រញាប់រត់ចេញពីទីនោះយ៉ាងលឿនហើយអៃវ៉ាន់គេក៏បានចេះ Lorenzo ផងដែរនាងបានសម្លឹងមកទៅកាន់គេហើយបានកាន់នៅក្នុងចិត្តថាគាត់មើលទៅគឺដូចជាកណ្ដុរអញ្ចឹងពេលនោះគេក៏បានបងមកនិយាយជាមួយនាងថាខ្ញុំសុំទោសចំពោះរឿងរាងណារញ៉េរបស់ខ្ញុំហើយនាងក៏បានតបថាវាមិនអីទេគេបានប្រាប់នាងថាសូមកុំ
มโยจะล้อมก็กำปองแต่เมียงกายโยสบันพลายแต่มันแหน่ไอ้ขยมกัดแท้ขมิ้นนามเนี่ยทลอบเลือกบัดจำเรียงแบบนี้แต่ปีมนมอกให้นี่กับอันต่อจากการใกล้แหวงแท้ลกไอ้วันขยมมันไอแต่เป้จะแจ้งแรมขยมกัดทลอบเลือกปีเวียปีมนได้บรรทอมอนี่ก็จับได้โรลิงโรลงตึกในไอ้วันไปขยมรอยองแบบนี้แกกับอันเพยนี่มันในใยแต่งยมแท้ขยมสมตอกขยมกระต่ายจังขยมมารำแท้ได้ดอกขยมไอชื่อเป้จะแจ้งแรมแบบนี้ให้แกกับอันต่อจากการนี่แต่งซอนซาวแท้นี่ก็จะเรื่องมันซ้ำแฮดพอแต่ก้อนมันจับอารมณ์หนึ่งเป้จะแจ้งแรมตั้งปีดัมโบให้ก้อนมันเมนเจมโนได้เจ้าโนแนมเนี่ยได้ก้อนแต่ได้ไซแกรำคาญก้อนหนูเต้ขยมกระต่ายพยับอ้ามันแต่กาปีมนเวียมันเมนในแท้ลูกไส้รำคาญพวกยังเต้เลือกกันในใยแบบนี้กับอันสู้บัญเจเกแท้ปัดเมนเรื่องเวียมันมันเพื่อเอาไอใส่เอาขยมเต้เมนเต้แกตอบขมิ้นทั้งไงเต้ขมิ้นเพลาได้ก้อนหนึ่งเอาปรปนระบอกลูนไอเต้ก็กรันแต่ไพ่อ้อโปรนี่คือจีเลือกตีมวยระบอกให้นี่กับอันสู้แกแท้แต่ขยมไอสลันก็ตั้งจะได้ขยมจังเต้แกเลือกตักจัดเนียงให้ตอบแท้ปัดหน้าบางในใยจำเต้าบ้าลูกไส้เพื่อแบบนู้คือจีแกตัวยุสำหรับก็ตัวเวงเต้ให้แกบันตอนในใยเตี้ยแท้เองจังขยมหนึ่งนวมลูกไส้ตัวซาจุบเลี้ยงตอบมันไอเต้ขยมใจมอกโปรแต่ขยมจังสอบยกช่ออากาบ้าหรือซอดแกกับอันพรำเนียงแท้ขยมยอลให้บาอันหลังงนู้ตลอดมาไว้ส่งปลาโปยังพองนี่ในใยตอบตัวแกแต่งยำแท้เอาก้อนแน่ลูกไอวันด้วยเนี่ยกับอันกระแท้ตาลูกบารองปีขยมเต้แกโกซ้ำในนักสมาเหมือนดอปัจจิตไทยทโนเน่เปรูบอไอว่านำปีไอใส่เมื่อสำคัญสำหรับขยมเต้บ้าไว้ได้ก้อนในยำปีไอใส่จิกาปัดขยมเมื่อคันสังคมติดตุยแน่บายังเหมือนต่อตัวหมกแบบในเตียตาไอแม่นเอาการชนะเต้อย่างแนงไม่ตับออนปลารูบอฟรีย่าก็ได้ไว้บ้านจีแม่อากับแกย่างเหมือนโจชันหมดเลยขยมแบบนี้เวียมันเมงก้อนตายมอปีเปียจะแจ้งอะไรมองปีขยมหนุดเต้ตาเวียไอแปป้อนหนึ่งฟรีย่าเต้เป็นนูรูบี้เนี่ยกับแบงเคยไอได้นกร้อยสอรูปจำละมวยด้วยเนี่ยกับแบงห้าแบรนด์นี่แต่การห้าในบ้านทัวร์แบรนด์นี้ไม่กล้าพยับไอจีคลางแบรนด์นี้ไม่แง่มอถึงพัดไพ่ด้วยกับแบงสนาส้มไอรูบี้กับไอปราบอะไรรูบอเนี่ยของปีหรือนี่ไปใครแบบในรูบี้เนี่ยกับแบงกระทาอ้ออย่างจังแบรนด์นี้รู้จังเมาเมนเต้ขยมเหมือนดังได้ทาก็ดังรู้ดอถนัดด้วยนี่กับแบงนี่ยัยแต่งยำทาขยมนึงเหมือนปราบก็แต่ตาแบรนด์นี้ของปองได้ทัวร์ไว้นอติโนไอรันเนี่ยเหมือนมันตอบแต่เนี่ยมาชี้ยิ้มแหลกลุ้นหนึ่งไพ่คลางไปใครโดยในรูบี้เนี่ยมันกระทามาต่อได้เจ็บแบรนด์นี้รูบอเยอะประหยัดประหยัดไปให้แล้วขยมหนึ่งโตกันไหลเส้นเต้ดำใบกับอ้อยดมแข็งก็ไปแต่เนี่ยของปองแต่ดาวโนไอรันเนี่ยกับแบงนี่ยัยทามันก็ต้มเนี่ยไอแต่ด้วยเนี่ยกับแบงชอบให้บ้านมอต่อสู้เหมือนเจ้าทาไอรันเนี่ยมันตอนนี่ยัยทาขยมมันเลยทามันอุปเนี่ยตอนนอจิมวยขเนี่ยเติมเมสเนฮารูบี้เนี่ยกับแบงโซทานอตินี่เมนเต้ให้รูบี้เนี่ยกับแบงกระทาขยมมันเลยทาเมนบางแบงเนี่ยนอขนมแวงขยมมันนึกสมาทามนุนอตินี่เมนมันนอเจตนาลดนอธนานี่เต้เมนนอแนมเนี่ยยัยทาเนี่ยแต่แบงจับด้ามเป็ดจะจ้ามันแล้วนี่คือจิตได้มันต่อมารูบี้เนี่ยกับแบงฟัวจิตสูทาตาเวปัดเมนรึเอรินตอกขยมมันนึงเต้แต่แนมเมื่อขมิ้นคลำเนี่ยยัยทาเมนเต้บางซอสนะฮะนอขนมบางนี่รูบี้เนี่ยกระทาแบงเนี่ยเจอเรื่องในเต้นนูเมนเต้ปัจจิกูอ้อยสลายนะให้เนี่ยกับแบงเนี่ยยัยแต่งอยู่ยำได้ไอรันทาอ้อพบการโนบานทัวร์ได้แบงเนี่ยเมนเต้ไอรันเนี่ยกับแบงสูทาตาเวสซอสอาเต้รูบี้เนี่ยกับแบงตอบจ้าเวปัจจิซอสอาหน้าตาแบงเนี่ยหนึ่งโยเวอ้อยหนูนะให้ไปโนไอรันเนี่ยกับแบงสำลังตัวเมื่อซารูบอรูบี้เนี่ยมันเนี่ยยัยทาสอบบาลูกไส้อันหนึ่งอย่างขยมปลาเวขยมหนึ่งอ้อยเวต่อการลูกไส้รูบี้เนี่ยกระทาไอรันมาซารูบอขยมได้เจ็บระดับขมิ้นไล่เนี่ยปัจจิขมิ้นสโลตรังเนี่ยเหมือนต่อมารูบี้เนี่ยกับแบงไอรันปัสซารูบอเนี่ยตาไว้ได้ไอรันจังแบนให้ไอรันเนี่ยกับแบงปริญญาปฏิเสธท่ามันเม็ดไอเรานี่แต่คือไปกลอยบ้านให้จังไปหน้ากับบ้านไปโนไอใส่แกกับบ้านหมดดอให้บ้านห้าแบรนด์เนี่ยไปเดินทางไอใส่แกหมดดอแบบนี้คือบ้านทัวร์รูบี้เนี่ยเพียบอ้อหนึ่งพัดไพ่จีคลังเนี่ยมันเงี้ยตัวมือแกให้บ้านกันนกน้องจัดแต่งยอท่าแปรอ้อยให้ไว้บ้านจีกว่าตั้งแต่เล็กมกปีกระขนอรูบอกขยมเพลียแบบนี้ให้เนี่ยกับบ้านพระครูนไอท่าอย่างหน้าก็ได้ก็แต่ทัวร์มันดังมันลือปีกว่าเตาให้บ้านจีเนี่ยคล้ายๆแหลกก็คือจีบอมอ้อนจีโดนมวยรูบอกเนี่ยไอใส่แกบ้านใหญ่ลังท่าแปรอ้อนกับบ้านแต่รูไอเลิกมกขยมบ้านปลาไอท่ากับไอต้มเนี่ยไอเมนเต้ไอเรนนี่มันการไพ่คล้ายหนึ่งไอใส่จีคลังไปโน่นเนี่ยกับบ้านปริญญาประกอบแบบการรถตัวไอรูบี้ให้กับบ้านปริญญารถจังอย่างเลื่อนรถแต่รูบี้เนี่ยคอนเหมือนต้นให้ไอใส่กับบ้านใหญ่ต่อการรูบี้แทนแน่ตั้งปีคือโดยคลี่คลังหน้ามันได้ด้านหน้ามันเนี่ยสอรูบี้เนี่ยมันก็แต่งข้ามจัดแทนใหญ่ใต้บนหนังเต้รึมันต่อมาเนี่ยกับบ้านสู้ต่อการแกทารอปลายเนียงแมนเต้แกตอบแต่คือขยมรอกแหนเนียงนี่มันก็แต่งเหมือนกล้วยเจอทาไอแกรอกขยมรึกว่าคือจีเนี่ยแต่บ้านจังตองมนแกให้เนี่ยกับบ้านสู้ต่อการแกเวงทาให้ไว้บ้านจีโลกไฟรอกขยมนี่มันต่อก็เด็ดทาชอบซ่อมกลมโจมเหมือนเจอขยมตาก้อนแม่กลมร้องทั่วไว้หมดเลยขยมนอตได้กันไหลสงัดแบบนี้อ้อยแต่ก้อนมันสำหรับขยมเต้าบานให้แกบ้านสู้เนียงทาแต่เนี่ยกลมบนแต่ทั่วไว้ด้วยเนี่ยกับบ้านชงอแกบ้านมันตอนใหญ่ติดทาเนี่ยก็ท่อมล่างนกน้องครัวซ่าได้ปลาอำเภอหังซาได้หรือให้เนี่ยก็ซอยตั้งเหมือนซ้อมเนี่ยมันก็นกน้องจัดทาต้านหนเหมือนใครนอกไปแต่โลกมันจะดอดขนาดนี้แกบ้านใหญ่ติดทาเนี่ยมันใหญ่ทาตัวใบจีเนี่ยของปนแต่เละคลุ้งก็ได้ก่อนเนี่ยนอแต่จังจุกขยมเนี่ยกับบ้านตอบเมนให้ขยมสมัยจัดอ้อยแต่บ้านเคยโลกแกบ้านสูนเนียงปันแมนหรือจะหันไว้บ้านจีเนี่ยบัดพนักต้านเนี่ยของปนแต่โรงแจมการทำเมนได้นี่มันปรับโคลนไอทาชไล่เต้าโดยการปรองประหยัดรูปใบกาบักขยมใหญ่ทาขยมของปนแต่โรงแจมเวียก้อนนั่งสำลักขยมเพลียมปนตายขยมเต้าแต่โรวิธีนำใบแจ้งเป็นสถานเพแบบนี้ด้วยเนี่ยกับบ้านชายทาก้อนแต่ทาขยมประหายจากบ้านทั่วโลกข้างบนนี่ไปเรื่องนี้ใหญ่แบบนี้แกกับบ้านโซนเนียงทาเองจังเนี่ยก็ทาขยมหนึ่งเวเนี่ยเมนเต้อย่างหน้าก็ดาวต้าเนี่ยหนึ่งโนตา
ស្រឡាញ់ខ្ញុំមែនទេនាងក៏បានសួរថាតើខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យទេឬដំបូងឡើយលោកគឺជាអ្នកដែលបានការពារខ្ញុំពេលនោះក៏មានសម្លេងមួយបានស្រែកឡើងថាលោកអុកញ៉ាអេសាក់ក៏បានសួរថាតើមានអ្វីបានកើតឡើងគេក៏បានឆ្លើយថានៅទីនេះមែនខ្ញុំគិតថាលោកគួរតែមកទីនេះមួយផ្លែរួចអេសាក់ក៏បានប្រញាប់តាមណៃម្នាក់នោះទៅនាងបានកាត់ទាំងធូរចិត្តថាល្អណាស់ព្រះអើយខ្ញុំនៅមានជីវិតទេពេលនោះគេក៏បានឈប់ពេលឃើញបែបនេះនាងក៏បានឆ្ងល់គេបានបកមកប្រាប់នាងថាចាំខ្ញុំនៅទីនេះរួចនាងក៏បានលើកដៃលាគេហើយបានគាត់នៅក្នុងចិត្តថាគាត់បានប្រាប់ខ្ញុំឲ្យរងចាំគាត់នៅទីនេះតើគាត់នៅតែមានអ្វីដែលត្រូវនិយាយជាមួយខ្ញុំមែនទេហើយនាងក៏បានមកអង្គុយនៅកន្លែងបង្កើតដៃមកស្រះនោះនាងបានសម្លឹងទៅមើលផ្កាហើយបាននិយាយថាផ្កានេះគេហៅថាផ្ការូបេកាវាមានឈ្មោះដូចជាខ្ញុំវាគឺតំណាងឲ្យសុភមង្គលដ៏អកលគួរឲ្យអស់សំណើចណាស់ពេលនោះនាងក៏បានរអិលធ្លាក់ចុះទៅក្នុងស្រះទឹកនោះហើយភេទទី10និង11របស់យើងក៏សូមស្រាស់ត្រឹមតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបាយបងសួរក៏ដូចជាសួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់ភាគទី12និង13នៃរឿងវិធីធ្វើស្វាមីរបស់ខ្ញុំនៅខាងខ្ញុំតែមុននឹងចាប់ផ្ដើមសាច់រឿងខ្ញុំសូមពឹងឲ្យអ្នកគ្នាចុច like subscribe ឬ comment រូបបេះដូងអ្នកមួយផងតើកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមសាច់រឿងរបស់យើងទាំងអស់គ្នាតពីភាគមុននៅពេលដែល Ruby នាងបានធ្លាក់ចូលទៅក្នុងទឹកនាងបានក៏នៅក្នុងចិត្តថាវាត្រជាក់ណាស់តើខ្ញុំនឹងស្ដាប់ទៅបែបនេះមែនទេអ្វីៗទាំងអស់គ្រាន់តែបញ្ចប់ទៅដល់អត់ប្រយោជន៍ឬខ្ញុំក៏ដូចនេះដែរតែចម្លែកណាស់ខ្ញុំមិនខ្លាចសោះម្យ៉ាងទៀតរបស់ទាំងនេះតើវាគឺជាអ្វីដូចជាពួកវាកំពុងតែសោះចំអកឲ្យខ្ញុំឬតើហេតុអ្វីក៏វាមិនដំណើរការបែបនេះខ្ញុំបានមកដល់ឆ្ងាយត្រឹមនេះហើយខ្ញុំមិនអាចដល់ដង្ហើមបានទេពេលនោះឯសាយគឺក៏បានមកស្រង់នាងចេញពីទឹកទាន់ពេលងើបផុតពីទឹកនាងបានដល់ដង្ហើមយ៉ាងដង្ហក់ព្រោះនាងស្ទើរតែសន្លប់នៅក្នុងទឹកទៅហើយនៅពេលដែលនាងបានដល់ដង្ហើមបានស្រួលបួវិញនាងបានឃើញមនុស្សជាច្រើននៅទីនេះពួកគេបានខ្សឹបគ្នាថាហេតុអ្វីបានជាមានមនុស្សនៅទីនេះព្រះអើយរឿងនេះមិនសមហេតុផលសោះពេលនោះឯសាយគឺបានចាប់បីនាងឡើងនាងបានគិតថាតើអ្វីនឹងតើមានរឿងអ្វីបានកើតឡើងអំបញ្ញមិញនេះបិសាចប្រហែលជាបានបោះខ្ញុំចូលទៅក្នុងបឹងហើយហេតុអ្វីបានជាវាអាចលេចឡើងនៅក្នុងវាំងបានមិនមែនទេតើបើប្រៀបធៀបទៅនឹងរឿងនោះបញ្ហាដែលស្មុគស្មាញបំផុតឥឡូវនេះគឺអ្នកដែលឈរនៅចំពោះមុខរបស់ខ្ញុំដូចជាហេតុការណ៍កាលពីថ្ងៃនោះតើគាត់គឺបានធ្វើដោយចេតនាទេពេលកើតរួចនាងក៏បានចាប់ផ្ដើមនិយាយឡើងថាខ្ញុំពិតជាខ្លាំងណាស់រួចនាងក៏បានហក់ទៅអោបករបស់គេនាងបាននិយាយទៀតថាលោកជួយសង្គ្រោះខ្ញុំម្ដងទៀតហើយមានតែលោកទេដែលនៅទីបញ្ចប់នាងបានឆ្ងល់ថាតើលើកនេះគាត់នឹងទន់ភ្លន់ជាងមុនជាមួយនឹងនាងទេហើយនាងក៏បានបន្តយំអោបគេបន្តទៀតថ្ងៃថ្មីបានមកដល់អ្នកបម្រើបានមកគោះទ្វារបន្ទប់របស់ Ruby គេបាននិយាយថាសួស្តីអ្នកនាងរូបេកាតើលោកស្រីភ្ញាក់ពីដំណេកហើយឬនៅរួចហើយ Ruby នាងក៏បានឲ្យអ្នកបម្រើនោះចូលទៅក្នុងបន្ទប់របស់នាងអ្នកបម្រើនាងបាននិយាយប្រាប់ពីគោលបំណងរបស់នាងនៅក្នុងការមកទីនេះទៅកាន់ Ruby ថាខ្ញុំមកទីនេះគឺដើម្បីបម្រើអាហារពេលព្រឹកជូនទៅកាន់លោកស្រីពេលនោះ Ruby នាងក៏បានក្រោកឡើងហើយនិយាយទៅកាន់អ្នកបម្រើថានាងមិនចាំបាច់រៀបចំអាហារពេលព្រឹកឲ្យខ្ញុំទេខ្ញុំមិនស្រួលពោះទេពេលលើ Ruby នាងនិយាយបែបនេះអ្នកបម្រើនាងក៏បានយល់ព្រមរួចហើយក៏បានដើរចេញទៅហើយពេលនោះ Ruby នាងក៏បានសួរអ្នកបម្រើថាតើ Ellen នាងយ៉ាងម៉េចទៅហើយអ្នកបម្រើនាងក៏បានតបថាអ្នកនាង Ellen បានចាក់ចែងតាំងពីព្រឹកព្រលឹមមកម្លេះអញ្ចឹងឲ្យខ្ញុំសុំទោស Ruby នាងក៏បានគិតថាមនុស្សគ្រប់គ្នាចិត្តត្រជាក់ខ្លាំងណាស់នៅទីនេះពួកអ្នកបម្រើក៏ដូចជាចៅហ្វាយរបស់ពួកគេដែរបន្តមកនាងក៏បានចូលទៅត្រាំទឹកនៅក្នុងអាងទឹករបស់នាងបាននិយាយថាវាពិតជាស្រួលខ្លួនខ្លាំងណាស់ឧបទ្ទហេតុកាលពីម្សិលមិញហាក់ដូចជាបង្កឲ្យមានភាពចលាចលយ៉ាងខ្លាំងជ្រៀងតែនទទួលបានយាមកាមយ៉ាងតឹងរឹងជានិច្ចរំពេចនោះក៏មានបិសាចមួយបានលេចមុខឡើងដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ័យស្លន់ស្លោតំបន់កណ្ដាលនៃ Grandia គឺជាកន្លែងដែលបិសាចមិនអាចចូលទៅបានដោយងាយស្រួលឡើយវាបានកើតឡើងដោយការពីយប់ដំបូងដែលខ្ញុំបានមកទីនេះទេមិនមែនគ្រាន់តែគឺជារឿងចម្លែកមួយឬពីរនោះទេនៅក្នុងរឿងប្រឡំលោកបិសាចមិនដែលលេចមុខមកភ្លាមបែបនេះនោះទេរួចនាងក៏បានកាត់ទាំងខឹងថាហេតុអ្វីបានជាមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលព្រួយបារម្ភវាខុសគ្នាខ្លាំងណាស់ពីសាច់រឿងដើមប្រសិនបើរឿងនេះនៅតែបន្តតែមិនមែនទេខ្ញុំមិនចង់ឲ្យគេយល់ច្រឡំថាខ្ញុំគឺជាអាវធ្មប់ដែលក៏ហៅបិសាចគ្រប់ពេលនោះទេបន្ទាប់ពីងូតទឹករួចនាងក៏បានមកស្ទះសម្លៀកបំពាក់ដែលអ្នកបម្រើបានត្រៀមទុកឲ្យនាងហើយភ្លាមនោះនាងក៏បាននឹកឃើញថាបន្ទាប់ពីបានធ្លាក់ចុះទៅក្នុងទឹកបឹងអាការៈកាន់តែធ្ងន់ធ្ងរទៅអារម្មណ៍ក្តៅខ្លួនយ៉ាងខ្លាំងនោះគឺដូចជាពេលត្រូវបានចាក់មកចូលពេញខ្លួនប្រាណអញ្ចឹងពីខ្ញុំបានចាក់កណ្ដាលជាថ្មីនៅក្នុងរូបរាងកាយនេះរោគសញ្ញានោះបានលេចឡើងប្រហែលជា 2-3 ដងប៉ុណ្ណោះនៅក្នុងមួយឆ្នាំដំបូងឡើយគ្រូប៉ែបានធ្វើរោគវិនិច្ឆ័យថាខ្ញុំមានជំងឺហើយសាច់រឿងក៏បានកាត់បង្ហាញថាលោកគ្រូប៉ែក៏បាននិយាយថាវាគឺជាជំងឺគ្រុនក្តៅតែគឺគ្មានអ្វីប្លែកទេសម្ដេចប៉ាបគាត់បាននិយាយសួរទៅកាន់លោកគ្រូប៉ែថាកូនខ្ញុំកើតអីនាងគឺឈឺខ្លាំងណាស់រួចលោកគ្រូប៉ែក៏និយាយឡើងទាំងឆ្ងល់ថាតើមានបញ្ហាអ្វីនៅទីនេះខ្ញុំបានព្យាយាមអស់ពីលទ្ធភាពរបស់ខ្ញុំហើយសម្ដេចវិធីសាស្ត្រផ្សេងៗទៀតក៏ដូចគ្នាដែរពេលស្ដាប់លោកគ្រូប៉ែក៏និយាយហើយសម្ដេចប៉ាបក៏បានដើរចូលទៅកាន់ក្រែរបស់ Ruby រួចហើយក៏បានដើរចូលទៅស្ទះថ្ងាសរបស់នាងដើម្បីវាស់កំណៅរបស់នាងគាត់បាននិយាយទៅកាន់នាងទាំងគួរឲ្យខ្លាចថាកូនស្រីសំណប់ចិត្តរបស់ប៉ាគ្រាន់តែមិនចង់ភ្ជាប់ពាក្យសោះក៏ធ្វើពុតទៅជាបែបនេះដើម្បីបញ្ឆោតប៉ានាងបានគិតនៅក្នុងចិត្តថាបន្តមកខ្ញុំត្រូវតែតាមទ្រាំនឹងវាបន្តិចម្ដងខ្ញុំនឹងសមនឹងការឈឺចាប់នោះរោគសញ្ញាទាំងនោះនឹងបាត់ទៅវិញបន្ទាប់ពី
ពីពេលខ្លីអ្វីដែលខ្ញុំអាចធ្វើបាននោះគឺមានតែការអត់ធ្មត់តែប៉ុណ្ណោះស្វាមីរបស់ខ្ញុំប្រកាសជាគិតថាខ្ញុំគ្រាន់តែធ្វើពតដែរហើយសង្ឃឹមថាពេទ្យនឹងមិនត្រូវបានហៅមកទៀតនោះទេមើលទៅវាប្រសើរឡើងហើយតាំងពីខ្ញុំបានដេកសម្រាកពេញមួយព្រឹកគាត់ទៅហេតុអ្វីបានជាខ្ញុំប្រាប់គាត់ឲ្យរងចាំគាត់នៅតែបន្តឈរនៅទីនោះគ្រាន់តែសារតែពេលសម្ដីរបស់ខ្ញុំឬពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ដែលគាត់ស្ដាប់ខ្ញុំបែបនេះការដែលធ្វើឲ្យគាត់ផ្លាស់ប្ដូរភ្លាមៗបែបនេះគឺធ្វើឲ្យខ្ញុំភ័យខ្លាចតែយ៉ាងណាក៏ដោយវាមិនទាន់ហួសពេលនោះទេគាត់រស់ហើយនាងក៏បានចាប់ផ្ដើមយុទ្ធនាការដើររកអាសែននាងបានដើរតអឺតឡើងដែលធ្វើឲ្យតាហ៊ានដែលយាមនៅទីនោះបានឃើញនាងបានគិតថាពួកគេមើលទៅគួរឲ្យខ្លាំងណាស់បន្ទាប់មកពួកគេក៏បានសួរនាងថាលោកស្រីតើលោកស្រីមានអ្វីដែលឲ្យពួកខ្ញុំជួយឬហើយនាងក៏បានដើរចេញមកពីការលាក់ខ្លួនរបស់នាងបាននិយាយថាសុំទោសដែលបានរំខានអ្នកទាំងពីរប៉ុន្តែតើអ្នកទាំងពីរបានឃើញស្វាមីរបស់ខ្ញុំហើយពួកគេក៏បានរត់នឹកឆ្លើយទៅនឹងនាងថាគឺថាពេលនោះពួកគេក៏បានស្ទាក់ស្ទើរនៅក្នុងការប្រាប់នាងដូច្នេះនាងក៏បាននិយាយទៅកាន់ពួកគេទាំងកំសត់ថាអញ្ចឹងលោកមិនបានប្រាប់ខ្ញុំអំពីរឿងនេះក៏បានដែរឃើញនាងធ្វើទាំងមើលបែបនេះធ្វើឲ្យពួកគេមានការសង្ស័យជាខ្លាំងរួចពួកគេក៏បានមើលមុខគ្នាមួយភ្លែតហើយពួកគេក៏បានសម្រេចចិត្តថានឹងប្រើអ្វីដែលនាងចង់ដឹងទៅកាន់នាងពេលប្រាប់នាងរួចកូនទីហ៊ីងគេក៏បានគិតថាតើលោកអ៊ីសូគីនឹងមានអារម្មណ៍យ៉ាងណាដែរបន្ទាប់ពីបានឮអំពីរឿងនេះហើយសាច់រឿងក៏បានកាត់បង្ហាញថារូប៊ីនាងបានមកដល់ផ្ទះមួយនាងបានគិតថាដូច្នេះតើគាត់នៅទីនេះមែនទេតើលោកកំពុងតែធ្វើអ្វីនៅទីនេះប្រហែលជាមានកិច្ចប្រជុំសំខាន់ណាមួយហើយពេលនោះនាងក៏ស្រោចតែបានឃើញពួកគេកំពុងតែនាំគ្នាផឹកស៊ីចូលកែវគ្នាយ៉ាងសប្បាយនាងបានឃើញដូចនេះនាងក៏បានគិតថាពួកគេនាំគ្នាផឹកគ្រឿងស្រវឹងឬអីតើពួកគេពិតជាណៃដែរមែនទេប៉ុន្តែខ្ញុំមើលទៅដូចជាមនុស្សវិកលចរិតដែលដើរតាមគេអញ្ចឹងជីវិតគឺមិនងាយស្រួលប៉ុន្មាននោះទេទោះបីជាយ៉ាងណាក៏ដោយស្វាមីរបស់ខ្ញុំខ្ញុំរកគាត់ឃើញហើយឥឡូវនេះខ្ញុំត្រូវតែចូលទៅរកគាត់ហើយលោកគឺពោពេញទៅដោយភាពឆ្មើងឆ្មៃណាស់ពេលនោះក៏បានឮសំឡេងមួយបានសួរនាងពីក្រោយថាតើអ្នកនាងកំពុងតែរកអ្នកណាពេលឮគេសួរបែបនេះនាងក៏មានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏បានប្រញាប់ងាកទៅមើលម្ចាស់សំឡេងនោះហើយនាងក៏បានឆ្ងល់ថាតើគាត់គឺជានរណាគេឃើញគេមកដល់គៀកនាងបែបនេះរូប៊ីនាងក៏មានការភ្ញាក់ផ្អើលនិងតក់ស្លុតជាខ្លាំងនាងបានគិតថាខ្ញុំមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំហៀបនឹងលោតចេញមកក្រៅហើយចាំបន្តិចហាក់ដូចជាខ្ញុំធ្លាប់ឃើញគាត់នៅកន្លែងណាមួយណាដែលទៅរកឯសេតនៅក្បែរមាត់បឹងនោះតើគាត់មិនមែនជាណៃទេមែនទេពេលនោះគេក៏ចាប់ផ្ដើមនិយាយឡើងថាសុំទោសដែលបានធ្វើឲ្យអ្នកនាងភ្ញាក់អ្នកនាងមើលទៅគួរឲ្យសង្ស័យពេកទៅខ្ញុំបន្តមកគេក៏បានយកដៃអង្អាក្បែររបស់គេទាំងមានភាពអៀងគេថាអាការៈគេបែបនេះនាងបានគិតនៅក្នុងចិត្តថានេះគឺជាមូលហេតុដែលគាត់ដើរតាមខ្ញុំឬគាត់ក៏ពិតជាពិសេសដែរប៉ុន្តែគេគ្មានភាពចម្លែកដូចក្មេងប្រុសម្នាក់ឈ្មោះ Lorenzo នោះទេពេលឃើញនាងផ្លឹកបែបនេះគេក៏បានសួរនាងថាតើអ្នកនាងមិនអីទេឬនាងក៏បានតតទៅគេទាំងញញឹមថាខ្ញុំមិនអីទេអរគុណសម្រាប់ការបារម្ភរបស់លោកហើយគេក៏បាននិយាយទាំងអៀនថាខ្ញុំសប្បាយចិត្តណាស់ដែលអ្នកនាងមិនអីឃើញគេបែបនេះនាងក៏បានគិតនៅក្នុងចិត្តថាខ្ញុំគិតថាគាត់គឺមើលទៅដូចជាកូនឆ្កែដែលស្លូតត្រង់មួយអញ្ចឹងគេបាននិយាយប្រាប់នាងថាគេគឺជាណៃរបស់ឯសាច់ហើយនាងក៏បានតទៅកាន់គេវិញថាអញ្ចឹងតើលោកមកទីនេះបានយូរប៉ុណ្ណាហើយរួចគេក៏បានតថាមិនយូរប៉ុន្មានទេតាមពិតទៅខ្ញុំសំណាងដែលបានទទួលការងារនេះដោយសារតែណៃម្នាក់មុននឹងខ្ញុំបានជួបឧបតវហេតុពេលលើដូចនេះនាងក៏បានសួរបញ្ជាក់ថាឧបតវហេតុឬរួចគេក៏បានតបថាមែនហើយគឺដោយសារតែការច្រៀងបទចម្រៀងមិនសមរម្យនៅមុខរបស់លោកឯសាច់នាងបានគិតនៅក្នុងចិត្តថាមិនអាចទៅរួចទេនេះគឺជាបទចម្រៀងដែល Lorenzo បានច្រៀងកាលពីប៉ុន្មានថ្ងៃមុនមែនទេចាំបន្តិចគាត់ដូចជា Lorenzo ដែលព្យាយាមមិនឆោតខ្ញុំឬហើយគេក៏បានសួរនាងថាដូច្នេះហេតុអ្វីបានជាអ្នកនាងលាក់ខ្លួននៅទីនេះនាងបានគិតនៅក្នុងចិត្តថាវាមិនមានអ្វីនោះទេរួចនាងក៏បានតទៅកាន់គេវិញថាគឺថាខ្ញុំមិនបានមកលេងទេគ្រាន់តែឆ្លងកាត់វាតែប៉ុណ្ណឹងពេលខ្លះនាងនិយាយរួចហើយគេក៏បានកាត់មួយសន្ទុះរួចក៏បាននិយាយឡើងថាខ្ញុំយកហើយគឺការដែលយើងមើលគេពីចម្ងាយគឺនៅតែល្អបំផុតពេលលើគេនិយាយបែបនេះរូប៊ីនាងស្ទើរតែក្អួតចេញទៅហើយរួចហើយគេក៏បានសួរនាងបន្តទៀតថាតើលោកអេស៊ូគីមិនមែនជាមនុស្សល្អចំពោះភរិយារបស់គាត់ទេឬប្រសិនបើគាត់ដឹងថាអ្នកនាងបានចាស់ចេញគាត់ប្រកាសជាពិបាកចិត្តខ្លាំងណាស់ពេលលើគេនិយាយបែបនេះនាងក៏បានសើចហើយគិតនៅក្នុងចិត្តថាតើមានពាក្យថាពិបាកចិត្តនៅក្នុងវចនានុក្រមរបស់គាត់ដែរឬនាងក៏បានស្រមៃឃើញថាឯសេគេបាននិយាយថាគេពិតជាពិបាកចិត្តខ្លាំងណាស់ដាក់មកកាន់នាងហើយនាងក៏បានគិតបន្តថាតើមនុស្សដែលឈាមត្រជាក់បែបនេះអាចស្គាល់នៅសេចក្តីពិបាកចិត្តដោយរបៀបណាខ្ញុំមិនដឹងថាគាត់មានបញ្ហាខួរក្បាលអ្វីទេនាងក៏បានសួរគេឡើងថាតើលោកដឹងឬអត់ពេលនោះគេក៏បានប្រញាប់ប្រាប់នាងថាចាំបន្តិចគាត់មិនមែនជាមនុស្សដែលនឹងស្នើឲ្យស្ត្រីផ្សេងទៀតរងចាំគាត់នោះទេហើយគេក៏បានបន្តទៀតថាសូមកុំប្រាប់គាត់ថាខ្ញុំបាននិយាយរឿងនេះឲ្យសោះគាត់នឹងសម្លាប់ខ្ញុំហើយនាងបានគិតនៅក្នុងចិត្តថាច្បាស់ណាស់លោកតែនិយាយរឿងនឹងអំបញ្ញមិញទេរួចនាងក៏បានសួរគេថាប៉ុន្តែតើលោកកំពុងតែធ្វើអ្វីនៅទីនេះគេក៏បានតទៅកាន់នាងថាដូចជាហេតុការណ៍ដែលនៅក្នុងវាំងដែលកាលពីពេលថ្មីនេះមានបិសាចមួយបានលេចមុខមកភ្លាមពេលនោះឯងគេក៏បានមកពីក្រោយអ្នកទាំងពីររួចគេក៏បាននិយាយឡើងថាមើលទៅស្រួលពេកហើយតើមែនទេពួកគេក៏បានភ្ញាក់ផ្អើលនិងផាត់ភ័យជាខ្លាំងនៅពេលដែលឃើញឯសាច់នៅពីក្រោយខ្នងរបស់ពួកគេដូចនេះគឺជាឯសាច់នាងបាននិយាយថាស្វាមីរបស់ខ្ញុំគឺជាមនុស្សប្រុសដ៏ល្អឥតខ្ចោះហើយគេក៏បាននិយាយបន្ថែមទៀតថាមែនហើយការសរសើរនេះគឺស័ក្តិសមនឹងលោកណាស់ពេលនោះឯងបានគេក៏បានមកដល់ហើយគេបាននិយាយឡើងថានេះគឺជាភរិយារបស់ឯងឬចំណែកឯម្នាក់ទៀតគឺជា Andy Mion ដែលកំពុងតែរត់គេចខ្លួនខ្ញុំគឺចង់តែចែកគេនោះទេនាងបានគិតថាតើគាត់បានប្រព្រឹត្តបទឧក្រិដ្ឋច្រើនណាស់ទៅហើយឬគាត់តែព្រួយបារម្ភអំពីរឿងនោះហើយគេក៏បាននិយាយឡើងថាហាអញ្ចឹងខ្ញុំតមុនហើយពេលនោះ Ruby នាងក៏បាននិយាយតែញញឹមណា
ទៅកាន់ Isaac ថាសួស្ដីលោក Isaac ហើយឯវ៉ាន់គេក៏បានសួរនាងថាតើអ្នកនាងមិនអីទេឬខ្ញុំពិតជាព្រួយបារម្ភនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីព្រឹត្តិការណ៍នោះហេតុការណ៍នោះដែលបានកើតឡើងនៅឯបឹងនោះរួចនាងក៏បានតទៅកាន់គេវិញថាអរគុណណាស់សម្រាប់ការបារម្ភហើយគេក៏បាននិយាយឡើងថាប៉ិតណាស់នោះគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើគេបាននិយាយបន្តទៀតថានិយាយអញ្ចឹងអ្នកនាងមកទីនេះគឺដើម្បីជួបមនុស្សកំណាចនេះមែនទេដោយលើឯវ៉ាន់ថាឲ្យខ្លួនគឺជាមនុស្សកំណាចបែបនេះ Isaac គេខឹងជាខ្លាំងពេលឃើញគេបែបនេះនាងក៏បានគិតនៅក្នុងចិត្តថាហេតុអ្វីបានជាអ្នកទាំងពីរដូចគ្នាខ្លាំងម្ល៉េះរួចនាងក៏បាននិយាយឡើងតែញញឹមថាខ្ញុំសុំទោសខ្ញុំមិនមានចេតនាលូតលាស់រឿងរបស់អ្នកដទៃទេប៉ុន្តែខ្ញុំចង់អរគុណលោកសម្រាប់រឿងកាលពីម្សិលមិញឯវ៉ាន់គេក៏បាននិយាយថានោះគឺជាអ្វីដែលពួកយើងត្រូវធ្វើម្យ៉ាងវិញទៀតការជួយសង្គ្រោះអ្នកនាងនៅពេលនោះក៏ជាកិត្តិយសផងដែរតែមែនទេគេក៏បានសួរ Isaac បែបនេះ Isaac គេក៏បានតបថានោះគឺជារឿងធម្មតាមួយ Ruby នាងបាននិយាយថាអូប៉ិតណាស់ប្រសិនបើខ្ញុំស្លាប់តគ្រប់គ្នានឹងធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកហើយពេលលើនាងនិយាយបែបនេះ Isaac គេក៏បានសួរបញ្ជាក់ថាតើនាងនិយាយពីអ្វីរួចឯវ៉ាន់គេក៏បានថាកុំនិយាយបែបហ្នឹងអីហើយគេក៏បាននិយាយបបួលនាងថាតើអ្នកនាងចង់ទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងពួកយើងដែរទេអ្នកនាងនឹងចូលចិត្តគាត់នាងក៏បានតបថាអូតើខ្ញុំអាចចូលរួមបានដែរឬទេនៅពេលដែលអ្នកទាំងពីរនិយាយគ្នាខ្ញុំក្រែងថាខ្ញុំនឹងទៅរំខានគេក៏បាននិយាយថាតែមិនអីទេព្រោះអ្នកនាងគឺជាភរិយារបស់ Isaac ភ្លាមនោះគេក៏បានផាប់ផៃជាខ្លាំង Ruby តើអ្នកនាងកើតអី Ruby នាងក៏បានតបទាំងឈាមច្រមុះថាតើមានអ្វីមែនទេនិយាយអំពីឈាមនោះវិញគឺនៅតែបន្តហូរខ្លាំងទៅរួយ Ruby នាងក៏បានឃើញឈាមនោះនាងបានគិតទាំងក្រក់សួរថាតើនេះគឺជាអ្វីហូរឈាមច្រមុះឬទោះបីជារាងកាយនេះអាក្រក់យ៉ាងណាក៏ដោយក៏ខ្ញុំមិនដែលជួបករណីបែបនេះពីមុនមកដែរគេបានសួរនាងយ៉ាងបារម្ភថា Ruby តើអ្នកនាងមិនអីទេឬ Isaac ពេលឃើញនាងបែបនេះគេក៏មានការបារម្ភនឹងនាងជាខ្លាំងហើយនាងក៏បានតទៅកាន់គេវិញថាខ្ញុំមិនអីទេរួចនាងក៏បានគិតថាហេតុអ្វីខ្ញុំត្រូវហូរឈាមតាមច្រមុះដែលគួរឲ្យខ្មាស់បែបនេះនៅមុខនឹង Isaac ទៅវិញភ្លាមនោះនាងក៏បានដួលតែត្រូវបាន Isaac គេរត់ទៅទ្រាំនាងមិនឲ្យដួលទាន់ទៅលើដីគេបានសួរនាងថាលោកស្រីហេតុអ្វីបានជាលោកស្រីខ្លាចទៅជាបែបនេះនាងបានគិតនៅក្នុងចិត្តថាដូច្នេះខ្ញុំបានធ្លាប់បែបនឹងតើគាត់ដឹងអំពីស្ថានភាពសុខភាពខ្ញុំដោយរបៀបនេះក៏រួចនាងក៏បានប្រញាប់ងើបពីគេហើយនាងក៏បាននិយាយថាឲ្យខ្ញុំសុំទោសខ្ញុំមិនមានចេតនាឲ្យមើលទៅឃើញបែបនេះនោះទេគេបានសួរនាងថាតើអ្នកនាងមកទីនេះជាមួយនឹងនរណានាងក៏បានតបថាប៉ិតណាស់គឺមានតែលោកនោះទេគេក៏បានសួរនាងទៀតថាតើអ្នកនាងហ៊ានចេញទៅក្រៅតាមម្នាក់ឯងដោយរបៀបណាហើយបានគេក៏បាននិយាយឡើងថា Ruby តើលោកគ្រូពេទ្យមកដល់ពេលណារួចគេក៏បានហុកកន្សែងដៃទៅឲ្យនាងដើម្បីនឹងជូតឈាម Ruby នាងបានតតាំងញញឹមថាតាមប៉ិតខ្ញុំមិនបានប្រាប់នរណាម្នាក់ទេមិនចាំបាច់ហៅគ្រូពេទ្យមកទេសុំទោសដែលបានរំខានលោកខ្ញុំគ្រាន់តែវល់មុខបន្តិចតែប៉ុណ្ណោះ Isaac គេក៏បានយកកន្សែងនោះទៅជូតឈាមឲ្យ Ruby បណ្ដានិយាយបណ្ដាថាវល់មុខបន្តិចតើគ្មានហេតុផលអ្វីផ្សេងទៀតទេឬបែរខាអាកប្បកិរិយារបស់ Isaac បែបនេះឯវ៉ាន់គេក៏បានគិតថាតាំងពីពេលណាដែលគេសម្ដែងដូចជាបែបហ្នឹងតើវាមិនអាចកើតឡើងមើលទៅដូចជាធម្មជាតិទេឬនាងបានគិតថាមែនហើយជារៀងរាល់ឆ្នាំការឈឺចាប់ចម្លែកបែបនេះដែលសូម្បីតែគ្រូពេទ្យកម្ពស់ក៏រកមិនឃើញរោគសញ្ញាអ្វីដែរខ្ញុំគ្រាន់តែគិតថាវាគឺជាផលប៉ះពាល់នៃការចូលទៅក្នុងរូបរាងកាយរបស់អ្នកដទៃប៉ុន្តែឥឡូវនេះ Isaac កំពុងតែប្រាប់ខ្ញុំថាខ្លួនរបស់ខ្ញុំគឺក្តៅដូចជាចង្ក្រានអញ្ចឹងទោះបីជាសកម្មភាពជូតវាឆ្កាំឈាមបន្តិចប៉ុន្តែខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់តែខ្ញុំមានអារម្មណ៍វល់មុខពេលនោះ Isaac គេក៏បានស្រែកឡើងថាRuby ភ្ញាក់ឡើងគេព្យាយាមនិយាយដាស់នាងយ៉ាងខ្លាំងហើយនាងបានគិតថាឥឡូវនេះគឺហើយនាងក៏បានបាត់ភ្នែកបន្តិចម្ដងចំណែកឪពុកគេទាំងពីរបានព្យាយាមស្រែកហៅឈ្មោះនាងទាំងបារម្ភហើយភាគទី12និង13របស់យើងក៏សូមស្លេះតាមប៉ុណ្ណឹងអរគុណអ្នកនរគ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការស្ដាប់ការសម្ដែងរឿងរបស់ខ្ញុំបាយបងសួរក៏ដូចជាសួស្ដីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ភាគទី14និង15នៃរឿងរបស់យើងតាមបញ្ចប់ផ្នែកសាច់រឿងខ្ញុំសូមពឹងឲ្យអ្នកនរគ្នាជួយចុច like subscribe ឬ comment រូបបេះដូងម្នាក់មួយផងតើកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមសាច់រឿងរបស់យើងទាំងអស់គ្នាតើនេះគឺជាសម្លេងខ្ញុំសោករបស់នរណាទៅអេឡានីឬបើមិនមែនទេគឺជាសម្លេងរបស់ម្នាក់ស្រីអ្នកបម្រើនោះឬហើយបើបានជានាងខ្ញុំបែបនេះខ្ញុំកេងលក់អស់រយៈពេលប៉ុន្មានហើយតើនរណាគេបានយំគ្រប់ពេលនេះតើពិតជាអេឡានីមែនឬមានបញ្ហាអ្វីបានកើតឡើងបន្ទាប់មក Ruby នាងក៏បានដើរទៅកាន់ទ្វារនៅពេលដែល Ruby នាងបានបើកទ្វារចេញមកនាងក៏បានឃើញថាលោកគ្រូពេទ្យកំពុងតែនិយាយអំពីអាការៈរបស់នាងទៅឲ្យ Isaac ឲ្យគេបានដឹងពេលនោះពួកគេក៏បានងាកមកឃើញនាងពេលឃើញដូចនេះ Ruby នាងក៏បានគិតនៅក្នុងចិត្តទាំងភ្ញាក់ផ្អើលថាមនុស្សស្មានថានៅចំពោះមុខទ្វារនេះមានមនុស្សសោះតើមនុស្សម្នាក់នោះគឺជាលោកគ្រូពេទ្យឬអាកប្បកិរិយារបស់ Isaac គឺងាយស្រួលយល់តែប៉ុន្តែហេតុអ្វីបានជាម្នាក់អភិជននោះសម្លឹងមកខ្ញុំបែបនេះហើយលោកគ្រូពេទ្យនោះក៏បានសួរ Ruby ថាតើលោកស្រីមិនអីទេឬ Ruby នាងក៏បានតបថាខ្ញុំមិនអីទេប៉ុន្តែហេតុអ្វីបានជានរណាម្នាក់នោះតែយំរហូតបែបនេះពេលលឺនាងនិយាយដូចនេះ Isaac គេក៏បានសួរបញ្ជាក់នាងថាតើនាងមានន័យដូចម្ដេច Ruby នាងក៏បានតបថាខ្ញុំនៅតែបានលឺនរណាម្នាក់យំខ្ញុំគិតថាម្នាក់នោះគឺជា Ellen ដូច្នេះបានជាខ្ញុំមានការព្រួយបារម្ភពេលលឺនាងនិយាយដូចនេះពួកគេទាំងពីរក៏បានមើលមុខគ្នាហើយ Isaac គេក៏បាននិយាយឡើងថាគ្មាននរណាម្នាក់គេយំនោះទេហើយ Ruby នាងក៏បានគិតទាំងខឹងថាតែទំនងជាតបតាពេលនេះឥឡូវនេះហេតុអ្វីក៏បានឈប់ទៅវិញហើយរួចនាងក៏បាននិយាយប្រាប់គេទាំងទឹកមុខតក់ស្លុតនឹងមិនគួរឲ្យជឿថាតែខ្ញុំមិនបានកុហកទេច្បាស់ណាស់គឺកាលពីមុនគេបាននិយាយទៅកាន់នាងថាខ្ញុំមិនដែលប្រាប់ឲ្យអ្នកនាងកុហកនោះទេហើយនាងក៏បានគិតទាំងឆ្ងល់ថាអ្វី
năng viên nghe số chữ chạm bay hay rước hai ai sẽ cái các bạn này dễ thà sơ kề lốc to môn tàu sơ kề cái các bạn to thà bạn ảnh trắng ngay sát trong năng mồ lên mà đòn tiệt nhưng bạn này dễ thà prongประหยัดพอไปโนไอแซกก็กับบ้านจ่ารำเคยแทนนิ่งเหมือนสรุปล้วนเด็ดไฮไปเคยเดี๋ยวนี้แค่กับบ้านจับเลิกใบนิ่งล่างได้ทั่วไอเนี่ยแมงกาเอ็นจีแคลงนิ่งมันกระทานได้ตาล็อกของบอลได้ทั่วไว้เพลียมมันนี่จัดตกแทนขยมก็จีมันเรื่องอย่างไม่จ้ามันติดอีเลยนี่ขยมก็แต่ประดับกรรมโดยเพียงก่อนสอบมันติดเมนไตก็ด้วยนี่กับบ้านนี่ใหญ่แต่งเอ็นแทโลกปัจจุบันโดยตอนนึงประเอามาจัดจีไซซอนนะให้แค่กับบ้านนี่ใหญ่แทเมื่อตอนเนี่ยนิ่งนอกแต่กระด้างโคลนหลายแต่ให้นิ่งกับบ้านสู้เกตแทตาขยมโฮเชียมจมออ่ำใบเมนนี่เมนไตด้วยแค่กับบ้านตอนแต่การนิ่งแทมันเมนมนนี่ไตบนไตใบทั้งไงมนเนี่ยนิ่งมันโฮเชียมตามจมอนิ่งมันก็นกเครื่องจัดท่าตาเวียบ้านใบทั้งไงแต่หายเรื่องให้นิ่งกับบ้านนี่ใหญ่ล้างแทโดยในสมโตได้บ้านรวมแคนโลกจีหยกยอมตัวใบจีอย่างนั้นก็ได้ส่งผมเอาขยมไอขยมกระแทไอละเนี้ยนิ่งของปนแต่ย่อแกบ้านประดับการนิ่งเหมือนแทไอละนิ่งคือมันย่อมหนูเตะนิ่งนี่ใหญ่แม่นให้เข้าปีโลกบนตายโลกก็บุกไกเรื่องมวยได้แกกับบ้านสู้นิ่งแทเรื่องเอาไว้ให้นิ่งกับบ้านย่อมตัวการแกแต่งตนพลนไปข้างนิ่งโดยนี่แกกับบ้านถ้วยคล้วนเหมือนเต้าโรเบียเอ็นมันเต็กมันดังไอบันเต็กไปข้างแกสำได้อาการละแบบนี้นิ่งกับบ้านใส่ให้กับบ้านกันนักน้องจัดแทไออย่างแบบนี้คือละอ้อครั้งมันต่อมาแกกับบ้านนี่ใหญ่แทเนี่ยนิ่งนี่ใหญ่ไว้กับบ้านไปลือแกนี่ใหญ่แบบนี้นิ่งกับบ้านชงอแกบ้านนี่ใหญ่บันต่อเตี้ยแทชกบ้านให้จังมันเต็กจำนี่ใหญ่ขึ้นไปกล้ารู้แกกับบ้านได้จริงเตยไปข้างแกโดยนิ่งข้างหนึ่งแกจะคลั่งในมันกระแทโลกนี่ใหญ่เรียบสมาไปให้ตั้งปีเลิกมองมันไหลขยมปัดเจียไปโน่นนี่กับบ้านเคยเอาไว้มีอย่างฮะเอาไว้นึกโน่ไปใจมาดอกกลางไอใส่แกบ้านจกบ้านเราบอกแกตัวต้นนึงจึงแจ้งให้แกบ้านกระแทตาแกบ้านทั่วไว้ใบมันดีทั้งไงกลางมอกก่อนนอแต่กระดานครูนี่มันเป็นจีโรปราไซตามเราดอกแกโนเต้เวกรอนได้ชื่อจึงหรือปราไซธรรมดาได้บนนอให้ลูกรูไปนกกระโดบ้านให้ชั่วแท้เซอร์เกรย์ลูกรูไปก้อนในใหญ่แท้โลกจุ่มเตี้ยวสกองไปให้ส่งกลมอัดยามาให้ไอให้ยามาให้บ้านจ้าบ้านมันหนึ่งชนิดเต้โลกจุ่มเตี้ยวนั่งสำหรับมาดองเตี้ยให้เราประกาศแท้ยามาบ้านจ้านั่งเจี๊ยบประเภทไอให้ได้ละอ้อสำหรับสกปรกยมมาสนาสองแบบนี้ให้อย่างนั้นก็ได้การสั่นในแท้เราบอกยมคือแท้จุ่มหรือปราไซตามเราเอาแกหนึ่งตรนกระดานนี้ปัดจิตใจด้านครั้งแน่เราให้จีดอยซาแต่การคลายเจ้าดอกน้องสระการปีทั้งไงมนหรือชนิดการเฮาเชียมตามจุ่มเอาเพลียมหนึ่งส่งใบแต่การปัดแต่แท้ไอใส่ดังแท้ขยมกระดานกลุ้งคือไอโยนใบบนตาให้ไว้ก็ไม่รำแท้โปรยบารำครั้งมาแล้วเช่นนี้ตัวเตี้ยขยมกระดานแต่เจ้าน้องขนมมันตบตาเป็นนกขยมมันไอปัดแต่ใส่การยามาแห่มันเต้นี่ปัดจีบแบบครั้งแน่สำหรับขยมเวจิซาตัวเนี้ยแต่การเมนไอเหล่านี้ตั้งแต่เมนว่าตัวเมนเอาไปใบทั่วขยมและบ้านก็เหมือนบ้านลุยและก็เหมือนกันไอเหล่านี้กรองตั้งออกมาตัวให้หัดไว้บ้านจีแก่ไปขยมครั้งมาแล้วไปโนไอแลนด์นี่กับบ้านใหญ่แท้ขยมปัดจีบเงียบอ้านนะไปแต่บ้านลือแท้รูบี้นี่บ้านสำหรับเพลียมให้รูบี้นี่กับบ้านตาแท้ขยมซ้ำตัวแต่บ้านทั่วในครุกเน่โปรยบารำเราหอกขยมมันหนึ่งสมาร์ทแท้เว้นหนึ่งการล้างเต้ไว้ปัดจีสกุลเลี้ยไปให้ไปเลิกโดยนี่ไอแลนด์นี่กับบ้านประยำใหญ่แท้เต้ไว้คือจีการไว้ประให้เราบอกขยมเลิกปีนี้ตัวเตี้ยไว้คือจีเลิกตีมวยให้แต่ขยมมันเคยมองปลาเราบอกขยมมันไพ่เศร้าแบบนี้รูบี้นี่มันเกิดแท้เม่นใต้บนหนึ่งเต้มันหนึ่งสมาร์ทแท้ไอใส่แกเม่นตักมกบ้านโนได้ซอรุ่ยนี่กับบ้านสมัยต่อดอตักมกเราบอกไอใส่ไปแค่เคยนิ่งเชื่อมสมองให้นี่กับบ้านก็บันดอเตี้ยแท้ขยมกัดแท้ตัวใบจีขยมสลันเราจมปุ๊บมกเราบอกก็กอดได้ก็หนึ่งเหมือนเม่นประดับการเอาไว้ซ้อนลายไปโนไอแลนด์นี่กับบ้านใหญ่ล้างแท้ยังนั่งก็ได้สำนักหน้าได้เนี่ยนิ่งเชื่อสัสบายเรื่องเชียงไก่รวมปังตกบ้านเหมือนไอเต้เราเสียจ้องสัปดาห์นี้แต่เนี่ยนิ่งจ้องโจร่งจีมวยปุยยนกคลองจีไซได้หรือเต้ให้รูบี้นี่กับบ้านต่อแต่ยังยำแท้ประกอบหน้าขยมต่อแต่ตั้งให้รูบี้นี่มันใหญ่บันต่อเตี้ยแท้ขยมเอาก้อนไอแลนด์หน้าแต่แม่หลังจริงขยมรูบี้นี่ของมันก็นกคลองจัดแท้ขยมชายตอบเลื่อนไปให้ฟรีย่าหนึ่งไอแลนด์เนี่ยแต่กรมจีไซจีเรียงรอดหรือดอกดาวนี่ก็เจ้าการเราเอาบ่มพอดอกไม้บังคับจำนวนอารมณ์อ้อจมพวกล้วนไอจีมวยหนึ่งปุ๊บวันในแอปพิจนโนตินี่เราเสียจ้องสัปดาห์แม่หมดดอนเนี่ยบำราเนี่ยของปูนไตช่วยเรียบจังโคลนรูบี้เนี่ยบำราบ้านใหญ่แท้ตาปัดเจียเม่นตาปนังเตเรศลกจมเตี้ยวให้รูบี้เนี่ยกับบ้านตอบแท้จะเหมือนสันตาโกแปะไว้เต้ารุ่ยเนี่ยบำราเนี่ยกับบ้านตอบแท้ขยมมันไอเป็นจริงมาเตะเลอเรื่องในบ้านเต้รูบี้เนี่ยก็ช่วยให้กับบ้านใหญ่แท้เองจังจ้าตาเนี่ยไอจะเริ่มมวยสำหรับไอขยมบ้านเต้มายังแหวงเตี้ยขยมกับบ้านจะเริ่มมวยสำหรับเนี่ยผ่องได้ไปเลยรูบี้เนี่ยใหญ่โดยนี่เนี่ยบำราเนี่ยกับบ้านสุดแท้เอาเวียหมกกันขยมเรื่องรูบี้เนี่ยกับบ้านตอบแท้แม่นให้เนี่ยบำราเนี่ยกับบ้านมันต้นใหญ่เตี้ยแท้ตาหลกใส่ไอทั่วเวบ้านได้รูบี้เนี่ยรูบี้เนี่ยกับบ้านตอบแท้อย่างยำแท้เวียมันไอเต้เนี่ยมาแท้ขยมบ้านหล่อแน่นอนไปเด็กขยมชื่อให้รูบี้เนี่ยกับบ้านกระแท้เรื่องนี้มันซ้ำฮัดพอซัสตาแต่มันควาถึงซ่องรูบี้เนี่ยมันใหญ่แท้ขยมมันปลาเวทเต้โดยชนะขยมไอจูนเวคือเจอกระโดดตัวกันเนี่ยมันเต้ยังแน่ก็ได้จะเราไว้มวยได้เนียงโจจัดปัดแมนให้อันนี้เอาพวกแกดังแท้เวก็จีเรื่องทอมโดยชนะนี่หนึ่งคลายตัวจีไอกับแมงเราเวียงยังโยเต้ใหญ่รูบี้เนี่ยกับบ้านไปได้ตัวกันแน่บำราโน้รูให้แน่บำราเนี่ยกับบ้านจนน้องดังเก็บมวยรูบี้เนี่ยมันกระแทกปัดแน่น้องเหมือนแมนเจอไว้ได้เนียงโจจัดจิงเกได้แมนเต้รูเวก็เจอกระโดดหรือว่าใส่สไลด์โดยชนะโยเวต้าก็เหมือนไอได้ให้แน่บำราเนี่ยกับบ้านเอาก้นตัวกันรูบี้เนี่ยกับบ้านแท้โยเวต้านี่ใหญ่อันจังนี่ฟักแกนอตีนี่บ้านเราเหยียบไปบนแมนให้แน่บำราเนี่ยกับบ้านทับแท้บ้านเราเหยียบไปใบชนะให้ตกใจรูบี้เนี่ยกับบ้านใหญ่ล้างแท้เองจังนี่ก็เดินจะบ้านปีไม่กล้าแน่บำราไม่กล้าแน่บำราบ้านฟักแกนอตีนี่บ้านเราเหยียบไปอยู่บนไหนให้แน่บำราเนี่ยกับบ้านทับแท้รูเนี่ยนุ๊กเต้ไม่กล้าแน่บำรานุ๊กบ้านนอตีนี่ตั้งปีโลกมาจ้าหนึ่งโลกจุ่มเตี้ยวนกไม่มองแหละดำลายแก้บ้านใหญ่แท้นี่คือจีแนเมื่อแท้ระบบโลกจุ่มเตี้ยวรูบี้เนี่ยกับบ้านก็แท้เมื่อเต้าแน่บำรานุ๊กให้โดยจีมันโจจัดเวทแต่ให้เนี่ยกับบ้านใหญ่แท้อันจังจับให้เอาก่อนส่งเต้ามัน
នចាស់រួយណែបំរើនោះនាងក៏បានលែរូប៊ីឲ្យចេញទៅរូប៊ីនាងក៏បានគិតនៅក្នុងចិត្តថាខ្ញុំគិតថាមនុស្សម្នាក់នោះគ្រាន់តែគឺជាអ្នកបំរើដែលស្មោះត្រង់ម្នាក់ប៉ុន្តែបើនាងគឺជាអ្នកមើលថែរបស់អេឡានីមែនក្តីស្រឡាញ់របស់បងប្អូននេះក៏ចម្លែកដែរនោះហើយគឺជាមូលហេតុដែលនាងមិនចូលចិត្តខ្ញុំកាន់តែខ្លាំងចុះបើអ្នកដែលបាត់ភ្លើងចន្លោះនៅក្នុងបន្ទប់របស់ខ្ញុំនៅថ្ងៃនោះគឺជាមេការអ្នកបំរើទៅវិញនេះគឺគួរអត់សំណើចពេកហើយប៉ុន្តែនៅក្នុងសាច់រឿងដើមនាងមិនបានធ្វើបែបនេះចំពោះរូបិកាទេតែខ្ញុំគឺជាប្រភេទមនុស្សដែលងាយរងឥទ្ធិពលពីអ្នកដទៃមែនទេពិតជាអស់ពេលនិយាយមែនការប្រណាំងសែននៅក្នុងប្រទេសនេះតែងតែខ្លាចជាលេសមួយសម្រាប់ពួកអភិជនវ័យក្មេងមកជួបជុំគ្នាទាំងដើម្បីបង្កើតភាពស្និទ្ធស្នាលដើម្បីប្រមូលព័ត៌មាននិងដើម្បីជ្រើសរើសគូស្នេហ៍វាគឺមិនខុសពីការទៅពេជ្រនិចឡើយសាច់គ្រាន់តែគឺជាវាំងននបាត់បាំងសម្រាប់ពួកគេតែប៉ុណ្ណោះជាប្រភេទក្តាប់សង្គមលើកមុនខ្ញុំបានបន្សល់ទុកចំណាប់អារម្មណ៍មិនល្អទៅក្នុងពិធីជប់រៀងរាជវង្សដូច្នេះលើកនេះខ្ញុំត្រូវតែទាញយកផលប្រយោជន៍ឲ្យបានច្រើនបំផុតពេលដែលរូប៊ីនាងកំពុងតែកើតនោះហ្វ្រីនាងក៏បានបង្ហាញខ្លួនឡើងហើយបាននិយាយថាអូព្រះអើយលោកស្រីសុខភាពរបស់លោកស្រីបានជាសះស្បើយទៅហើយពិតជាល្អប្រសើរមែនបាននិយាយបន្តទៀតថាខ្ញុំបានឮថាលោកស្រីឈឺខ្ញុំបារម្ភខ្លាំងណាស់ខ្ញុំក៏ចង់មកលេងលោកស្រីដែរប៉ុន្តែខ្ញុំខ្លាចលោកស្រីមិនទំនេរដូច្នេះខ្ញុំមិនអាចមកបានទេពេលលើដូចនេះរូប៊ីនាងក៏បានតបថាខ្ញុំគ្មានអ្វីដែរមិនទំនេរទេអរគុណខ្លាំងណាស់ដែលបានបារម្ភពីខ្ញុំហើយហ្វ្រីនាងក៏បានទៅលេងជាមួយនឹងសេះរូបបាននិយាយតែញញឹមថាអ្នកនាងសំណាងណាស់ដែលបានជាសះស្បើយមែនទេម៉ាដាឡែនរូប៊ីនាងបានគិតថាតើអាចថាសេះមើលទៅដូចជាឆ្កែត្រូវទឹកភ្លៀងយ៉ាងម៉េចទៅប៉ាត់មែនហើយនាងគឺជាមើលការពីក្មេងរបស់តួឯកដូច្នេះនាងពិតជាពិសេសអ្នកគ្រប់គ្នាគេគិតថាខ្ញុំបានលួចកន្លែងរបស់ហ្វ្រីយ៉ាពេលក៏ហើយរូប៊ីនាងក៏បានក្រាបសំពត់របស់នាងយ៉ាងណានអេឡែនពេលឃើញរូប៊ីនាងមានអាការៈបែបនេះនាងក៏បានទៅក្បែររូប៊ីហើយនិយាយឡើងថាពួកវាសុទ្ធតែគឺជាសេះដែលបានហ្វឹកហាត់យ៉ាងល្អទាំងអស់ដូច្នេះលោកស្រីអាចជ្រើសរើសមួយណាដែលលោកស្រីចូលចិត្តហើយនាងក៏បានមកទៅសេះទាំងនោះរួចបាននិយាយបន្តទៀតថាលើកលែងតែមួយដែលនៅក្នុងក្រៅខាងស្ដាំរូប៊ីនាងក៏បានឡន់មកថាសេះនៅឯណោះអេឡែននាងក៏បានប្រាប់រូប៊ីថាគឺមានតែបងប្រុសរបស់ខ្ញុំតែដែលអាចជីវៈបានហើយរូប៊ីនាងក៏បានសើចរួចនិយាយថាអស់ហើយមែនទេពេលនោះហ្វ្រីយ៉ានាងក៏បាននិយាយថាប៉ុន្តែតើវាពិបាកពេកតែសម្រាប់នាងនៅក្នុងការជាសេះផ្សេងទៀតនាងទៅតែជាសះស្បើយតែអេឡែននាងក៏បាននិយាយថានាងនឹងជាសេះនៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះដូច្នេះវាមិនគួរពិបាកទេប៉ុន្តែប្រសិនបើលោកស្រីចូលព្រមខ្ញុំនឹងជ្រើសរើសសេះមួយដែលស្លូតបំផុតសម្រាប់លោកស្រីនិយាយរួចអេឡែននាងក៏បានស្រែហៅសេះត្រីតមករូបនាងបានគិតថាសេះដែលស្លូតបំផុតនោះគឺតើមួយណាតើហើយបានជាសេះទាំងអស់នេះរើអើងខ្ញុំយ៉ាងនេះខ្ញុំក៏មិនសូម្បីតែចូលចិត្តពួកឯងផងដែរអូអត់ទេសូម្បីតែក្រៅសេះក៏ខ្ញុំពេលនោះហ្វ្រីយ៉ានាងក៏បានឃើញឯសេះហើយក៏បាននិយាយកូនមុននាងទៅកាន់គេឯសេះគេបាននិយាយថាវាទៅតែប្រព្រលឹមតែប៉ុន្តែវាមានសភាពអ៊ូអត់ទៅហើយតែលោកកំពុងតែធ្វើអ្វីថ្ងៃនេះយើងមានការណាត់ចុះជាមួយនឹងលោកស្រីជាទីស្រឡាញ់របស់លោកយើងនឹងចេញតជាមួយគ្នាបើលោកមានអារម្មណ៍ឯកាតើលោកនឹងចូលរួមជាមួយពួកយើងទេហើយឯសេះគេក៏បានសួរថាតើវាគឺជាអ្វីរួចគេក៏បានសម្លឹងមើលទៅមុខនាងយ៉ាងម៉ឺងម៉ាត់ពេលខាងគេដូចនេះនាងក៏បានតទៅកាន់គេទាំងគូឲ្យស្រឡាញ់ថាអាយ៉ាថ្ងៃនេះលោកនៅតែលយតែលោកកំពុងតែទៅណាឯសេះគេក៏បានតទៅកាន់នាងវិញថាតែថ្ងៃនេះគឺជាថ្ងៃសម្រាប់ដូច្នេះខ្ញុំមិនធ្វើអ្វីទាំងអស់នាងបានគិតថាអញ្ចឹងហើយចុះហេតុអ្វីបានជាលោកនៅតែមកក៏រួចនាងក៏បាននិយាយឡើងថាខ្ញុំមានបំណងជ្រើសរើសសេះមួយដើម្បីចូលរួមក្នុងការប្រណាំងសេះចំណែកលោកតើលោកចង់មកជាមួយខ្ញុំទេគេក៏បានបដិសេធនឹងនាងថាគេរវល់លើបែបនេះនាងក៏បានគិតទាំងខឹងថាលោកមិនបាននិយាយពីមុននេះទេថាលោកនឹងមិនធ្វើអ្វីទេមនុស្សក្បត់សម្ដីនាងក៏បាននិយាយថាសូមអភ័យទោសតែខ្ញុំអាចជ្រើសរើសសេះណាមួយនៅឯនោះបានទេគេក៏បានសួរនាងវិញថាតើអ្នកនាងចេះអំពីរបៀបជ្រើសរើសសេះមែនទេនាងក៏បានតទៅកាន់គេវិញថាអត់ទេខ្ញុំមិនចេះជ្រើសរើសទេនោះហើយគឺជាមូលហេតុហើយនាងក៏បានសើចបន្លប់រួចនាងបានគិតថានោះគឺជាមូលហេតុដែលខ្ញុំលួចស្រឡាញ់លោកទោះបីជាគ្រាន់តែគឺជាការសម្ដែងក៏ដោយពេលលើនេះនិយាយបែបនេះពួកគេទាំងពីរអ្នកបងប្អូនក៏បានមើលមកគ្នាពេលនោះអេឡែននាងក៏បាននិយាយឡើងថាសមាជិកសភាសើក្រេបាននិយាយថាវាមិនអីទេរួចនាងក៏បានបន្តនិយាយទៀតថាអញ្ចឹងបងអាចជ្រើសរើសសេះមួយហើយជូនវាទៅកាន់រូប៊ីដោយផ្ទាល់ទៅខ្ញុំនឹងទៅមុនជាមួយនឹងហ្វ្រីយ៉ាហើយអេឡែននាងក៏បានបបួលហ្វ្រីយ៉ាទៅជាមួយនាងពេលនោះហ្វ្រីយ៉ានាងក៏បានរកបដិសេធទាំងសេះស្ទើពេលឃើញពួកគេចេញទៅដូចនេះរូប៊ីនាងក៏បានគិតទាំងភ្ញាក់ផ្អើលថាអូចាំបន្តិចអេឡែនតើពួកគេទៅបាត់ហើយតើពួកគេទៅឲ្យខ្ញុំដល់ជាមួយនឹងបិសាចនេះមែនទេរួចនាងក៏បាននិយាយទៅកាន់គេថាសុំទោសដោយសារតែខ្ញុំនឹងទៅត្រឡប់ទៅផ្ទះវិញហើយពេលនោះនាងក៏បានប្រញាប់ស្រុះស្ទែចេញទៅស្រាប់តែគេបានសួរនាងថាតើនាងទៅណាពេលលើដូចនេះនាងក៏បានភ័យហើយឯសេះគេក៏បានហៅសេះត្រីតពេលលើបែបនេះសេះត្រីតគេក៏បានមកដល់ភ្លាមហើយគេបានគោរពប្រកាន់ឯសេះរួចឯសេះគេក៏បានឲ្យសេះត្រីតគេចាក់ចេញទៅវិញពេលលើបែបនេះសេះត្រីតគេឆ្ងល់នឹងឯសេះជាខ្លាំងហើយឯសេះគេក៏បានបញ្ជាក់ម្ដងទៀតថាចេញទៅរួចសេះត្រីតគេក៏បានប្រញាប់ចេញទៅយ៉ាងលឿនរូប៊ីនាងបានគិតថាហាត់បានជាលោកដេញគាត់ចេញទៅនៅទីនេះនៅសល់តែខ្ញុំនឹងលោកតែប៉ុណ្ណោះខ្ញុំពិតជាស្អប់ក្រសេះណាស់ពិសេសជាងនេះទៅទៀតខ្ញុំស្អប់ពេលដែលខ្ញុំត្រូវតែនៅម្នាក់ឯងជាមួយនឹងមនុស្សតែពីរនាក់ជីវិតមុនដែរជីវិតនេះក៏ដូចគ្នានាងក៏បានគិតទៅដល់ពេលដែលសេះសេរីគេបាននិយាយថាតើនាងនឹងទេថាកំហុសរបស់នាងនៅត្រង់ណានាងក៏បានគិតបន្តទៀតថាព្រោះយើងទាំងអស់គ្នាបានឆ្លងកាត់រឿងដដែលច្រើនណាស់រហូតដល់ខ្ញុំព្រឺសម្បល់តែខ្ញុំមិនអាចអនុញ្ញាតឲ្យខ្លួនឯងចោលនៅក្នុងរបួសផ្លូវចិត្តកាលពីមុនហើយបំផ្លាញការងាររបស់ខ្ញុំបានទេអញ្ចឹងហើយខ្ញុំត្រូវតែការពីខ្លួនពេលនោះឯសេះគេក៏បាននិយាយឡើងថាមើលទឹកមុខរបស់អ្នកនាងក៏ប្លែកដែរនាងបានគិតទៅដល់ពាក្យរបស់សេះសេរីដែលគេបាននិយាយថាខ្ញុំបានប្រាប់នាងឲ្យឈប់ប្អូនតែហើយឯសេះគេក៏បានដាក់បញ្ចិននាងរួចបាននិយាយថាគ្រប់គ្រាន់ហើយទី1សូមមកកាន់ទីនេះរួចនាងក៏បានគិតទៅដល់ពាក្យរបស់សេះសេរីទៀតថាមកទីនេះអ្នកណាដែលមិនស្គាល់ពីអត្តសញ្ញាណរបស់នាងពេលនោះឯសេះគេក៏បានងាកមកនិយាយថាតើអ្នកនាងអាចឲ្យរបស់នោះមកកាន់
ខ្ញុំបានទេតែនេះបានជាកត់ទៅដល់ពេលរបស់សេសរីថាយកវាមកទីនេះឲ្យលឿនឯងសេគេបាននិយាយថាវាគឺជាសត្វល្ងងដូច្នេះមានតែមកឈប់បានមួយតែប៉ុណ្ណោះដើម្បីគ្រប់គ្រងពេលលើដូចនេះនាងក៏បានកត់ទៅដល់ពេលរបស់សេសរីគេបាននិយាយថានាងគឺជាមនុស្សល្ងងម្នាក់ដែលមិនដឹងពីអត្តសញ្ញាណរបស់ខ្លួនឯងហើយក៏មិនចេះតបស្នងគុណដែរដូច្នេះនាងសោះនឹងទទួលបានតនកម្មនេះបានកាន់នៅក្នុងចិត្តទាំងភ័យខ្លាចនិងតក់ស្លុតថាគ្មានបញ្ហាទេខ្ញុំបាននិយាយថាខ្ញុំស្រឡាញ់ឯងសាខ្ញុំអាចតមត្របានខ្ញុំធ្លាប់រកបានគេវេជាច្រើនដងកាលពីមុនមែនទេហើយពេលនោះឯងសាគេក៏បាននិយាយថាវាមកទៅដូចជាឆេះឆាវណាស់ប៉ុន្តែផ្ទុយទៅវិញវាគឺស្លូតបត់ខ្លាំងណាស់ពេលនោះគេក៏បានឃើញនាងអង្គុយចុះទៅនឹងដីគេក៏បានសួរនាងថាតែនាងកំពុងតែធ្វើអ្វីហើយនាងក៏ស្រែកតែបាននិយាយឡើងទាំងផិតភ័យថាសុំទោសខ្ញុំបានប្រព្រឹត្តអំពើបាបកម្មធ្ងន់ធ្ងរណាស់ខ្ញុំបានធ្វើខុសហើយខ្ញុំមិនដឹងគុណរបស់លោកហើយប្រព្រឹត្តមិនសមរម្យពេលលើបែបនេះឯងសាគេក៏បានមកភ្នែកធំៗសម្លឹងមកទៅកាន់នាងបាននិយាយទាំងតស្លុតទៀតថាខ្ញុំពិតជាគ្មានវិធីព្យាបាលទេហើយភាគទី14និង15របស់យើងក៏សូមសារត្រឹមតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបាយបងសួរក៏ដូចជាសួស្តីអ្នកគ្នាសួស្តីគុំមកកាន់ភាគទី16និង17នៃរឿងវិធីធ្វើស្វាមីរបស់ខ្ញុំនៅខាងខ្ញុំតែមុននឹងចាប់ផ្ដើមសាច់រឿងខ្ញុំសូមពឹងឲ្យអ្នកគ្នាជួយចុច like subscribe ឬ comment រូបបេះដូងអ្នកមួយផងតោះកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមសាច់រឿងរបស់យើងទាំងអស់គ្នាពេលគេឃើញនាងមានអាការៈបែបនេះឯងសាច់គេក៏បានកាំងនៅមួយកន្លែងឯងសាច់គេបាននិយាយថាមើលទៅសេះនៅរ៉ូម៉ានីហាក់ដូចជាស៊ីរំពាត់គឺជាអាហារសម្រន់អញ្ចឹងពេលនោះគេក៏បានឲ្យរើសរំពាត់ពេលឃើញដូចនេះនាងក៏បាននិយាយសុំទោសគេទាំងខ្លាចឯងសាច់គេបានមើលទៅរំពាត់នោះហើយគេក៏បានក្រវិញវាចោលដូចហើយគេក៏បានសួរនាងថាអ្នកនាងហើយបានជាអ្នកនាងកាន់របស់នោះឡើងនាងក៏បាននិយាយទាំងតស្លុតថាក្រៅពីនោះបើលោកប្រាប់ខ្ញុំថាសេះផ្សេងទៀតនៅឯណាខ្ញុំនឹងទៅយកពួកវាមកគេក៏បានសួរតកានាងថាបើខ្ញុំយករំពាត់មួយទៀតមកប្រាប់ខ្ញុំមកថានឹងត្រូវធ្វើអ្វីជាមួយនឹងពួកគេហើយរូប៊ីនាងក៏បាននិយាយទាំងផិតភ័យយ៉ាងខ្លាំងថាសូមមេត្តាអភ័យទោសឲ្យខ្ញុំផងខ្ញុំមិនមានចេតនាស្ទាក់ស្ទើរនោះទេខ្ញុំនឹងថាខ្ញុំបានធ្វើខុសរួចគេក៏បានសួរនាងថាដូច្នេះតើអ្នកនាងបានធ្វើអ្វីខុសតើមានទេរូប៊ីនាងក៏បាននិយាយថាអ្វីទាំងអស់តាំងពីដើមដំបូងខ្ញុំហើយឯសាគេក៏បាននិយាយកាត់ថាមិនមែនដូច្នេះនោះទេគ្រប់គ្រាន់ហើយជប់និយាយទៅពេលឃើញគេមានអាការៈបែបនេះនាងក៏បានភ្ញាក់ផ្អើលជាខ្លាំងពេលនោះឯសាគេក៏បានទាញនាងមកជិតខ្លួនរបស់គេហើយគេក៏បានសួរទៅកាន់នាងថាហេតុអ្វីបានជាអ្នកនាងមិនសាកល្បងដកដង្ហើមនាងក៏បានតទៅកាន់គេវិញទាំងញ័រថាដើម្បីបញ្ឈប់ការក្អកក៏វាបានឈប់ទៅហើយនាងក៏បានគិតនៅក្នុងចិត្តថានេះគឺជាអ្វីបើវាបែបនោះខ្ញុំបានឆ្លងកាត់ច្រើនពេកហើយរូប៊ីនាងបានប្រាប់ខ្លួនឯងថាអ្វីដែលបានធ្វើឲ្យខ្ញុំភ័យខ្លាចយ៉ាងខ្លាំងនេះខ្ញុំត្រូវតែស្ងប់ស្ងាត់ហើយចាប់ផ្ដើមសារជាថ្មីហើយឯសាគេក៏បាននិយាយឡើងថាមានន័យអ្វីទៅដែលជីសេះនៅក្នុងស្ថានភាពបែបនេះនាងក៏បាននិយាយថាដោយសារតែខ្ញុំមិនដឹងថាខ្ញុំអាចចុះជាមួយនឹងមនុស្សថ្មីបានឬអត់ឯសាគេក៏បានសួរនាងថាចុះជាមួយនឹងមនុស្សថ្មីដើម្បីអ្វីរួចគេក៏បានឲ្យផ្លែប៉ោមមួយទៅកាន់នាងរូប៊ីនាងបានយកផ្លែប៉ោមនោះមកមើលទាំងឆ្ងល់ថាហេតុអ្វីបានជានៅសុកគេឲ្យវាមកកាន់នាងចម្ងល់របស់នាងមិនតាន់ឆ្ងល់បានផងគេក៏បានដើរចេញហើយនិយាយថាអ្នកនាងបាននិយាយថាអ្នកនាងនឹងជ្រើសរើសសេះមួយតាមមានតែសេះរបស់ខ្ញុំកាន់តែមានតម្លៃវាកាន់តែងាយស្រួលនៅក្នុងការស៊ីសំណូហើយនាងក៏បានកាន់នៅក្នុងចិត្តថាអញ្ចឹងរបស់ដែលត្រូវយកមកគឺជាផ្លែប៉ោមឬត្រូវតែមានអ្វីមួយនាងក៏បានសម្លឹងមកទៅកាន់ផ្លែប៉ោមនោះហើយកាន់នៅក្នុងចិត្តថាហើយអញ្ចឹងអ្វីដែលខ្ញុំភ័យខ្លាចគឺគ្មានប្រយោជន៍នោះទេហើយនាងក៏បានសាយស្រួលទៅកាន់គេថាប៉ុន្តែតើខ្ញុំអាចជិះសេះរបស់លោកបានដែរឬទេរួចឯសាយគេក៏បានតទៅកាន់នាងវិញថាមិនអីទេអ្នកនាងអាចជិះវាបាននាងក៏បានសួរបញ្ជាក់ទៅកាន់គេថាពិតមានឬហើយគេក៏បានតទៅកាន់នាងថាគឺមានហើយនាងបាននិយាយថាប៉ុន្តែតើសេះនឹងមិនរំខានទេឬហើយសាយគេបាននិយាយថាសេះទាំងនេះគ្រាន់តែត្រូវការផ្លែប៉ោមទេហើយពួកវានឹងលែងស្គាល់ថាអ្នកណាជាម្ចាស់របស់វាទៀតហើយនាងបាននិយាយទៅកាន់សេះថាអូខ្ញុំនឹងឲ្យរបស់នេះទៅកាន់ឯងដូច្នេះសូមធ្វើឲ្យបានល្អដាក់ខ្ញុំផងណាហើយពេលនោះឯងសាយគេក៏បានមើលទៅកាន់នាងគេបាននិយាយទៅកាន់នាងថាវាហាក់ដូចជាពួកគេបានចូលចិត្តអ្នកនាងហើយនាងក៏បាននិយាយតទៅកាន់គេវិញទាំងរីករាយថាមានហើយពួកគេពិតជាគួរឲ្យស្រឡាញ់ណាស់រួចឯងសាយគេក៏បានបបួលនាងចាស់ចេញពីទីនោះហើយនាងក៏បានយកព្រមនឹងគេរួចគេក៏បានសាយហៅស៊ីគ្រីតឲ្យមកស៊ីគ្រីតគេក៏បានប្រញាប់មកហើយគេក៏បានសួរថាអញ្ចឹងលោកស្រីបានជ្រើសសេះហើយឬនៅពេលនោះឯងសាយគេក៏បាននិយាយថាយកព្រមនាងនឹងជិះសេះទៅជាមួយនឹងខ្ញុំពេលលើគេនិយាយបែបនេះនាងទាំងពីរមានការភ្ញាក់ផ្អើលនិងឆ្ងល់យ៉ាងខ្លាំងរូបមីនាងបាននិយាយតែរំភើបថាតើវាមិនអីទេឬតើលោកពិតជានាំខ្ញុំទៅជាមួយនឹងលោកតើមានទេឯងសាយគេក៏បានតទៅកាន់នាងវិញថាតាមពិតសេះនោះគឺជារបស់ខ្ញុំមិនធ្វើអ្វីទេនៅថ្ងៃឈប់សម្រាកដូច្នេះវាមិនអីទេរូប៊ីនាងក៏បាននិយាយទៀតថាប៉ុន្តែលោកថាលោករវល់ទេតាហើយឯងសាយគេក៏បានតទៅកាន់នាងវិញថាគេរវល់តែនៅក្នុងចិត្តរបស់គេតែប៉ុណ្ណោះតែរាងកាយរបស់គេមិនបានរវល់នោះទេរូប៊ីនាងបានកាន់នៅក្នុងចិត្តថាតើមនុស្សទាំងនេះមានបញ្ហាអ្វីហើយសាច់រឿងក៏បានកាន់មកដល់នោះពេលដែលពួកគេបានជាសេះជាមួយនឹងគ្នាពេលដែលកំពុងតែជាសេះជាមួយនឹងគ្នានោះរូប៊ីនាងក៏បានគិតថាបើមកដល់ចំណុចនេះហើយតើនេះមិនមែនជាការ
រីកចម្រើនដល់ធំទេឬដំឡូងឡើយគាត់មិនចង់ទាំងមើលមុខនឹងខ្ញុំផងហើយនាងក៏បានប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែបន្តព្យាយាមដើម្បីកុំឲ្យគាត់បោះបង់ចំណារអារម្មណ៍មកលើខ្ញុំនៅឯកន្លែងដែលពួកអភិជនទាំងនោះជួបជុំគ្នាពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញ Ruby នាងបានធ្វើដំណើរមកដោយជិះសេះជាមួយនឹង Isaac យ៉ាងស្និទ្ធស្នាលពួកគេបានខ្សឹកគ្នាថាតើលោកបានឃើញអត់ហើយបរិមម្នាក់ទៀតគេក៏បាននិយាយថាតើខ្ញុំកំពុងតែយកសបិនទេឬវាមិនអាចទេតើនោះគឺជាអង្គញាតបួសឬពួកគេទាំងអស់នោះស្ទើរតែមិនជឿនឹងភ្នែករបស់ពួកគេ Ruby នាងក៏បានគិតថានាងមិនចាំបាច់ងាកក្រោយតែក៏អាចដឹងអំពីក្លិនអរ៉ាបានដែរលើពីនេះទៅទៀតមនុស្សគ្រប់គ្នាមានអារម្មណ៍ថាស្ថានភាពបែបនេះគឺមិនធម្មតាតតែសោះហើយ Ruby និង Isaac ពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរមកដល់កន្លែងដែលពួកកញ្ញាកំពុងតែអង្គុយជុំគ្នា Ellen នាងក៏បានសួរទៅកាន់ពួកគេទាំងពីរនាក់ថាតើកំពុងតែធ្វើអ្វីហ្នឹង Isaac ក៏បាននិយាយថាខ្ញុំតែងតែជាអ្នកទទួលខុសត្រូវក្នុងការកែលម្អនៅអ្វីដែលឯងបានធ្វើហើយ Ellen នាងក៏បាននិយាយថាកុំបណ្ដុះខ្ញុំ Isaac ក៏បានតទៅកាន់នាងវិញថាគេមិនបានបន្ទោសនាងតែ Ellen នាងក៏បានសម្លក់ទៅកាន់គេហើយក៏បាននិយាយថាអញ្ចឹងតើបងចង់និយាយអំពីអ្វីតើអរិយាប័ត្ររបស់បងមិនដូចគ្នាទេឬតាំងពីដើមដល់ចប់ Isaac ក៏បាននិយាយទៅកាន់នាងថាបើដូច្នេះមានតែឯងនឹងធ្វើអ្វីហើយ Ellen នាងក៏បាននិយាយថាឈប់លេងសើចទៅយ៉ាងហោចណាស់ក៏ខ្ញុំដឹងគុណដែរសូមប្រព្រឹត្តចំពោះប៉ាឲ្យខុសពីមុន Isaac ក៏បាននិយាយថាពិតមែនហើយអញគឺជាមនុស្សតែម្នាក់គត់នៅក្នុងផ្ទះនេះដែលដឹងថាមនសិការគឺជាអ្វី Ruby នាងបានគិតថាសូម្បីតែ Ellen នាងក៏ហេតុអ្វីបានជានាងទាំងពីរឆ្លោះគ្នាភ្លាមៗយ៉ាងនេះបើវាបែបនេះខ្ញុំនឹងខ្លាចទៅជាដើមហេតុនៃចំនួន Ellen នាងបាននិយាយថាបើបងដឹងហើយហេតុអ្វីបានជាបងមិនឈប់ឆ្លោះគ្នាទៅខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលហើយពេលឃើញពួកគេទាំងពីរនាក់បែបនេះ Freya នាងក៏មានអារម្មណ៍មិនស្រួលហើយនាងក៏បានចូលទៅបញ្ឈប់ពួកគេទាំងពីរនាក់ឲ្យឈប់ឆ្លោះគ្នា Freya នាងបាននិយាយទៅកាន់ Isaac ថាគ្មានហេតុផលដែលត្រូវឆ្លោះគ្នាបែបនោះទេត្រូវទេ Isaac គេឈប់ទៅលោកស្រីរបស់លោកនៅទីនេះហើយអញ្ចឹងប្រញាប់ទៅជាមួយនឹងនាងទៅពេលលើដូចនេះ Ruby នាងក៏ភ័យហើយនាងក៏បានគិតថាអេចាំបន្តិចខ្ញុំគ្រាន់តែចង់លោតចោលទេតាប៉ុន្តែហេតុអ្វីបានជាវាហាក់ដូចជាលំបាកខ្លាំងម្ល៉េះហើយ Isaac គេក៏បានងាកមករកនាងរួចគេក៏បានចាប់ទាញនាងយកមកអោបពេលគេធ្វើបែបនេះដាក់នាង Ruby នាងក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនាងក៏បាននិយាយទៅកាន់គេថាកុំឆ្លោះគ្នាទៀតអីណែហើយ Isaac គេក៏បានមកកាន់នាងដោយមិនបាននិយាយអ្វីទាំងអស់នាងក៏បាននិយាយបន្តទៀតថាកុំខឹងដោយសារនឹងខ្ញុំអីវានឹងធ្វើឲ្យខូចខាតមុខមាត់ដល់សង្ហារបស់លោក Freya នាងក៏បានមកទៅកាន់ពួកគេទាំងពីរនាក់ទាំងភ្ញាក់ផ្អើលហើយនាងក៏មានអារម្មណ៍ថាមិនសប្បាយចិត្តបន្តិចដែរ Isaac ពេលដែលគេឃើញថា Ruby នាងគិតថាគេខឹងបែបនេះដោយសារតែនាងគេក៏បាននិយាយប្រាប់នាងថាគេគឺមិនបានខឹងនោះទេលើដូចនេះ Ruby នាងក៏បានសួរទៅកាន់ Ellen វិញម្ដងថា Ellen តើនាងខឹងមែនទេហើយ Ellen នាងក៏បានតទៅវិញថានាងគឺមិនបានខឹងនោះទេទាំងមុខក្រញ៉ៅ Ruby នាងបានគិតថាអូបងប្អូនទាំងពីរនាក់នេះគួរឲ្យធុញណាស់ហើយ Ruby នាងក៏បាននិយាយឡើងថាយ៉ាងណាក៏ដោយអរគុណដែលបាននាំខ្ញុំមកទីនេះខ្ញុំនឹងមិនបំភ្លេចព្រឹត្តិការណ៍ថ្ងៃនេះជាដាច់ខាតខ្ញុំនឹងសរសេរវាចូលទៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់ខ្ញុំតើខ្ញុំអាចធ្វើដូចនេះបានទេនាងសួរបែបនេះទៅកាន់ Isaac ទាំងទឹកមុខគួរឲ្យស្រឡាញ់រួច Isaac គេក៏បានទៅកាន់នាងវិញថាវាគឺអាស្រ័យទៅលើអ្នកនាងពេលលើគេនិយាយបែបនេះនាងសប្បាយចិត្តយ៉ាងខ្លាំងហើយ Ruby នាងបានគិតនៅក្នុងចិត្តថាវាពិតជាលំបាកណាស់ដែលត្រូវសម្ដែងជារៀងរាល់ថ្ងៃសូមអញ្ជើញមកទីនេះភ្លាមមកលោកស្រីមនុស្សគ្រប់គ្នាកំពុងតែរងចាំលោកស្រីហើយសាច់រឿងក៏បានកាត់បង្ហាញអណ្ដើកមាសដែលមានភ្នែកប្រកបដោយក្របពេជ្រដ៏ភ្លឺចិញ្ចាញ់បានធ្វើឲ្យ Ruby នាងបានភ្ញាក់ផ្អើលយ៉ាងខ្លាំងមិននឹកស្មានថាគេយកវាមកដាក់លើបែងតាបែបនេះសោះ Ruby នាងបានគិតទាំងឆ្ងល់ថាតើវាចាំបាច់ត្រូវធ្វើរូបរាងបែបនេះដូចជាអណ្ដើកទេហើយនាងក៏បានកាន់យកបែងតានោះយកមកញ៉ាំទាំងប្រាប់ខ្លួនឯងថាខ្ញុំអាចធ្វើវាបានហើយ Ellen នាងក៏បាននិយាយឡើងថាខ្ញុំសូមអភ័យទោសប្រសិនបើពួកខ្ញុំបានក្រោបលោកស្រីម្ដងទៀតពួកខ្ញុំជាធម្មតាគឺបែបនេះដូច្នេះកុំបារម្ភអី Freya នាងក៏បាននិយាយបន្តថាប៉ុន្តែតើតកគាត់បែបនោះមិនអីទេឬហើយ Ellen នាងក៏បានតទៅវិញថាអ្នកនាងនឹងរកឃើញវិធីពេលដែលពួកគេកំពុងតែនិយាយគ្នានោះ Ruby នាងក៏បានងាកទៅមើល Isaac ទាំងទឹកមុខក្រៀមក្រំហើយពួកគេក៏បាននិយាយទៀតថាទោះបីជាយ៉ាងណាក៏ដោយតើលោកស្រីមិនអីទេឬ Ruby នាងក៏បានតទៅកាន់ពួកគេវិញថាចាខ្ញុំមិនអីទេនារីសក់លឿងនាងក៏បាននិយាយឡើងថាអ្នកនាងមិនដឹងទេថាខ្ញុំចាប់អាបណ្ណានោះទេពេលដែលឮថាអ្នកនាងដួលសន្លប់នៅឯកំពង់ផែអែមផយ៉ាងទេខ្ញុំបានឮថាលោកស្រីក៏ហូរឈាមតាមច្រមុះដែរតែមានទេពេលឮដូចនេះ Ruby នាងក៏បានញញឹមហើយក៏នៅក្នុងចិត្តថាហាក់ដូចជានាងកំពុងតែព្យាយាមធ្វើឲ្យខ្ញុំមានភាពអាម៉ាស់គិតឲ្យ Ruby នាងក៏បានតទៅកាន់កញ្ញានោះវិញថាប៉ិនមែនហើយអរគុណច្រើនណាស់សម្រាប់ការបារម្ភមកលើខ្ញុំលោកស្រីកញ្ញាសក់លឿងនោះនាងក៏បាននិយាយបន្តទៀតថាយ៉ាងណាមិញតាំងពីលើកមុនមកខ្ញុំមិនទាន់ឃើញអ្នកនាងញ៉ាំអ្វីសោះតែអ្នកនាងគឺជាមនុស្សដែលខ្វល់ខ្វាយពីភាពជាតួឯកខ្លាំងពេកឬក៏អាហារនៅទីនេះមិនត្រូវមាត់របស់អ្នកនាង Ruby នាងក៏បានគិតថាយើងតែជួបគ្នាបាន2ដងតែប៉ុណ្ណោះហើយ Ruby នាងក៏បានតកញ្ញានោះវិញថានោះគឺដោយសារតែខ្ញុំគឺជាមនុស្ស
ได้เรื่องจำได้กินยาซาเรื่องนู้นนี่มันใหญ่แท้มันโดนน้องเพียขังตะมงไตเมื่อต้อประจิจนน้องไอเพียขังจังให้โดยจิตคว้าคว้าปีสกปรกระบอบโปแก้ขังนะให้เน่งกับใบรักคนไอแท้ขี้น้องต้อได้สำได้หนูใบกลุ่มเอาคลาดต้อเชี่ยเหมือนตกรู้ใบเน่งกับใบใหญ่แท้ก้นสำนักการมารอระบอบเนี่ยขี้น้องขังแท้เนี่ยรู้ดีแท้ขังนะเองจังตักขี้น้องไอรักษาจมูกนึงเนี่ยน้องแปะนะก็ตาบานเต้รู้กินยาซาเรื่องนู้นนี่กับใบต้อเป็นแท้จ้าปัจจิเบ้ไปโนเอเลนเน่งกับใบทอดน้องมือจ้าต่อการรู้ใบให้เน่งมันใหญ่แท้เว้ปัจจิไม่รู้จะง่ายขังนะแต่เมียนจมให้ออร่ามันจังบิโครระบอบนี่ไปขันหนึ่งนี่รู้ใบเน่งกับใบพยายามชลาหลังเลือนแท้จ้ารู้กับกระแท้ตาเนียงปัจจิออนจัดโดยแซ่ตายสถานเพียบเต้าแต่ไปในรื้อให้สำแรงสั้นเอเลนจีทำอะไรเนี่ยห้าโดยจีโจจัดสั้นที่เพียตาห้าเอาไว้แต่ไงในจับดำชุกเนียเพลียแบบนี้ให้เอเลนเนี่ยกับแม่ต้าเป็นแท้เม่นแต่เนี่ยแต่งปีเต้ได้เจ้าสำรองหนึ่งเนี่ยเฟรย่าเนี่ยกับแม่เนี่ยใหญ่ลังแท้ปูย่างลอเรนปัจจิโกออยสลังครั้งเนี่ยปนตายเนี่ยก็เจียมดูได้ไม่ระบายก็ได้ไปแคลบต้อยตัววันขี้จะจัดมองป้อนในเมียนแหลกแหนทายธนูเจียงอย่างนั้นไม่ขี้มาลือแท้ลูกไส้ก็เจียมดูได้เมียนจะสับรอได้ไปเลยโดยนี่รูเบนเนี่ยกับแม่พยายามเหมือนแต่ให้รูเบนเนี่ยกับแม่เนี่ยแท้เวกรันได้จีเรื่องธรรมดาเต้มองป้อนปลาหลบบักยมตั้งแต่อัดมอนตรงเวิร์กเป็นข้าไม่หลบบักยมโดยฟรีเนี่ยกับแม่เนี่ยแท้ขยมปัจจิจรณาหน้าบ้านเนี่ยมันมองป้อนมานั่งเนี่ยประกอบจีนักพวกใกล้ครั้งไหนให้ไปเลยฟรีเนี่ยแบบในรูเบนเนี่ยกับแม่ก็นักน้องจะแท้ต้าเนี่ยกับป้อนได้เนี่ยแรงจีมือหนึ่งขยมรื้อโดยให้รูเบนเนี่ยกับแม่เนี่ยลังแท้ประให้จิขยมจะตีนี่ครั้งไปให้เราฮอดอมันนักดอพวกแกให้ไม่กันยาวเนี่ยในมันเนี่ยแท้ก็เต้าตาข้าดินน้ำแลนติโน่นังหมดตัวสแนโนอารันเดนชนามได้หรือได้รูเบนเนี่ยกับแม่ต้าตะกันยานุวันแท้ขยมมันจะมาแต่ขยมมันตอนมันเลือแหวมปีเรื่องนู้ให้กันยานุเนี่ยกับแม่เนี่ยเด็ดแท้เนี่ยปีนี้เต้าขยมเพลย์แท้เสร็จปัจจุบันระบายครั้งเหม็นเต้นไปเลยโดยนี่รูเบนเนี่ยกับแม่ก็นกน้องจะแท้ขยมอัพเรื่องในครั้งเหม็นเต้นนิยมไปแก้ประกวดวันตระแมนฟอนลางโนจงรถดาวสลักเฉยโรยชแนลไม่รอยยาไปบนแมงคายเตียนมนไปกอดหมดดาวลงไปในยัยดาวเพชรไม่ขยมกระแทกเสร็จหนึ่งไอแสกไม่แลกกันแหนสมาคเนียเว็บปัจจุบันเพคลายต่อให้ไปดักขยมกระแทกพวกแกฉลุกเนียกันหมดดาวเอาไปดักพวกแกบ้านใจหมดจีแซ่ในวันฟรียาในมันในยัยต่อการรูเบแทงของข้อปีเนียงไอรูเบเนี่ยกับบ้านต่อการฟรียาเป็นแทงแจ้งมันไอเต้ฟรียาในมันในยัยมันต่อเตี้ยแทงเวกรอนใต้จีเนียงในโจจัดฟอร์ม็อกซ์อ้อยแบบนี้มันดอมาแกใต้ปนเนาแกปีมนเนียงมันทลอบดังแต้มไอแสกอร่อยไปจีโย่บ้านในเนียงมันสกอร์เนี่ยหนึ่งดังแทงเนี่ยมันหนักกรอบปนแหนเต้ให้รูเบเนี่ยกับบ้านในยัยเต้งยำแทงขยมก็เหมือนแมงกระแทกเนี่ยกระได้ไม่ได้ดอกบอกขยมคือสังแห้งครั้งนี้โดยชนะขยมสมัยแทงหนึ่งเมียนในรีจิตราได้โจจัดกว่าฟรีเนี่ยกับบ้านในยัยลังแทงลูกไส้ปัจจิเมียนจะสลับหรอเมียนแต่ปัตเต้าขยมกลับกระแทกลูกไส้คือไปบ้านโจจัดแน่ไปเลยโดยนี่รูเบเนี่ยกับบ้านสู้เป็นเจ็ดแทงขยมรื้อให้เอาไว้ให้ฟรีเนี่ยกับบ้านต่อแต่งหลุมเพิ่มแทงก็โดยไส้แต่ลูกไส้คือเจ็บเลยเนี่ยในโรมันนี้แน่ให้รูเบเนี่ยกับบ้านไส้มันรับจมูกหนึ่งฟรีให้ในมันก็นกนั่งจัดแทงเจ้าเวหนึ่งตัวจีบ้านนุ่มเมนเต้บักขยมที่จีรูใบแก้นกถึงได้รูปใบจีอย่างแน่ก็ได้ไว้ได้ทั่วขยมจ้าราวหนึ่งรูปใบแก้คือแทงบ่สั้นเจ็บประวัติเนี่ยละเนี่ยประให้เจ็บเหมือนแมนทั่วแก้จะรอดดาวหลังคลาวแบบนุ่มเต้ไปนู่รูเบเนี่ยกับบ้านไส้แต่เชื้อแทงปนตายใต้ยังไอ้เหมือนต่อตุ่มหมกแบบในบ้านเต้ฟรีเนี่ยกับบ้านต่อแทงดาราหน้ายังเหมือนตัวชงไงไปคือเหมือนไอเต้นี่คือเจ้ากันไล่สวัสดิ์เพศสำหรับการจุดจงกลางเต้โดยชนะยังใต้แต่จุดจงนอตีนี่ให้รูเบเนี่ยกับบ้านนี่ยัยแทงจ้าเนี่ยยอให้ฟรีเนี่ยมันนี่ยัยแทงปนตายยังกระแทงเนี่ยปัจเจปุกไกจิไซเมนให้รูเบเนี่ยกับบ้านต่อเป็นแทงประหารเจียมาเว่ห้าดอเจียโดยชนะโดยไซแต่ขยมกำปองแต่จีเว่บ้านหล่อฟรีเนี่ยมันนี่ยัยลังแทงขยมมันกระแทงเวจิกาปัตเต้บ้านเนี่ยเหมือนแทงไว้ต้าเนี่ยเจ้าประกวดจิไซจิมือหนึ่งขยมเต้รูเบเนี่ยกับบ้านรอดมอแทงแก้ประกวดจิไซหรือฟรีเนี่ยกับบ้านจังอ้อตัวตื้อได้ได้พวกแกหนึ่งตรปันนังให้กับบ้านในยัยลังแทงบ้านเนี่ยตัวตามตรองตามตื้อดาวโนให้บอสโจตกเพลการแข่งดาวเนี่ยหนึ่งตัวดาวเพลได้หนึ่งต้นโมโกได้หรือบอเยอะให้แน่ได้จีแน่ได้หมดดาวมดแน่นุกคือจีเนี่ยชนะไปเลยโดยนี่รูเบเนี่ยกับบ้านกระแทกต้านี่มันเมนเจ้าเอาการอ้อดำใบอภิวัตตุ่มเนี่ยตุ่มนองอ้อจีมือหนึ่งฟรียาได้หรือให้รูเบเนี่ยกับบ้านชายยอดปล้นต่อการฟรียาได้หลุมเพอฟรียาเนี่ยกับบ้านใหญ่ๆปล้นต่อการรูเบแทงขยมซ้ำนั่งก่อนไล่ในเชี่ยมันไตโดยชนะขยมหนึ่งเอาลูกไส้นอมกเตาสั้นลูกไส้ต้องมันไตรูเบเนี่ยกับบ้านชาต่อการฟรียาแทงเอาใครโจขึ้นโนไปกระให้รูเบเนี่ยกับบ้านเบาๆใส่เจนเต่ามดโดนแต่พลอรูเบเนี่ยมาสบายเช่นนั่งหลุมภาพอย่างครั้งในมันใหญ่เด็ดแทงรถด้อยเสร็จเด็กไม่แน่แน่เมื่อเวยูแน่หมอให้อารามในปัจเจลอครั้งแน่ให้รูเบเนี่ยมันใหญ่เด็ดแทงขยมจ้องบังให้สมรรถเพศระบอกขยมด้อยปีมนได้ไปโน่นเนี่ยกับบ้านเงี้ยกลายให้กับโรฟรียาใต้เนี่ยเหมือนบ้านขั้นฟรียาหนุดได้เนี่ยกับบ้านชอบจิค
ខ្លាំងថាហ្វ្រីឯនាងបាត់ទៅណាហើយរូប៊ីនាងបាននៅឯកណ្ដាលព្រៃម្នាក់ឯងហើយនាងក៏ស្រែកតែគិតថាតើខ្ញុំទៅផ្លូវខុសហើយឬភ្លាមៗនោះក៏ស្រែកតែមានអ្វីម្យ៉ាងបានតែងជើងនាងដែលធ្វើឲ្យនាងមានការផាត់ភ័យយ៉ាងខ្លាំងហើយវាក៏បានធ្វើឲ្យនាងធ្លាក់ចេញពីលើសេះនៅពេលនោះទៅរូប៊ីនាងបាននិយាយទាំងផាត់ភ័យថាចាំបន្តិចតើនេះគឺជាអ្វីហើយនាងក៏មានការឈឺចាប់និងផាត់ភ័យយ៉ាងខ្លាំងភ្លាមៗនៅក្នុងព្រៃពេលនោះក៏មានសម្លេងមួយបានផ្ទុះយ៉ាងខ្លាំងហើយសេរីរឿងភាគទី16និង17របស់យើងក៏សូមសារ៉ាំដែរប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបាយបាយ